សួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងនៅលើករឿងថ្មីដើម្បីមកសម្រាយអាចំណែក Soulland 3របស់យើងមិនដឹងថាទៅមុខរួចអត់ទេដោយសារតែ Soulland 3ម្ដងជាប់ copyright ម្ដងអត់ជាប់ admin ក៏មិនដឹងថាមកពីស្អីផងដែរបើតាមមកទៅក្រុមហ៊ុនរបស់គេប្រហែលជាមក report មក channel admin ហើយឥឡូវ admin ថាសម្រាប់ចិត្តធ្វើរឿងនេះតែម្ដងទៅដែលវាក៏ជាប់ចំណាត់ថ្នាក់លេខ2ផងដែរនៅក្នុងការបោះឆ្នោតតើឥឡូវយើងចូលមកសាច់រឿងរបស់យើងតែម្ដងទៅដែលបើកក្បាលសាច់រឿងរបស់យើងដំបូងមានបរិសម្នាក់ដែលគាត់បាននិយាយថាហេតុអ្វីបានជានៅជុំវិញខ្លួនរបស់ខ្ញុំនៅពេលនេះអ្វីវាពិតជាបានប្រែក្លាយទៅជាឈាមវាហាក់បីដូចជាសមុទ្រឈាមពិតជាបានរើឡើងបន្ទាប់មកពេលនោះគាត់ក៏បានចាប់ផ្ដើមបើកភ្នែកមកទោះជាយ៉ាងណាក៏ដោយគាត់នៅតែឃើញឈាមម្ដងទៀតហើយនៅពេលនោះក៏បានឃើញទៅកាន់មិត្តភ័ក្តិរបស់គាត់ផងដែរនៅពេលនេះគាត់ហាក់បីដូចជាបានរករបួសជាខ្លាំងដែលបាននិយាយទៅកាន់តួឯករបស់យើងថាឈិនហ្វឹងអ្នកគួរតែរត់ចាកចេញអំពីទីកន្លែងមួយនេះទៅរួចនៅពេលនោះក៏មានបរិសម្នាក់ទៀតដែលត្រូវជាឪពុករបស់តួឯករបស់យើងគាត់ក៏បាននិយាយបែបនេះផងដែរហើយនៅពេលនេះឈិនហ្វឹងគាត់ក៏បាននិយាយថាតើទីបញ្ចប់នៃគ្រួសាររបស់ខ្ញុំវាពិតជាបានបញ្ចប់នៅថ្ងៃនេះមែនទេការវឹកហាត់មួយសានឆ្នាំរបស់ខ្ញុំវាពិតជាមិនអាចធ្វើឲ្យខ្ញុំបំម៉ាយចូលទៅកាន់កម្រិតសិល្បៈក្បាច់គុនពិតប្រាកដបាននោះទេដែលខ្ញុំពិតជាបានខំប្រឹងស្ទើរតែទាំងអស់ទៅហើយបន្តមកនៅពេលនោះក៏មានស្ដេចបិសាចមួយដែលគេបានចេញមកហើយបាននិយាយថាឈិនហ្វឹងយើងគិតថាឯងគឺជាព្រះដែលអន់ជាងគេដែលយើងបានជួបនៅពេលនេះសូម្បីតែការវឹកហាត់ក៏មិនអាចឈានទៅកាន់សិល្បៈក្បាច់គុនពិតប្រាកដបានឡើយដែលពេលនេះឈិនហ្វឹងគាត់បានគិតថាមែនហើយសូម្បីតែការវឹកហាត់របស់ខ្ញុំក៏គ្មានប្រយោជន៍ផងដែររយៈពេលមួយសែនឆ្នាំរួចបន្តមកនៅពេលនេះគាត់ក៏បានសើចផងហើយយំផងក្នុងពេលតែមួយដែលគាត់បាននិយាយថាទោះបីជាខ្ញុំនៅពេលនេះចិត្តស្លាប់ក៏ដោយខ្ញុំនឹងមករងចាំសេចក្តីស្លាប់នៅពេលនេះទេអ្វីដែលខ្ញុំមាននៅក្នុងខ្លួននៅពេលនេះខ្ញុំត្រូវតែបញ្ចេញមកទាំងអស់បន្តមកនៅពេលនេះឈិនហ្វឹងគាត់ក៏បាននិយាយថាការបូឈាមជាលើកចុងក្រោយដើម្បីបញ្ចេញថាមពលឈានទៅកាន់ដំណាក់កាលចុងក្រោយក្នុងការវឹកហាត់រួចនៅពេលនោះកងទ័ពបិសាចក៏បានហក់មកវាយប្រហារគាត់ផងដែរប៉ុន្តែហាក់បីដូចជាមិនអាចធ្វើអ្វីបានទេទោះជាយ៉ាងណាក៏ដោយស្ដេចបិសាចក៏បាននិយាយថាត្រឹមតែការវឹកហាត់មួយនេះតើឯងអាចយកឈ្នះយើងបានតែឈិនហ្វឹងបន្ទាប់មកស្ដេចបិសាចក៏បានបើកការវាយប្រហារទៅកាន់តួឯករបស់យើងទៅដែលបានធ្វើឲ្យគាត់នៅពេលនេះពិតជាបានចិត្តស្លាប់ទៅហើយមុននឹងឈិនហ្វឹងគាត់ចិត្តស្លាប់គាត់ក៏បាននិយាយថាបើសិនជាខ្ញុំមានឱកាសលើកចុងក្រោយខ្ញុំនឹងមិនឲ្យរឿងមួយនេះបានកើតឡើងនោះទេប៉ុន្តែអ្វីគ្រប់យ៉ាងនៅពេលនេះវាពិតជាបានហួសពេកហើយបន្តមកបន្តខ្សែករបស់គាត់នៅពេលនោះវាក៏ចាប់ផ្ដើមប្រេះបែកផងដែររួចវាក៏បានបែកទៅដែលបានធ្វើឲ្យមានពលិចែងចាំងនៅជុំវិញទីកន្លែងមួយនេះរួចក៏បាននាំឈិនហ្វឹងមកកាន់ទីកន្លែងមួយដែលបានធ្វើឲ្យគាត់នៅពេលនេះបាននិយាយថាតើបែកមិនខ្ញុំពិតជាមិនទាន់បានស្លាប់មែនទេវាហាក់បីដូចជាពេលនេះខ្ញុំពិតជាបានត្រឡប់មកខាងក្រោយវិញរយៈពេលមួយសែនឆ្នាំដែលពេលនោះគាត់ក៏បានពិនិត្យមើលបន្តខ្សែករបស់គាត់ផងដែរគាត់ក៏បាននិយាយទៀតថាអំបែងមិញវាពិតជាបានប្រេះបែកបាត់ទៅហើយដែលនៅពេលនេះឈិនហ្វឹងគាត់ក៏បានព្យាយាមរំលឹកអំពីអតីតកាលរបស់គាត់ដែលបានកើតឡើងពីពេលមុនបន្ទាប់មកនៅពេលនោះក៏បានធ្វើឲ្យគាត់មានការឈឺក្បាលជាខ្លាំងរួចគាត់ក៏បាននិយាយទៀតថារបួសដែលខ្ញុំបានកើតឡើងនៅពេលនេះដោយសារតែលីនស៊ូវ៉ាងនាងគឺជាគូដណ្ដឹងរបស់ខ្ញុំពេលនោះខ្ញុំបានសន្យាជាមួយនឹងនាងថានឹងយកឈ្នះការប្រកួតមួយចុងក្រោយនាងពិតជាបានក្បត់មកកាងខ្ញុំដែលពេលនេះរំលឹកអំពីការស្រមៃឈិនហ្វឹងបាននិយាយថាស៊ូវ៉ានហេតុអ្វីបានជាអ្នកបានធ្វើដាក់ខ្ញុំបែបនេះពួកយើងទាំងពីរនាក់នៅពេលនេះពិតជាបានភ្ជាប់ពាក្យនឹងគ្នាហើយក៏ចិត្តនឹងត្រូវរៀបការផងដែរលីនស៊ូវ៉ាងក៏បានឆ្លើយតបថាឈិនហ្វឹងអ្នកនៅពេលនេះគួរតែឈប់ល្ងងទៀតទៅខ្ញុំគ្រាន់តែពឹងពាក់ទៅលើគ្រួសារលីនរបស់អ្នកជាបណ្ដោះអាសន្ននោះទេនៅពេលនេះវាគ្មានប្រយោជន៍ទៀតឡើយហើយវាមានតែបសរដែលត្រូវជាវាមានធំទាំង3នៅក្នុងទ្វីបមួយនេះពួកគេបច្ចុប្បន្នជ្រើសរើសយកខ្ញុំធ្វើជាសិស្សស្នូឈិនហ្វឹងនៅពេលនេះពួកយើងគួរតែផ្ដាច់ពាក្យទៅនៅពេលនេះពួកយើងគឺគ្មានអ្វីដែលតាក់ទងនឹងគ្នាទៀតទេបន្ទាប់ពីការកឹកស្រមៃមួយនេះឈិនហ្វឹងគាត់ក៏មានការឈឺចិត្តជាខ្លាំងគាត់បាននិយាយថាស៊ូវ៉ាននាងគឺជាមនុស្សស្រីដែលបានបោកប្រាស់ខ្ញុំហើយក៏បានធ្វើឲ្យខ្ញុំរបួសនៅពេលនេះរយៈពេល10ឆ្នាំផងដែរហើយចំពោះតួឯករបស់យើងចេញមកមិនតាន់បាននឹងអីទេគឺចាញ់បោកស្រីស្អាតបាត់ទៅហើយតួឯករបស់យើងនៅក្នុងរឿងមួយនេះគឺស្នល់តំណែងអំពីចៅឈិនគឺបោកឆាមកចាញ់បោកគេដូចគ្នាឥឡូវនៅពេលនេះចូលមកសាច់រឿងរបស់យើងវិញដែលឈិនហ្វឹងគាត់បាននិយាយថាចាប់តាមពីខ្ញុំមានឱកាសជាលើកទី2ហើយខ្ញុំនឹងមិនចង់ឲ្យរឿងដែលបានកើតឡើងទៅលើគ្រួសាររបស់ខ្ញុំវាបានកើតឡើងម្ដងទៀតនោះទេនៅពេលនេះខ្ញុំមានតែប្រើវិធីសាស្ត្រចម្រាញ់របស់ខ្ញុំដើម្បីធ្វើឲ្យរឿងការរបស់ខ្ញុំវាបានជាសះស្បើយឡើងវិញ
នៅក្នុងជីវិតរបស់ខ្ញុំពេលនេះខ្ញុំត្រូវតែវឹកហាត់ឲ្យឈានទៅកាន់ដំណាក់កាលមួយដែលមនុស្សគ្រប់គ្នាមិនអាចទៅដល់បានហើយគាត់ក៏បាននិយាយទៀតថាឱកាសទី2របស់ខ្ញុំវាបានមកដោយសារនេះដោយសារតែខ្សែកត្បូងរបស់ខ្ញុំនេះហើយទើបបានជាធ្វើឲ្យខ្ញុំមានឱកាសលើកទី2នៅពេលនេះគាត់ក៏បាននិយាយទៀតថាវាមិនអីនោះទេនៅពេលនេះអ្វីដែលថ្មីបច្ចុប្បន្នកើតឡើងម្ដងទៀតហើយខ្ញុំនៅមិនធ្វើឲ្យមានការស្ដាយក្រោយម្ដងទៀតទេរួចគាត់ក៏បានចាប់ផ្ដើមពាក់ខោអាវនៅពេលនេះទៅឈិនហ្វឹងគាត់ក៏បាននិយាយទៀតថាខ្ញុំនឹងដើរទៅលើផ្លូវអ្នកវឹកហាត់ម្ដងទៀតដែលលើកនេះវាគឺជាពិតប្រាកដហើយបន្ទាប់មកនៅពេលនោះក៏មានបរិសម្នាក់ក៏បានមកនិយាយជាមួយនឹងឈិនហ្វឹងថាលោកម្ចាស់នៅពេលនេះលៀនឡាងគេបច្ចុប្បន្នមករកពួកយើងហើយបន្ទាប់ពីចៅឆិនគាត់បានស្ដាប់នៅឈ្មោះមួយនេះគាត់ក៏បាននិយាយថាលៀនឡាងមែនទេគេជាបងប្រុសរបស់លីនស៊ូវ៉ាន់ដែលពេលនោះគ្រួសារលីនពួកគេក៏បានធ្វើបាបខ្ញុំជាច្រើនផងដែរដែលបង្កឲ្យខ្ញុំមានរបួសជាច្រើនជាមួយនឹងគ្រួសារលីនវាហាក់បីដូចជាជំរកសត្វពស់ដែលខ្ញុំបានជួបហើយនៅពេលនេះឈិនហ្វឹងគាត់ក៏បានចេញទៅជួបគេហើយក៏បាននិយាយទៅថាតើថ្ងៃនេះឯងចង់ធ្វើអ្វីមកកាន់យើងទៅបន្ទាប់មកក៏បានកាត់មកខាងនៅពេលនេះវិញដែលលៀនឡាងគេក៏បានស្រែកហៅទៅកាន់ឈិនហ្វឹងថាឈិនហ្វឹងហេតុអ្វីបានជាឯងយកសួនឱសថទៅវិញចឹងសួនឱសថវាគឺជារបស់ត្រកូលលៀនហើយវាក៏ជាការចំណងដៃនៃការភ្ជាប់ពាក្យជាមួយនឹងលីនស៊ូវ៉ាន់ផងដែរឈិនហ្វឹងគាត់ក៏បានឆ្លើយតបថាតើវាគឺជាការភ្ជាប់ពាក្យអ្វីទៅនាងគ្រាន់តែបានបោកប្រាស់ខ្ញុំនោះទេឥឡូវនេះនាងបានផ្ដាច់ពាក្យជាមួយនឹងខ្ញុំហើយដែលសួនឱសថគ្រួសាររបស់ខ្ញុំយកវាធ្វើជាចំណងដៃនៅពេលនេះខ្ញុំនឹងយកត្រឡប់មកវិញនៅពេលនេះពួកយើងគឺគ្មានអ្វីដែលត្រូវជាទំនាក់ទំនងទៀតទេសួនឱសថវាមិនមែនជារបស់ត្រកូលលៀនឡើយលៀនឡាងឯងជាបងប្រុសលីនស៊ូវ៉ាងតែនៅពេលនេះចង់ធ្វើអ្វីទៅដែលបានធ្វើឲ្យទាហាននៅទីកន្លែងមួយនេះក៏បានសើចចំអកផងដែរដែលលៀនឡាងនៅពេលនេះបាននិយាយថាឈិនហ្វឹងហេតុអ្វីបានជាឯងនៅពេលនេះពិតជាមានភាពក្រើកតោមរួចលៀនឡាងគេបាននិយាយទៀតថាឈិនហ្វឹងឯងនៅពេលនេះយើងនៅទៅឱកាសឯងបើសិនជាឯងមិនសុំទោសយើងនោះទេឯងប្រកាសជាបានស្ដាយក្រោយហើយបន្តមកនៅពេលនោះឈិនហ្វឹងគាត់ក៏បានសើចហើយបាននិយាយថាលៀនឡាងតែនៅពេលនេះកំពុងតែនិយាយឈួតអ្វីហ្នឹងយើងគិតថានៅពេលនេះបើមិនចាចេញទេឯងប្រកាសជាបានស្ដាយក្រោយហើយដែលឈិនហ្វឹងនៅពេលនេះគាត់ក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យភ្ជាប់ទៅកាន់លៀនឡាងផងដែរដែលលៀនឡាងនៅពេលនេះគេក៏បានគិតថាហេតុអ្វីឈិនហ្វឹងនៅថ្ងៃនេះគេពិតជាពិបាកដោះស្រាយយ៉ាងនេះបន្ទាប់ពីគេបានកើតរួចគេក៏បាននិយាយទៀតថាឈិនហ្វឹងនៅពេលនេះឯងហ៊ានភ្នាល់ជាមួយនឹងយើងទេជាមួយនឹងការភ្នាល់មួយនេះវាគឺជាការប្រមូលផលនៃសួនឱសថតើគ្រួសារលីននិងគ្រួសារឈិនអ្នកណាគេដែលបានប្រមូលផលបានច្រើនជាងគេអ្នកនោះនឹងឈ្នះតម្លៃនៃការភ្នាល់វាគឺជាសួនឱសថរបស់គ្រួសារឈិនឯចំណែកគ្រួសារលីនពួកយើងនឹងដាក់អណ្ដូងរ៉ែដែកលីនឡាងគេក៏បាននិយាយថាឈិនហ្វឹងតែយល់ព្រមពីការភ្នាល់មួយនេះទេស្រាប់តែពេលនោះឈិនហ្វឹងក៏បាននិយាយថាវាមិនអីទេយើងនឹងយល់ព្រមដែលបានធ្វើឲ្យលៀនឡាងនៅពេលនេះគេបាននិយាយថាឈិនហ្វឹងឯងគឺពិតជាល្ងងពិតមែនបន្តមកនៅពេលនេះពួកគេក៏បានធ្វើកិច្ចសន្យាជាមួយនឹងគ្នាបន្តទៅមកលៀនឡាងគេបាននិយាយថាឈិនហ្វឹងឯងកុំស្ដាយក្រោយណាដែលឈិនហ្វឹងនៅពេលនេះក៏បានគិតថាលឿនឡាងពាក្យទាំងអស់នេះគួរតែយើងនិយាយទៅកាន់ឯងនោះទេទោះបីជាអណ្ដូងរ៉ែដែលគ្រួសារលីនពិតជាបានប្រើប្រាស់ស្ទើរតែអត់ធនធានក៏ដោយប៉ុន្តែអ្វីដែលគ្រួសារលីនពិតជាមិនបានដឹងនោះវាគឺជារ៉ែដែកខ្មៅរួចក៏បានកាត់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់បាននិយាយថាជាមួយនឹងការវឹកហាត់របស់ខ្ញុំនៅពេលនេះមិនទាន់អាចទៅរួចបានឡើយជីវិតអតីតកាលរបស់ខ្ញុំវាពិតជាពិបាកវឹកហាត់ជាខ្លាំងទោះបីជាពេលនោះខ្ញុំបច្ចុប្បន្នសិក្សាបច្ចេកទេសជាច្រើនក៏ដោយប៉ុន្តែវានៅតែមិនអាចបានសម្រេចទេប៉ុន្តែខ្ញុំក៏បានសរនៅការចងចាំអំពីបច្ចេកទេសទាំងនោះដែរដែលបច្ចេកទេសដែលខ្ញុំបានចាប់អារម្មណ៍ជាងគេវាគឺជាបច្ចេកទេសនៃការផ្លាស់ប្ដូរបើតាអ្វីដែលខ្ញុំចងចាំបច្ចេកទេសមួយនេះបើតាមើលទៅវាពិតជាសាមញ្ញនោះទេប៉ុន្តែអ្នកដែលបានវឹកហាត់វាបានសម្រេចពួកគេសិតតែបានខ្លាយទៅជាមនុស្សដែលមានភាពល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រដែលឈិនហ្វឹងនៅពេលនេះក៏បានវឹកហាត់នៅបច្ចេកទេសនៃការផ្លាស់ប្ដូរមួយនេះផងដែរបន្ទាប់ពីគាត់កំពុងតែវឹកហាត់នៅពេលនោះក៏បានធ្វើឲ្យមានប្រតិកម្មដែលបានកើតឡើងរួចគាត់នៅពេលនោះក៏បានក្អួតឈាមផងដែរទោះជាយ៉ាងណាក៏ដោយគាត់ក៏បាននិយាយទៀតថាវាពិតជាបានធ្វើឲ្យខ្ញុំមានការប្រតិកម្មជាមួយនឹងឈាមរបស់ខ្ញុំប៉ុន្តែវាមិនអីទេខ្ញុំពិតជាបានសម្រេចហើយជាមួយនឹងការវឹកហាត់ពិភពលោកដំបូងវាគឺមាន7កម្រិតដែលនៅក្នុងកម្រិតនេះមួយក៏បានបែងចែកជា9ដំណាក់កាលផងដែរទោះបីជាយ៉ាងណាក៏ដោយការវឹកហាត់របស់ខ្ញុំនៅពេលនេះគឺនៅក្នុងកម្រិតទី1ដំណាក់កាលទី1នោះទេ
ได้ชีวิตរបស់ខ្ញុំនៅពេលនេះវាមិនខុសអ្វីអំពីជីវិតមុននោះទេវាពិតជាពិបាកវឹកហាត់ដូចគ្នាទោះជាយ៉ាងណាក៏ដោយដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍វានឹងមិនអីនោះទេខ្ញុំនឹងព្យាយាមកែលម្អបន្តទៀតបន្ទាប់ពីគាត់បានកើតរួចពេលនោះអ្នកបម្រើរបស់គាត់ក៏បានមកស្រែកហៅថាលោកម្ចាស់នៅពេលនេះផ្លែឈើអសររបស់ពួកយើងពិតជាបានក្រៀមស្វិតខ្ញុំមិនដឹងថាវាមានអ្វីដែលបានកើតឡើងនោះទេបន្ទាប់មកនៅពេលនៃឈិនហ្វឹងគាត់ក៏បានទៅកាន់សួនឱសថហើយក៏បានពិនិត្យមើលផ្លែឈើឱសថទាំងនេះគាត់ក៏បាននិយាយថាហេតុអ្វីបានជាវាពិតជាមានស្មៅលីយ៉ាងដែលបានដុះនៅលើផ្លែឈើទាំងនេះមើលទៅរឿងទាំងអស់នេះប្រហែលជាមកពីគ្រួសារលឿនហើយពួកគេពិតជាបានរៀបចំវាទុកជាមុនបន្តមកឈិនហ្វឹងនៅពេលនោះគាត់ក៏បាននិយាយថាកែភ្នែកញៀនទី6រួចគាត់ក៏បានបើកវាដើម្បីពិនិត្យមើលដំណាំទាំងនេះទៅបន្ទាប់ពីគាត់បានពិនិត្យមើលរួចពេលនោះគាត់ក៏បាននិយាយថាជាមួយនឹងផ្លែឈើវាពិតជាមិនទាន់បានស្លាប់នោះទេវាគ្រាន់តែស្មៅលីយ៉ាងបានដោះនៅពីលើហើយបានស្រូបយកធម្មពលវិញ្ញាណឈិនហ្វឹងគាត់ក៏បាននិយាយទៀតគ្រូសាលិនតាអ្នកកថាប្រាវិធីសាស្ត្រមួយនេះវាពិតជាបានជោគជ័យមែនទេវាហាក់បីដូចជាលេងឡើងគេបានគិតនៅពេលនេះថាគេនឹងអាចយកឈ្នះខ្ញុំបានទៅហើយប៉ុន្តែជាមួយនឹងស្មាលីយ៉ាងមួយនេះវាពិតជាមានផលប្រយោជន៍ខ្ញុំនឹងយកវាធ្វើទៅជាជីដើម្បីបណ្ដុះដំណាំនៃការប្រមូលផលមួយនេះបន្តមកសាច់រឿងរបស់យើងក៏បានកាត់មកខាងពេលនេះវិញវាក៏បានថ្ងៃនៃការប្រមូលផលផងដែរពេលនោះអ្នកដែលបានប្រមូលផលជាមួយនឹងលេនឡាងពួកគេបាននិយាយថាឈិនហ្វឹងតើអ្នកមានឱសថគ្រប់គ្រាន់នោះទេក្នុងការប្រមូលផលវានៅក្នុងឆ្នាំនេះឈិនហ្វឹងក៏បានដើរចេញមកហើយបាននិយាយថាពួកឯងនៅពេលនេះមិនចាំបាច់បារម្ភនោះទេយើងពិតជាបានរៀបចំទុកអស់រួចទៅហើយបន្តមកលេនឡាងគេបាននិយាយថាឈិនហ្វឹងតើឯងបានទំនុកចិត្តមកពីណាទៅមើលទៅឯងនៅពេលនេះទៅក៏បានមើលងាយទៅកាន់អ្នកដែលបានប្រមូលផលផងដែរដែលអ្នកប្រមូលផលមួយនេះគេគឺមានឈ្មោះថាលូឡាងគេក៏បាននិយាយថាឈិនហ្វឹងហេតុអ្វីបានជាអ្នកពិតជាមានភាពរើកតោមែននៅចំពោះមុខខ្ញុំបើសិនជាអ្នកពិតជាមិនសុំទោសខ្ញុំនោះទេខ្ញុំគិតថាអ្នកប្រកាសជានឹងស្ដាយក្រោយដែលបានធ្វើឲ្យកូនចៅរបស់ឈិនហ្វឹងនៅពេលនេះពួកគេក៏មានការភ័យខ្លាចផងដែរកូនចៅរបស់ឈិនហ្វឹងក៏បាននិយាយថាលោកម្ចាស់នៅពេលនេះគួរតែលុចកងនៅចំពោះមុខគាត់ទៅកុំឲ្យបង្កបញ្ហាទៀតបន្ទាប់ពីឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់បាននិយាយថាតើខ្ញុំបានធ្វើអ្វីខុសទៅហេតុអ្វីបានជាខ្ញុំត្រូវលុចកងលូឡាងឯងគ្រាន់តែជាអ្នកប្រមូលផលនោះទេនៅពេលនេះយើងមិនចង់និយាយច្រើនទៀតនោះទេឯងគួរតែធ្វើការអ្វីដែលត្រូវធ្វើទៅបន្ទាប់ពីអ្នកប្រមូលផលលូឡាងគេបានលើបែបនេះគេក៏បាននិយាយថាឈិនហ្វឹងគ្រួសារឈិននៅឆ្នាំមុនពួកគេបច្ចុប្បន្នជំពាក់នៃការប្រមូលផលផងដែរដែលលើកនេះគឺកូនទាំងពីរតើឯងមានដំណាំគ្រប់គ្រាន់នោះទេក្នុងការប្រមូលផលបើសិនជាឆ្នាំនេះឯងគឺគ្មានវាគ្រប់គ្រាន់នោះទេគ្រួសារឈិនរបស់ឯងប្រកាសជាមានបញ្ហាហើយឯងឈិនហ្វឹងប្រកាសជាមានបញ្ហាខ្លាំងជាងគេនៅពេលនេះឈិនហ្វឹងគាត់ក៏បាននិយាយថាបានជាវាមិនអីទេនៅពេលនេះពួកឯងគួរតែមកតាមយើងមកបន្ទាប់ពីអ្នកទាំងអស់យើងក៏បានកាត់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់បាននិយាយថាជាមួយនឹងអណ្ដងរ៉ែមួយនេះវានឹងបង្កើតធនធានឲ្យខ្ញុំក្នុងការរកប្រាក់ជាច្រើនជាមួយនឹងអណ្ដងរ៉ែដែលខ្ញុំបានសន្និដ្ឋានថាគ្រួសារលីនពួកគេប្រហែលជាមិនអាចរកឃើញទៅការរ៉ែដៃខ្មៅនោះទេបន្ទាប់ពីគាត់កំពុងតែកាសសុកនៅពេលនោះក៏មានទាហានម្នាក់ក៏បានមកនិយាយប្រាប់គាត់ថាពេលនេះអណ្ដងរ៉ែវាបច្ចុប្បន្នផ្ទុះហើយបន្ទាប់ពីឈិនហ្វឹងគាត់បានលើបែបនេះហើយគាត់ក៏បានប្រញាប់ទៅកាន់ទីកន្លែងនោះទៅបន្តមកក៏បានកាត់មកខាងអណ្ដងរ៉ែនៅពេលនេះវិញដែលវាបច្ចុប្បន្នបែកបាក់ថ្មជាច្រើនហើយអ្នកភូមិដែលនៅទីកន្លែងមួយនេះពួកគេបាននិយាយថាតើគ្រួសារឈិននៅពេលនេះបច្ចុប្បន្នធ្វើវាមែនទេដែលអ្នកភូមិរបស់ពួកយើងបន្ទាប់ពីបានផ្ទុះអណ្ដងរ៉ែមួយនេះវាបច្ចុប្បន្នធ្វើឲ្យមនុស្សបានស្លាប់ជាច្រើនទោះជាយ៉ាងណាក៏ដោយនៅពេលនេះឈិនហ្វឹងគាត់ក៏បានប្រើកែភ្នែកញៀនទី6របស់គាត់ដើម្បីពិនិត្យមើលអណ្ដងរ៉ែមួយនេះគាត់ក៏បានឃើញមនុស្សនៅក្នុងនោះផងដែរឈិនហ្វឹងក៏បាននិយាយទៀតបេះដូងមនុស្សទាំងនេះពួកគេពិតជាមិនតាន់បានស្លាប់នោះទេដែលវានៅលោតនៅឡើយប៉ុន្តែហាក់បីដូចជាពួកគេនៅពេលនេះពិតជាបានសន្លប់តើរឿងទាំងអស់នេះវាកើតឡើងដោយសារតែធម្មជាតិឬក៏មនុស្សជាអ្នកធ្វើហើយបន្តមកឈិនហ្វឹងក៏បាននិយាយទៅកាន់អ្នកភូមិថាមនុស្សដែលបានជាប់នៅក្នុងអណ្ដងរ៉ែពួកគេមិនតាន់បានស្លាប់នោះទេអ្នកទាំងអស់គ្នានៅពេលនេះគួរតែយកអ្វីមកជីកថ្មដើម្បីបើកនៅច្រកទ្វារចូលទៅកាន់អណ្ដងរ៉ែមួយនេះទៅបន្ទាប់ពីអ្នកភូមិបានស្ដាប់ការនិយាយរបស់ឈិនហ្វឹងហើយពួកគេក៏បាននិយាយថាតើមនុស្សដែលបានជាប់នៅក្នុងអណ្ដងរ៉ែពួកគេពិតជាមិនតាន់បានស្លាប់មែនទេអ្នកភូមិក៏បាននិយាយទៀតថាតើពួកយើងនៅពេលនេះគួរតែជឿទៅកាន់គាត់ដែរឬទេការផ្ទុះអណ្ដងរ៉ែបែងមិញវាពិតជាមានភាពខ្លាំងជាខ្លាំងទោះជាយ៉ាងណាក៏ដោយអ្នកភូមិដែលនៅទីកន្លែងមួយនេះពួកគេក៏សុខចិត្តកាយនៅអណ្ដងរ៉ែមួយនេះផងដែរដើម្បីស្វែងរកមនុស្សដែលបានជាប់នៅកាន់ទីកន្លែងមួយនេះ
បន្ទាប់ពីអ្នកភូមិពួកគេបានកាយមួយសន្ទុះក្រោយមកពេលនោះពួកគេក៏បានរកឃើញច្រកចូលដែលពួកគេបានឃើញទៅកាន់មនុស្សដែលបានជាប់នៅកាន់ទីកន្លែងនោះផងដែរបន្ទាប់ពីពួកគេបានងាកមើលទៅកាន់មនុស្សទាំងនោះទៅហាក់បីដូចជាពួកគេនៅពេលនេះពិតជាបានស្លាប់ទៅហើយដែលបានធ្វើឲ្យកូនចៅរបស់ពួកគេនៅពេលនេះក៏មានការឈឺចាប់ជាខ្លាំងបន្ទាប់មកពួកគេក៏បាននិយាយទៅកាន់ឈិនហ្វឹងថាតើអ្នកពិតជាបានកុហកមកកាន់ពួកយើងមែនទេថាពួកគេនៅពេលនេះពិតជាមិនទាន់បានស្លាប់ប៉ុន្តែមើលទៅនៅពេលនេះពួកគេហាក់បីដូចជាគ្មានដំហើមនោះទេស្រាប់តែពេលនោះលីនឡាងគេក៏បានចូលមកទីកន្លែងមួយនេះហើយក៏បាននិយាយថាធាតុករពិតគេគឺជាឈិនហ្វឹងហើយដែលបានធ្វើឲ្យបងប្អូនរបស់អ្នកទាំងអស់គ្នាពិតជាបានស្លាប់អ្នកភូមិបន្តពីពួកគេបានស្ដាប់នៅពេលសម្ដីទាំងនេះហើយពួកគេក៏បាននិយាយថាឈិនហ្វឹងថ្ងៃនេះខ្ញុំត្រូវតែសងសឹកទៅកាន់អ្នកវិញឯចំណែកលីនឡាងនៅពេលនេះគេក៏បាននិយាយថាឈិនហ្វឹងតើឯងនៅពេលនេះដោះស្រាយជាមួយនឹងអ្នកភូមិមួយនេះដល់របៀបណាទៅជាមួយនឹងការមកផ្ទុះរបស់យើងទោះជាយ៉ាងណាក៏ដោយឈិនហ្វឹងនៅពេលនេះគាត់ពិតជាមិនបានខ្វល់អំពីពួកគេនោះទេគាត់ក៏បាននិយាយទៅកាន់កូនចៅរបស់គាត់ថាឆាប់យកផ្លែឈើមួយនេះទៅហើយអ្នកឆាប់យកវាទៅពាចូលទៅក្នុងមាត់ដើម្បីបញ្ចុកទៅកាន់ពួកគេដែលនៅពេលនេះពួកគេពិតជាបានត្រូវជាតិពុលបន្តមកកូនចៅរបស់គាត់ក៏បាននិយាយថាតើវិធីសាស្ត្រមួយនេះពិតជាអាចព្យាបាលពួកគេមែនទេបន្ទាប់ពីលីនឡានគេបានឃើញបែបនេះគេបាននិយាយថាឈិនហ្វឹងតើឯងនៅពេលនេះកំពុងតែធ្វើអ្វីទៅនេះគឺជាសាសពរបស់មនុស្សតើចង់ធ្វើអ្វីទៅកាន់ពួកគេបន្ទាប់ទៀតមកមនុស្សដែលបានជាប់នៅក្នុងរូងភ្នំអំបែងមិញពួកគេនៅពេលនេះក៏បានដឹងខ្លួនដែលបរិសម្នាក់នេះក៏បាននិយាយថាតើខ្ញុំនៅពេលនេះពិតជាមិនតាន់បានស្លាប់មែនទេដែលបានធ្វើឲ្យមនុស្សដែលនៅទីកន្លែងមួយនេះពួកគេក៏បានមានការភ្ញាក់ផ្អើលជាខ្លាំងបន្តមកឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាបញ្ហាវានឹងត្រូវដោះស្រាយនៅពេលបន្តិចទៀតមនុស្សដែលបានជាប់នៅទីកន្លែងមួយនេះពួកគេបច្ចុប្បន្នត្រូវជាតិពុលជាមួយនឹងជាតិពុលនិងការបំផ្ទុះរូងភ្នំវាប្រហែលជាស្នាដៃរបស់គ្រួសារត្រកូលលីនវាពិតជាសំណាងហើយដែលនៅពេលនេះខ្ញុំពិតជាមានវិធីសាស្ត្រក្នុងការព្យាបាលទៅកាន់ពួកគេបន្ទាប់មកគាត់ក៏បានសួរទៅកាន់បរិសដែលបានជាប់នៅក្នុងរូងភ្នំថាតើការបំផ្ទុះជាមួយនឹងការបំពុលមួយនេះវាបានធ្វើឡើងដោយអ្នកណាគេទៅបរិសម្នាក់នេះក៏បានឆ្លើយថាជាមួយនឹងការបំផ្ទុះហើយនឹងការបំពុលមនុស្សលេងឡានគេបានបញ្ជាពួកយើងឲ្យចូលមកការរូងភ្នំមួយនេះហើយគេក៏បានដាក់ថ្នាំបំពុលយើងទៅរួចក៏បានបំផ្ទុះរូងភ្នំរួចអ្នកភូមិទាំងអស់ក៏បានចងទៅកាន់លេងឡានដែលនៅពេលនេះឈិនហ្វឹងគាត់បាននិយាយថាអន្តែដែលឯងដាក់ឲ្យយើងនៅពេលនេះឥឡូវឯងបានជាប់វាដោយខ្លួនឯងហើយលេនឡាងតើឯងនៅពេលនេះពិតជាទំនេរខ្លាំងមែនទេដែលបានធ្វើរឿងទាំងនេះដែលនៅពេលនេះលេនឡាងគេបាននិយាយថាអ្នកទាំងអស់គ្នានៅពេលនេះពិតជាបានចូលច្រឡំហើយបន្តមកពេលនោះក៏បានលើកសម្លេងគេស្រែកជុំវិញនៅទីកន្លែងមួយនេះទៅហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលអ្នកភូមិក៏បានអរគុណទៅកាន់ឈិនហ្វឹងផងដែរបន្តមកឈិនហ្វឹងគាត់ក៏បាននិយាយទៀតថាបញ្ហានៅក្នុងដងរ៉ែមួយនេះពិតជាបានដោះស្រាយហើយប៉ុន្តែរ៉ែដៃខ្មៅខ្ញុំហាក់បីដូចជាមិនបានឃើញវានោះទេមើលទៅគ្រួសារលីនប្រហែលជាបានយកវាលាក់ទុកនៅកាន់ទីកន្លែងណាមួយហើយបើសិនជាខ្ញុំនៅតែបន្តបែបនេះទៀតកម្លាំងរបស់ខ្ញុំប្រហែលជានឹងមិនមានការរីកចម្រើននោះទេព្រោះឲ្យខ្ញុំនៅពេលនេះពិតជាបានខ្វះធនធានមើលទៅនៅពេលនេះខ្ញុំគួរតែទៅខ្ចីប្រាក់អំពីក្រុមត្រីឆ្លាមហើយដើម្បីយកមកវិនិយោគនៅពេលនេះដែលខ្ញុំពិតជាបានត្រូវចំណាយជាច្រើនបន្តពីឈិនហ្វឹងគាត់ក៏ប៉ុន្តែធ្វើដំណើរចាកចេញពេលនោះក៏មានមនុស្សស្រីម្នាក់ដែលបានឃ្លាំមើលទៅកាន់គាត់នៅទីកន្លែងមួយនេះផងដែរហើយឥឡូវឈិនហ្វឹងគាត់ក៏បានត្រឡប់មកកាន់ផ្ទះវិញនៅពេលនោះឪពុករបស់គាត់ក៏បាននិយាយថាកូនប្រុសតើអ្នកនៅពេលនេះពិតជាបានមកហើយមែនទេបន្ទាប់ពីឈិនហ្វឹងបានឃើញទៅកាន់ឪពុករបស់គាត់ក៏បានកើតស្រមៃថាឪពុករបស់ខ្ញុំកាលពីពេលលើកមុនគាត់ពិតជាបានជួយសង្គ្រោះខ្ញុំជាច្រើនដងហើយប៉ុន្តែជាចុងក្រោយគាត់ពិតជាបានស្លាប់ដោយសារតែការពារខ្ញុំរឿងទាំងអស់នេះវាកើតឡើងក៏ព្រោះតែខ្ញុំផងដែរដែលពុករបស់ឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាមើលទៅរបួសរបស់អ្នកនៅពេលនេះប្រកាសជាបានជាសះស្បើយហើយខ្ញុំនៅពេលនេះក៏មានក្របថ្នាំបំប៉នពីរផងដែរវាក៏អាចជួយឲ្យកម្លាំងរបស់អ្នកប្រហែលជាមានការរីកចម្រើនបន្ទាប់ពីឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់ក៏បាននិយាយថាឪពុកជាមួយនឹងថ្នាំមួយនេះវាពិតជាមានតម្លៃជាខ្លាំងជាមួយនឹងរបួសរបស់ខ្ញុំនៅពេលនេះវាពិតជាបានជាសះស្បើយហើយពេលនោះឪពុករបស់គាត់ក៏បាននិយាយទៀតថាឈិនហ្វឹងអ្នកត្រូវតែទទួលយកវាអ្នកគឺជាកូនប្រុសរបស់ខ្ញុំឈិនហ្វឹងគាត់ក៏បាននិយាយទៀតថាមិនអីទេឪពុកខ្ញុំនឹងទទួលយកវាចាប់តាំងពីឪពុកបានទិញវាមកហើយដែលឪពុករបស់ឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាបើតាមមើលទៅកូនប្រុសប្រហែលជាមានជំនាញចម្រាញ់ឱសថហើយដែលឈិនហ្វឹងនៅពេលនេះគាត់ក៏បានរៀនពីបាឆ្លើយតបផងដែរនៅពេលនោះគាត់ក៏បាននិយាយថាដោយសារតែមានលោកគ្រូចម្រាញ់ឱសថម្នាក់គាត់ក៏បានជួយណែនាំខ្ញុំផងដែរហើយគាត់ក៏បាននិយាយទៀតថាជំនាញនៃការចម្រាញ់ឱសថរបស់ខ្ញុំវាពិតជាល្អជាខ្លាំងបន្ទាប់ពីឪពុករបស់គាត់បានស្ដាប់នៅពាក្យសម្ដីទាំងនេះហើយគាត់ក៏បាននិយាយថាកូនប្រុសរបស់ខ្ញុំពិតជាមានទេពកោសល្យពិតមែនជាមួយនឹង
ជំនាញទាំងនេះឪពុករបស់គាត់ក៏បាននិយាយទៀតថាខ្ញុំមកជួបអ្នកនៅលើកនេះក៏មានបញ្ហាមួយចំនួនផងដែរដែលខ្ញុំនៅពេលនេះក៏រៀបនឹងចាកចេញទៅវិញផងដែរដោយសារតែឪពុកនៅពេលនេះរៀបនឹងចាកចេញហើយខ្ញុំមិនចង់ឲ្យអ្នកមានគ្រោះថ្នាក់នោះទេឈិនហ្វឹងអញ្ចឹងនៅពេលនេះខ្ញុំនឹងទៅក្រឹតច្បាប់ជាមួយនឹងបញ្ជីការពីរបស់គ្រួសារឈិនរបស់ពួកយើងអ្នកយកវាទៅប្រើប្រាស់បាននៅពេលដែលអ្នកបានជួបគ្រោះថ្នាក់ដែលបានធ្វើឲ្យឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាតើនេះគឺជាក្រឹតរបស់គ្រួសារឈិនមែនទេវាពិតជាមានតម្លៃជាខ្លាំងហេតុអ្វីបានជាឪពុកនៅពេលនេះពិតជាបានឲ្យវាមកកាងខ្ញុំឪពុករបស់ឈិនហ្វឹងគាត់ក៏បាននិយាយថាខ្ញុំអាចការពារទៅការខ្លួនឯងបានហើយដោយសារតែអ្នកនៅពេលនេះពិតជាមានកម្លាំងខ្សោយឪពុកនៅពេលនេះប្រហែលជានឹងចាក់ចេញមួយរយៈធំហើយអ្នកត្រូវតែមើលថែទៅការខ្លួនឯងផងរួចគាត់ក៏បានលាឈិនហ្វឹងចេញទៅរួចសាច់រឿងរបស់យើងក៏បានកាត់មកថ្ងៃបន្តមកនៅពេលនេះកូនចៅរបស់គាត់ក៏បាននិយាយថាក្រុមត្រីឆ្លាមនៅពេលនេះពិតជាបានមកទាមទារប្រាក់ដែលលោកម្ចាស់បានខ្ចីទៅកាន់ក្រុមរបស់ពួកគេហើយបន្តមកឈិនហ្វឹងគាត់ក៏បាននិយាយថាបានជាមិនអីទេខ្ញុំនឹងចេញទៅជួបពួកគេដែលនៅពេលនេះឈិនហ្វឹងគាត់ក៏បានគិតថាដំបូងខ្ញុំថានឹងខ្ចីលុយទៅកាន់ឪពុករបស់ខ្ញុំហើយប៉ុន្តែគាត់ពិតជាបានយកវាទៅទិញគ្រាប់ថ្នាំបំប៉នបាត់ទៅហើយខ្ញុំនៅពេលនេះពិតជាមិនតមានប្រាណនោះទេខ្ញុំមិនដឹងថានិយាយអ្វីជាមួយនឹងពួកគេឡើយនៅពេលនេះខ្ញុំមានតែជ័យទៅជួបពួកគេជាមុនសិនរួចគាត់ក៏បានបើកទ្វារហើយបាននិយាយថាខ្ញុំនៅពេលនេះពិតជាសូមអធិស្ឋានផងជាមួយនឹងបងការប្រាក់ទោះជាយ៉ាងណាក៏ដោយបន្តពីគាត់បានបើកទ្វារមកក៏បានឃើញទៅកាន់ក្មេងស្រីម្នាក់ដែលនាងបាននិយាយថាខ្ញុំពិតជាអរគុណទៅកាន់អ្នកប្រុសឈិនហើយឈិនហ្វឹងគាត់បាននិយាយថាតើខ្ញុំបានធ្វើអ្វីទៅហេតុអ្វីបានជាអ្នកពិតជាបានអរគុណមកកាន់ខ្ញុំក្មេងស្រីម្នាក់នេះក៏បាននិយាយទៀតថាអ្នកប្រុសឈិននៅពេលនោះពិតជាបានជួយយកខ្ញុំចេញអំពីរោងភ្នំហើយក៏បានព្យាបាលទៅការថ្នាំពណ៌របស់ខ្ញុំផងដែរបន្តមកនៅពេលនោះឈិនហ្វឹងក៏បាននិយាយថាមែនហើយខ្ញុំស្ទើរតែភ្លេចវាបានចឹងវាមិនអីនោះទេខ្ញុំនឹងមកយកគុណស្រ័យអ្វីឡើយទោះជាយ៉ាងណាក៏ដោយក្មេងស្រីម្នាក់នេះនាងក៏បាននិយាយថាប៉ុន្តែថ្នាំពណ៌ដែលខ្ញុំនៅពេលនោះខ្ញុំពិតជាមិនបានត្រូវជាតិពណ៌នោះទេបន្តទៅឈិនហ្វឹងគាត់បានលើកបែបនេះហើយគាត់ក៏បាននិយាយថាបានចឹងនៅពេលដែលខ្ញុំទំពាផ្លែឈើនោះខ្ញុំពិតជាបានយកទៅបញ្ចុកមាត់នាងហើយនៅពេលនោះនាងពិតជាមិនទាន់បានសម្លាប់នោះទេបន្តទៅឈិនហ្វឹងគាត់បានគិតអំពីវាហើយគាត់ក៏បានបណ្ដេញកូនចៅរបស់គាត់ឲ្យចាក់ចេញអំពីទីកន្លែងមួយនេះបន្តមកឈិនហ្វឹងគាត់ក៏បាននិយាយទៅកាន់ក្មេងស្រីម្នាក់នេះថាបានចឹងអ្នកនៅពេលនេះអ្នកចង់ទេថ្លៃសំណងដែលខ្ញុំបានប៉ះពាល់ទៅការរាងកាយរបស់អ្នកមែនទេក្មេងស្រីម្នាក់នេះក៏បានឆ្លើយតបថាខ្ញុំមិនចង់បានអ្វីនោះឡើយប៉ុន្តែខ្ញុំមកទីនេះដើម្បីប្រាប់លោកម្ចាស់ឈិនថាខ្ញុំពិតជាបានដឹងអំពីរ៉ែដៃខ្មៅដែលគ្រូសាលីនពិតជាបានលាក់ទុករួចពេលនោះឈិនហ្វឹងក៏បាននិយាយទៀតថាតើអ្នកពិតជាបានដឹងអំពីវាមែនទេហើយចោលថ្នាំពោតតើអ្នកបានអ្វីទៅមកបន្សាបរួចក្មេងស្រីម្នាក់នេះក៏បានបង្ហាញគ្រាប់ថ្នាំមួយទៅកាន់ឈិនហ្វឹងដែលនាងបាននិយាយថាខ្ញុំជាអ្នកបង្កើតគ្រាប់ថ្នាំមួយនេះហើយខ្ញុំក៏បានលើកវាទៅទោះបីជាខ្ញុំបានត្រូវថ្នាំពោតក៏ដោយប៉ុន្តែខ្ញុំសន្លប់តែមួយផ្លែនោះទេហើយខ្ញុំក៏បានភ្ជាប់ដឹងខ្លួនវិញបន្តទៅឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់បាននិយាយថាតើអ្នកអាចបានវាមកដោយរបៀបណាទៅក្មេងស្រីម្នាក់នេះក៏បានឆ្លើយតបថាខ្ញុំគឺជាអ្នកបង្កើតវាដោយខ្លួនឯងបន្តទៅឈិនហ្វឹងបានលើកបែបនេះហើយតើអ្នកពិតជាបានបង្កើតវាដោយខ្លួនឯងមែនទេប៉ុន្តែជាមួយនឹងរូបមន្តរបស់វាតើអ្នកបានវាមកពីណាទៅក្មេងស្រីម្នាក់នេះក៏បាននិយាយទៀតថាខ្ញុំបានរកឃើញសៀវភៅសម្ងាត់មួយប៉ុន្តែខ្ញុំពិតជាអានបានវាហើយក៏បានអនុវត្តតាមវាខ្លះៗទៅរួចឈិនហ្វឹងក៏បាននិយាយទៀតថាបើតាមមើលទៅអ្នកពិតជាមានទេពកោសល្យនៅក្នុងការចម្រាញ់ឱសថតើអ្នកនៅពេលនេះចង់ខ្លាចទៅជាគ្រូចម្រាញ់ឱសថដែរឬទេក្មេងស្រីម្នាក់នេះក៏បានឆ្លើយតបថាគ្រួសាររបស់យើងពិតជាមានភាពក្រីក្រជាខ្លាំងជាមួយនឹងធនធានពួកយើងពិតជាមិនអាចគ្រប់គ្រាន់មកឡើយឈិនហ្វឹងក៏បាននិយាយទៀតថាបានចឹងមិនអីនោះទេអ្នកនៅពេលនេះត្រូវតែធ្វើជាកូនសិស្សរបស់ខ្ញុំទៅអ្នកប្រកាសជាអាចដើរទៅលើផ្លូវមួយនេះបានហើយបន្តមកនៅពេលនេះឈិនហ្វឹងក៏បានគិតក្នុងចិត្តថាដោយសារតែជីវិតមុនរបស់ខ្ញុំព្រោះតែខ្ញុំមិនចូលចិត្តនៅក្នុងការវឹកហាត់ហើយខ្ញុំពិតជាចូលចិត្តក្នុងការចម្រាញ់ឱសថនៅពេលនេះខ្ញុំប្រហែលជាត្រូវជ្រើសរើសសិស្សម្នាក់ហើយរួចក្មេងស្រីម្នាក់នេះដែលមានឈ្មោះថាហៅឆានបាននិយាយថាតើអ្នកប្រុសឈិនហ្វឹងនៅពេលនេះពិតជាបានជ្រើសរើសយកខ្ញុំធ្វើជាកូនសិស្សមែនទេឈិនហ្វឹងក៏បាននិយាយថាមែនហើយចាប់តាំងពីពេលនេះទៅខ្ញុំនឹងមករៀនអ្នកក្នុងការចម្រាញ់ឱសថបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលកូនចៅរបស់ឈិនហ្វឹងក៏បាននិយាយថាអ្នកប្រុសនៅពេលនេះក្រុមត្រីឆ្លាមពួកគេហាក់បីដូចជាចង់ស្វែងរកយើងហើយឈិនហ្វឹងក៏បានឆ្លើយតបថាអ្នកទាំងអស់គ្នានៅពេលនេះមិនចាំបាច់ភ័យនោះឡើយខ្ញុំគឺមានវិធីសាស្ត្រក្នុងការដោះស្រាយនោះហើយដែលនោះវាគឺជាការលក់រ៉ែដៃខ្មៅដែលចំពោះរ៉ែដៃខ្មៅមួយនេះវាពិតជាបានខំពីរ៉ែដៃខ្មៅធម្មតា
ជាមួយនឹងការលក់នេះពួកយើងប្រហែលជាខ្លាចទៅជាអ្នកមានហើយខ្ញុំបច្ចុប្បន្នប្រើវិធីសាស្ត្រក្នុងការចម្រាញ់រ៉ែដែលខ្មៅមួយនេះឲ្យវាបានខ្លាចទៅជាពលឺចែងចាំងជាមួយនឹងបញ្ហាបំណុលខ្ញុំអាចដោះស្រាយវាបានហើយបន្តមកពេលនេះឈិនហ្វឹងក៏បានយកវាមកលក់ដែលពេលនោះអ្នកលក់ក៏បាននិយាយថាជាមួយនឹងរ៉ែដែលខ្មៅមួយនេះសូម្បីតែ100កាក់ក៏ពួកយើងមិនចង់ទិញផងតើអ្នកពិតជាចង់លក់វា10000កាក់មែនទេមើលទៅរ៉ែដៃខ្មៅមួយនេះវាហាក់បីដូចជាខ្លាំងៗនោះទេតែអ្នកចង់បោកប្រាស់ខ្ញុំឈិនហ្វឹងក៏បាននិយាយថាតើលោកនៅពេលនេះបានពិនិត្យមើលវាហើយឬនៅថាអ្វីបានជាលោកបានសន្និដ្ឋានបែបនេះអ្នកបានពិនិត្យមើលរ៉ែដៃមួយនេះគេក៏បាននិយាយទៀតថានៅពេលនេះខ្ញុំតកៅអ្នកចាក់ចេញអំពីទីកន្លែងមួយនេះទៅស្រាប់តែពេលនោះក៏មានបរិសម្នាក់ទៀតក៏បានមកទីកន្លែងមួយនេះផងដែរគេក៏បាននិយាយថាតើអ្នកណាគេទៅដែលបានបង្កបញ្ហានៅទីកន្លែងមួយនេះបរិសម្នាក់នេះគេក៏បានប្រាប់ថាប្រធានកៅនៅពេលនេះគឺមានព្យាម្នាក់គេចង់បោកប្រាស់អំពីរ៉ែដៃហើយគេចង់លក់ឲ្យយើង10000កាក់ប្រធានកៅគេបាននិយាយថាបានចាំមិនអីទេឆាប់បណ្ដេញពួកគេចេញទៅដែលបានធ្វើឲ្យឈិនហ្វឹងគាត់បាននិយាយថាតើពួកឯងនៅពេលនេះពិតជាល្ងងមែនទេដែលមិនចេះពិនិត្យមើលរ៉ែមួយនេះដែលនៅពេលនេះប្រធានកៅក៏បានពិនិត្យមើលរ៉ែដៃមួយនេះផងដែររួចនៅពេលនោះអ្នកដែលបានមើលការខុសត្រូវគេបាននិយាយថាហេតុអ្វីបានជាមនុស្សម្នាក់នោះមិនយកដុំថ្មមួយនេះចាក់ចេញទៅហេតុអ្វីបានជាពួកគេຕົកនៅកន្លែងពួកយើងបន្ទាប់ពីប្រធានកៅបានពិនិត្យមើលវាស្រាប់តែពេលនោះក៏មានការប្រែចេញពន្លឺចែងចាំងនៅជុំវិញទីកន្លែងមួយនេះផងដែរបរិសម្នាក់នេះគេក៏បាននិយាយថាតើក្មេងប្រុសម្នាក់នោះគេបានដាក់ពន្លឺអ្វីទៅនៅក្នុងដុំថ្មមួយនេះដែលបានធ្វើឲ្យមានពន្លឺចែងចាំងបន្ទាប់ពីគេកំពុងតែនិយាយនៅពេលនោះក៏បានស៊ីមានដៃរបស់ប្រធានកៅបោះទៅហើយដែលប្រធានកៅគាត់បាននិយាយថាឯងគឺពិតជាល្ងងពិតមែននេះវាមិនមែនជារ៉ែដៃខ្មៅធម្មតានោះទេដែលមានពលឺបែបនេះវាគឺជារបស់កម្រដែលមិនងាយរកបាននោះទេហេតុអ្វីបានជាឯល្ងងបែបនេះបន្តមកក៏បានកាត់មកខានឈិនហ្វឹងនៅពេលនេះវិញបន្ទាប់ពីគាត់កំពុងតែធ្វើដំណើរពេលនោះប្រធានកៅក៏បានរត់មកទីកន្លែងមួយនេះហើយក៏បាននិយាយថាលោកប្អូនដែលឈិនហ្វឹងគាត់បានសួរថាតើប្រធានកៅមកទីកន្លែងមួយនេះមានបញ្ហាអ្វីទៅប្រធានកៅក៏បានឆ្លើយតបថាពួកយើងពិតជាបានសុំទោសអំពីការលក់រ៉ែអំបែងមិញដែលពួកយើងពិតជាបានធ្វើឲ្យមានការឆ្លោះឆ្លយតើអ្នកនៅពេលនេះចង់លក់វាដែរឬទេពេលនោះឈិនហ្វឹងក៏បាននិយាយថានៅពេលនេះខ្ញុំហាក់បីដូចជាសូមអធិស្ឋានផងវាហាក់បីដូចជាមានហាងកំណត់ផ្សេងទៀតពួកគេពិតជាបានត្រូវការរ៉ែដៃមួយនេះហើយពួកគេពិតជាបានឲ្យតម្លៃមកការខ្ញុំពិតជាខ្ពស់អំពីរ៉ែដៃមួយនេះបន្តមកពេលនេះប្រធានកៅក៏បាននិយាយទៅកាន់អ្នកមើលការខុសត្រូវថាជាមួយនឹងបញ្ហាមួយនេះឯងពិតជាបានបង្កឡើងឯងត្រូវតែសុំទៅកាន់លោកប្អូនម្នាក់នេះហើយឯងនៅពេលនេះពិតជាមិនបានដល់អ្វីនោះទេជាមួយនឹងរ៉ែដៃខ្មៅមួយនេះវាពិតជាមានពលឺចែងចាំងដូចជាត្បូងអញ្ចឹងតែឯងពិតជាមិនដឹងមែនទេជាមួយនឹងការរត់តែងរបស់វាហើយនឹងការលក់វាពិតជាមានតម្លៃជាខ្លាំងហាក់បីដូចជាមានអញ្ចឹងបន្ទាប់ពីប្រធានកៅគាត់បាននិយាយរួចហើយក៏បាននិយាយទៅកាន់ឈិនហ្វឹងថាបានចាំមិនអីទេខ្ញុំឲ្យតម្លៃកូននឹង3ដងឈិនហ្វឹងក៏បាននិយាយថាតើប្រធានកៅពិតជាឲ្យតម្លៃ3ដងមែនទេបានចឹងចាប់តាំងពីពេលនេះហើយខ្ញុំនឹងលក់វាទៅឲ្យប្រធានកៅតែម្ដងទៅបន្ទាប់ពីឈិនហ្វឹងគាត់បានទទួលបានលុយនៅពេលនេះហើយគាត់ក៏បាននិយាយថាបញ្ហាបំណុលនៅពេលនេះពិតជាបានដោះស្រាយទាំងអស់ហើយខ្ញុំនៅពេលនេះវានឹងមិនខ្វះលុយក្នុងការចំណាយទៀតទេក្នុងការទិញធនធានក្នុងការវឹកហាត់របស់ខ្ញុំហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលលឿនឡើងគេបាននិយាយថាលោកម្ចាស់នៅពេលនេះសូមជួយមកកាងខ្ញុំផងឈិនហ្វឹងគេបច្ចុប្បន្នបោកប្រាស់មកកាងខ្ញុំបរិសម្នាក់នេះគេបាននិយាយថាចាប់តាំងពីយើងបានចូលរួមជាមួយនឹងគ្រួសារលឿនហើយនៅពេលនេះវាមិនអីទេយើងនឹងមកជួនធាតុករដើម្បីទៅសម្លាប់គេដែលបានធ្វើឲ្យលឿនឡើងនៅពេលនេះគេក៏បាននិយាយថាឈិនហ្វឹងនៅពេលនេះឯងប្រកាសជាបានស្លាប់ហើយបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់កំពុងតែវឹកហាត់គាត់បាននិយាយថាជាមួយនឹងថ្នាំបំពន់ដែលឪពុករបស់ខ្ញុំបានទិញមកពីក្របនៅពេលនេះវាបច្ចុប្បន្នជួយឲ្យខ្ញុំឈានទៅកាន់កម្រិតទី1ដំណាក់កាលទី5ជាមួយនឹងបច្ចេកទេសផ្សេងទៀតផងដែរស្រាប់តែពេលនោះគាត់ក៏បានលើអ្វីនៅក្រៅបន្ទប់របស់គាត់ហើយគាត់ក៏បានប្រើកែភ្នែកញៀនទី6របស់គាត់ទៅបន្ទាប់ពីគាត់បានពិនិត្យមើលដែលបានឃើញមនុស្ស2នាក់ដែលបានឈរអើតលើមនៅជិតបន្ទប់របស់គាត់ក៏បាននិយាយថាតើពួកគេគឺជាធាតុករមែនទេមិនឯនោះទេខ្ញុំនឹងយកពួកគេទុកជាការសាកកម្លាំងរបស់ខ្ញុំដែលធាតុករមួយនេះគេក៏បានចោះប្រឡោះមួយដើម្បីមើលទៅកាន់ឈិនហ្វឹងបន្តមកពេលនោះឈិនហ្វឹងក៏បានបើកទ្វារបន្ទប់ចេញមកគាត់បាននិយាយថាពួកឯងនៅពេលនេះមិនចាំបាច់ធ្វើអឺលើនោះទេយើងចេញមកហើយរួចធាតុករទាំងពីរនាក់នេះពួកគេបាននិយាយថាឈិនហ្វឹងយើងមិននឹកស្មានថាឯងនៅពេលនេះពិតជាបានចេញមករកសេចក្តីស្លាប់សោះឈិនហ្វឹងក៏បានឆ្លើយតបថាយើងពិតជាបានខ្ជិលរងចាំឯងចូលមកកាន់បន្ទប់យើងណាឥឡូវយើងចេញមកជួបពួកឯងតែម្ដងទៅបន្តមកនៅពេលនេះធាតុករពួកគេបាននិយាយថាឯងគ្រាន់តែជាអ្នកវឹកហាត់កម្រិតទី1ដំណាក់កាលទី5នោះទេឈិនហ្វឹងក៏បានឆ្លើយតបទៅវិញប៉ុន្តែពួកឯងគ្រាន់តែជាអ្នកវឹកហាត់កម្រិតទី1ដំណាក់កាលទី8នោះទេ
ដែលនៅពេលនេះឈិនហ្វឹងក៏បានគិតថានៅពេលនេះខ្ញុំមានតែប្រើក្បាច់បដាល់ដើម្បីតបតជាមួយនឹងពួកគេដែលខ្ញុំពិតជាបានប្រយុទ្ធអស់រយៈពេល100,000 ឆ្នាំហើយរួចធាតុករទាំងនេះពួកគេក៏បានបញ្ចេញនូវស្នៀតដើម្បីចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈិនហ្វឹងទោះជាយ៉ាងណាក៏ដោយនៅពេលនេះបន្ទាប់ពីគេបានចូលទៅចិត្តឈិនហ្វឹងក៏បានស៊ីមួយដៃបាត់ទៅហើយដែលបានធ្វើឲ្យធាតុករមួយនេះគេក៏បានដេកលក់បាត់ទៅធាតុករម្នាក់ទៀតក៏បាននិយាយថាតើនេះវាជាអ្វីទៅត្រឹមតែការវាយប្រហារមួយដៃពិតជាបានធ្វើឲ្យធាតុករម្នាក់ទៀតពិតជាបានដេកបាត់ទៅហើយឈិនហ្វឹងនៅពេលនេះក៏បាននិយាយថាអមែនមិនខ្ញុំគ្រាន់តែវាយចោលនោះទេហេតុអ្វីបានជាគេពិតជាបានរត់ចូលមកកាន់កណ្ដាប់ដៃរបស់ខ្ញុំបន្តពីធាតុករម្នាក់នេះគេបានឃើញហើយគេបាននិយាយថាខ្ញុំមិនអាចនៅបានបន្តទៀតទេរួចគេក៏បានចាក់ចេញទៅបន្តពីធាតុករម្នាក់នេះចាក់ចេញឈិនហ្វឹងក៏បានគិតថាតើអ្នកណាគេទៅដែលបានបញ្ជាក្រោយខ្នងខ្ញុំពេលនេះត្រូវតែដឹងការពិតបន្តមកក៏បានដេញតាមទៅកាន់ធាតុករទៅបន្តពីឈិនហ្វឹងបានដេញតាមធាតុកររយៈពេលមួយសន្ទុះហើយក៏បានមកកាន់ទីកន្លែងមួយដែលត្រូវជាកន្លែងវិមានម្ចាស់ក្រុងគាត់បាននិយាយទៀតថាតើហេតុអ្វីបានជាធាតុករមួយនេះបច្ចុប្បន្នចូលមកកាន់កន្លែងវិមានម្ចាស់ក្រុងពេលនោះគេក៏បានឃើញទៅកាន់ធាតុករម្នាក់នេះដែលបច្ចុប្បន្នរងរបួសបន្ទាប់ពីគេបាននិយាយពី3ម៉ាត់ទៅគេក៏បានដួលស្លាប់ពេលនេះឈិនហ្វឹងគាត់ក៏មានការងឿងឆ្ងល់ផងដែរទោះជាយ៉ាងណាក៏ដោយពេលនោះស្រាប់តែមានមនុស្សមួយក្រុមដែលបានមកទីកន្លែងមួយនេះបាននិយាយថាតើអ្នកណាគេទៅគឺជាធាតុករដែលចង់ធ្វើខេទៅកាន់ម្ចាស់ក្រុងបន្តមកពេលនោះពួកគេក៏បានឃើញទៅកាន់ឈិនហ្វឹងផងដែរនៅពេលនោះលេនឡាងគេក៏បានចេញមកទីកន្លែងមួយនេះគេក៏បាននិយាយថាឈិនហ្វឹងតែពិតជាចង់ធ្វើខេមកកាន់ខ្ញុំឬក៏ម្ចាស់ក្រុងឈិនហ្វឹងគាត់បាននិយាយថាលេនឡានវិហាក់បីដូចជារឿងទាំងអស់នេះពិតជាបានរៀបចំដោយឯងមែនទេលេនឡានក៏បានឆ្លើយតបឈិនហ្វឹងនៅពេលនេះតែក៏មកតែនិយាយអ្វីនឹងបន្តមកពេលនេះឈិនហ្វឹងក៏បានគិតក្នុងចិត្តថាជាមួយនឹងម្ចាស់ក្រុងគាត់ពិតជាមានទំនាក់ទំនងល្អជាមួយនឹងគ្រួសារឈិនរបស់ខ្ញុំគាត់ហាក់បីដូចជាមិនអាចធ្វើអ្វីទៅកាន់ខ្ញុំបានឡើយស្រាប់តែនៅពេលនោះក៏មានបរិយាម្នាក់ទៀតដែលបានមកទីកន្លែងមួយនេះផងដែរដែលគេក៏ត្រូវជាម្ចាស់ក្រុងគេក៏បាននិយាយទៅកាន់ឈិនហ្វឹងថាឈិនហ្វឹងតើអ្នកគឺជាធាតុករមែនទេបន្តពីឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់បាននិយាយថាតើម្ចាស់ក្រុងនៅពេលនេះពិតជាបានខកខិតជាមួយនឹងលេនឡានមែនទេអ្នកពិតជាបានក្បត់មកកាន់គ្រួសារឈិនហើយចូលរួមជាមួយនឹងគ្រួសារលេនបន្តពីម្ចាស់ក្រុងគេបានលើកបែបនេះហើយក៏បាននិយាយថាឈិនហ្វឹងអ្នកនៅពេលនេះគួរតែឈប់ល្ងងទៀតទៅគ្រួសារឈិនរបស់អ្នកនៅពេលនេះវាហាក់បីដូចជាគ្មានតម្លៃនោះទេទោះបីជាខ្ញុំចូលរួមក៏ដោយក៏គ្មានផលប្រយោជន៍ចំពោះខ្ញុំឡើយហើយនៅពេលនេះគូដណ្ដឹងរបស់អ្នកដែលជាលីនសូវ៉ាងនាងហាក់បីដូចជាចិត្តបានឡើងទៅកាន់ឋានសួគ៌ហើយដែលលីនសូវ៉ាងនាងពិតជាមានការពេញចិត្តអំពីព្រះអង្គម្ចាស់ទី3ដែលនាងនៅពេលនេះក៏បានចិត្តឡើងទៅជាស្នំឯកផងដែរឯចំណែកឯងវិញឈិនហ្វឹងនៅពេលនេះតែមានអ្វីទៅជាមួយនឹងអំណាចនៃគ្រួសាររាជវង្សហើយនឹងគ្រួសារលីននៅពេលនេះពិតជាមានទំនាក់ទំនងដែលបានធ្វើឲ្យគ្រួសារលីននៅពេលនេះពិតជាបានមានភាពកើនឡើងជាខ្លាំងរួចគេក៏បាននិយាយទៀតថាឈិនហ្វឹងចាប់តាំងពីអ្នកបានចង់ធ្វើខេនមកកាន់ខ្ញុំពេលនេះហើយអ្នកនៅពេលនេះត្រូវតែចាប់ខុសមួយរយៈដើម្បីស្វែងរកអំពីទោសរបស់អ្នកដើម្បីដាក់កំហុសបន្តមកក៏បានកាត់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់ពិតជាបានចាប់ខុសខាំងហើយនៅពេលនោះក៏មានមនុស្សម្នាក់ដែលបានលេចចេញមកពីទីកន្លែងនេះផងដែរដែលនោះគឺជាកូនចៅរបស់គាត់ដែលបាននិយាយថាអ្នកប្រុសនៅពេលនេះខ្ញុំនឹងយកអ្នកចាក់ចេញអំពីទីកន្លែងមួយនេះឈិនហ្វឹងគាត់ក៏បានឆ្លើយតបថាបើសិនជាខ្ញុំចាក់ចេញអំពីទីកន្លែងនេះមានន័យថាខ្ញុំពិតជាបានទទួលស្គាល់ថាខ្ញុំគឺជាធាតុករហើយកូនចៅរបស់គាត់សានឈីវក៏បាននិយាយថាប៉ុន្តែមនុស្សទាំងនោះពួកគេពិតជាបានរៀបចំផែនការទុកហើយពួកគេប្រកាសជានឹងមកលើកលែងទោសឡើយបន្តមកឈិនហ្វឹងគាត់បាននិយាយថាវាមិនអីនោះទេពួកគេពិតជាមិនមានផតតាំងគ្រប់គ្រាន់ឡើយខ្ញុំអាចមានវិធីសាស្ត្រដោះស្រាយជាមួយនឹងពួកគេហើយតើពួកគេក៏ថាអាចធ្វើអ្វីមកកាន់ខ្ញុំបានមែនទេការប៉ះទង្គិចជាមួយនឹងគ្រួសារឈិនរបស់ខ្ញុំនៅពេលនេះពួកគេពិតជាចង់បង្កបញ្ហាដែលតពីភាពមុនពេលនេះឈិនហ្វឹងក៏បាននិយាយទៅកាន់សានឈៀវថាអ្នកពេលនេះគួរតែចាក់ចេញទៅអ្នកដែលបានយាមខ្ញុំនៅពេលនេះពួកគេពិតជាបានមកមើលខ្ញុំហើយរួចសានឈៀវក៏បានចាក់ចេញពេលនេះពួកអ្នកយាមក៏បានមកមើលឈិនហ្វឹងដែលឈិនហ្វឹងនៅពេលនេះគាត់បាននិយាយថាតើពួកឯងពិតជាងាយស្រួលមែនទេក្នុងការសម្លាប់យើងជាមួយក្រិតគ្រួសារជាមួយនេះឪពុករបស់ខ្ញុំពិតជាបានផ្ដល់វាមកខ្ញុំប៉ុន្តែវាមានឱកាសតែម្ដងនោះទេក្នុងការប្រើប្រាស់វាចាប់តាំងពីពេលនេះហើយខ្ញុំនឹងប្រើប្រាស់វាតែម្ដងទៅរួចគាត់ក៏បានអុជនៅក្រិតមួយនេះដែលបានធ្វើឲ្យទីកន្លែងមួយនោះវាហាក់បីដូចជាផ្ទុះកំជ្រួចបន្តមកក៏មានទាហានមួយក្រុមដែលបានលេចចេញមកទីកន្លែងមួយនេះរួចពួកគេក៏បានបើកការសម្លាប់នៅទីកន្លែងមួយនេះទៅ
បន្ទាប់ពីពួកគេបានសម្លាប់តាហ៊ានដែលបានយាមនៅទីកន្លែងនេះហើយពួកគេក៏បានមកនិយាយជាមួយនឹងឈិនហ្វឹងថាលោកម្ចាស់នៅពេលនេះពួកយើងចេញមកជួយសង្គ្រោះអ្នកហើយឈិនហ្វឹងគាត់ក៏បាននិយាយថាបានចឹងវាមិនអីនោះទេអ្នកទាំងអស់គ្នាឆាប់ដោះស្រាយនៅទីកន្លែងមួយនេះឲ្យបានរួចរាល់ទៅបន្ទាប់មកក៏បានកាត់មកខាងពេលស្អែកវិញដែលប្រជាជនបាននិយាយថាតើអ្នកណាគេទៅដែលបានព្យួរកលនៅទីកន្លែងមួយនេះដែលបានធ្វើឲ្យសានឈៀវនិងកូនចៅរបស់ឈិនហ្វឹងពួកគេក៏មានការតបស្លុតផងដែរដែលពួកគេនៅពេលនេះបាននិយាយថាខ្ញុំពិតជាសូមទោសទៅកាន់លោកម្ចាស់ផងដែលខ្ញុំពិតជាបានជួយសង្គ្រោះលោកម្ចាស់ពិតជាបានយឺតយ៉ាវស្រាប់តែនៅពេលនោះឈិនហ្វឹងគាត់ក៏បាននិយាយថាតើខ្ញុំអាចស្លាប់ដោយរបៀបណាទៅរួចពេលនោះកូនចៅរបស់ឈិនហ្វឹងពួកគេក៏បានងើយឆ្ងល់ផងដែរឈិនហ្វឹងក៏បានឆ្អនទៅកាន់សាកសពដែលបានព្យួរកលបន្ទាប់ពីពួកគេបានមើលទៅដែលនោះគឺជាម្ចាស់ក្រុងសានឈឺបានសួរបន្តទៀតថាតើលោកម្ចាស់អាចធ្វើវាដោយរបៀបណាទៅឈិនហ្វឹងក៏បានបង្ហាញនៅក្រិតនៃគ្រួសារឈិនដែលគាត់បាននិយាយថានេះគឺជាក្រិតសម្លាប់ដែលពុករបស់ខ្ញុំបានផ្ដល់វាមកឲ្យខ្ញុំសម្រាប់ការពារខ្លួនខ្ញុំគ្រាន់តែឲ្យវាផ្ទុះជាកិច្ចរួចពេលនោះមនុស្សដែលបានមកពីគ្រួសារឈិនពួកគេប្រកាសជាបានដឹងហើយដែលកងទ័ពគ្រួសារឈិនរយៈចម្ងាយ100ម៉ៃពួកគេប្រកាសជាបានដឹងអំពីដំណើរមួយនេះពួកគេច្បាស់ជាមកជួយសង្គ្រោះខ្ញុំសានឈីវក៏បានសួរទៀតថាប៉ុន្តែលោកម្ចាស់ពិតជាបានសម្លាប់ទៅកាន់ម្ចាស់ក្រុងឈិនហ្វឹងក៏បានឆ្លើយតបថាគេពិតជាបានក្បត់មកការគ្រួសាររបស់យើងហើយព្រមចោះចូលជាមួយនឹងគ្រួសារលីននេះគឺជាលទ្ធផលរបស់គេដែលគេត្រូវទទួលបានសានឈឺពេលនោះក៏បានសួរថាបើសិនជាលោកម្ចាស់បានធ្វើរឿងនេះហើយចាស់លីនឡើងវិញគេបាននៅឯណាទៅគេពិតជាបានបង្កបញ្ហាទៅកាន់លោកម្ចាស់ជាច្រើនបន្តមកឈិនហ្វឹងគាត់ក៏បានឆ្លើយតបថាអ្នកមិនចាំបាច់និយាយនោះទេនោះគឺជាគេហើយដែលលីនឡើងនៅពេលនេះត្រូវបានប្រជាជនពិតជាបានជេរដាក់បណ្ដាសាទៅកាន់គេជាច្រើនដែលសានឈឺនៅពេលនេះក៏បាននិយាយថាមិននឹកស្មានថាអ្នកពិតជាបានជាប់នៅក្នុងរឿងមួយនេះសោះដែលឈិនហ្វឹងនៅពេលនេះគាត់បាននិយាយថាលីនឡើងមិននឹកស្មានថាឯងពិតជាបានបង្កបញ្ហាទៅកាន់ប្រជាជនពិតជាបានធ្វើឲ្យប្រជាជននៅពេលនេះពិតជាបានសក់បាញ់ជាខ្លាំងបន្តមកពេលនេះសានឈឺនិងពួកទាហានផ្សេងទៀតពួកគេក៏បានពិភាក្សាគ្នាថាលេនឡើងគេពិតជាបានបង្កបញ្ហាទៅកាន់គ្រួសាររបស់យើងជាច្រើនដងហើយនៅពេលនេះពួកយើងគួរតែចាប់ការទៅកាន់គេម្ដងទៅដែលឈិនហ្វឹងនៅពេលនេះបានប្រាប់ទៅកាន់ពួកគេថាអ្នកទាំងអស់គ្នានៅពេលនេះគួរតែមិនធូរដៃឲ្យគេបន្តិចទៅបន្តមកពួកគេក៏បានឆ្លើយតបថាមិនអីទេលោកម្ចាស់ពួកយើងនៅមិនធូរដៃឲ្យគេបន្តិចបន្ទាប់មកពេលនោះក៏បានលើសំឡេងរបស់លេនឡើងបាត់ទៅហើយរួចឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាបញ្ហាវាពិតជាបានដោះស្រាយប៉ុន្តែខ្ញុំនៅពេលនេះពិតជាបានខ្វះនៅគ្រឿងចម្រាញ់ឱសថជាច្រើនដែលយកមកផលិតគ្រាប់ថ្នាំហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលលេនឡានពិតជាមានមនុស្ស2នាក់ដែលបានមកជួបគេនៅពេលនេះដែលគេបាននិយាយថាតើអ្នកគឺជាកងទ័ពសម្ងាត់នៃគ្រួសារឈិនមែនទេអ្នកមកទីនេះដើម្បីសម្លាប់ខ្ញុំបន្ទាប់មកពេលនោះគេក៏បាននិយាយថាកុំសម្លាប់ខ្ញុំឲ្យនៅពេលនេះទោះជាយ៉ាងណាក៏ដោយបរិសម្នាក់នោះនៅតែបើកការវាយប្រហារបន្តទៀតប៉ុន្តែការវាយប្រហារមួយនេះដើម្បីជួយសង្គ្រោះគេនោះទេរួចនៅពេលនោះក៏មានបរិសម្នាក់ទៀតដែលបានលេចចេញមកផងដែរដែលគេបាននិយាយថាពេលនេះអ្នកស្រីពិតជាបានបញ្ជាខ្ញុំដើម្បីមកជួយសង្គ្រោះអ្នកប្រុសលេងឡើងនៅពេលនេះដែលខ្ញុំគឺជាអ្នកក្រមបង្កប់របស់ព្រះអង្គម្ចាស់ទី3ព្រះនាងលេនស៊ូវ៉ានៅពេលនេះពិតជាបានចិត្តភ្ជាប់ពីហើយដោយសារតែក៏មកមានបញ្ហាជាច្រើនពួកយើងនឹងនាំអ្នកប្រុសនៅពេលនេះទៅការរីកវាំងវិញលេនឡើងគេបាននិយាយថានៅពេលនេះខ្ញុំនឹងមិនចង់ត្រឡប់ទៅវិញនោះទេបើសិនជាខ្ញុំមិនបានសងសឹកទៅកាន់ឈិនហ្វឹងលេនឡើងគេបាននិយាយទៅថាលោកជេកងនៅពេលនេះបើសិនជាអ្នកព្រមចូលរួមធ្វើឃាតទៅកាន់ឈិនហ្វឹងនៅពេលនេះខ្ញុំប្រកាសជានឹងប្រកល់អណ្ដូងរ៉ែដៃទៅកាន់អ្នកហើយយេកងក៏បានឆ្លើយតបថានេះវាពិតជាពិបាកជាខ្លាំងក្នុងការធ្វើឃាតទៅកាន់អ្នកប្រុសនៃគ្រួសារឈិនលេនឡើងក៏បាននិយាយទៀតថាបានជាមិនអីទេខ្ញុំនឹងប្រកល់អណ្ដូងរ៉ែហើយនឹងសួរឱសថពាក់កណ្ដាលទៀតផងដែរតើអ្នកយកព្រមដែរឬទេបន្ទាប់ពីយេកងគេបានស្ដាប់នៅពេលសម្ដីទាំងនេះហើយគេក៏បាននិយាយថាបើតាមស្ដាប់មើលទៅវាពិតជាមានតម្លៃជាខ្លាំងបានចឹងមិនអីនោះទេខ្ញុំនឹងចូលរួមធ្វើឃាតទៅកាន់គេរួចបន្តមកពេលនេះក៏បានបញ្ជាទៅកាន់កូនចៅរបស់គេថាអ្នកទាំងពីរនៅពេលនេះឆាប់ទៅធ្វើឃាតទៅកាន់ឈិនហ្វឹងទៅដែលឃាតករទាំងពីរនាក់នេះពួកគេក៏បាននិយាយថានេះគ្រាន់តែជាអ្នកវឹកហាត់នៅក្នុងកម្រិតទី1នោះទេវាគ្មានអ្វីអស្ចារ្យសម្រាប់ពួកយើងឡើយបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលកូនចៅនិងកូនសិស្សរបស់ឈិនហ្វឹងពួកគេក៏បានសួរថាតើលោកម្ចាស់ពិតជាចង់ទៅកាន់ព្រៃអាប់មែនទេនៅទីកន្លែងមួយនោះវាពិតជាមានគ្រោះថ្នាក់ជាខ្លាំងឈិនហ្វឹងគាត់ក៏បានឆ្លើយតបទៅវិញប៉ុន្តែខ្ញុំពិតជាត្រូវការគ្រឿងឱសថផ្សេងទៀតផងដែរខ្ញុំគិតថានៅទីកន្លែងមួយនោះវាពិតជាមានគ្រឿងផ្សំឱសថជាច្រើនប្រភេទដែលខ្ញុំត្រូវការ
បន្តមកពេលនៅសានឈីវក៏បាននិយាយទៀតថាប៉ុន្តែអ្នកចម្បាំងនៃគ្រួសារឈីនរបស់ពួកយើងពិតជាបានចូលទៅកាន់ព្រៃអាប់អស់ជាច្រើនអ្នកមកហើយប៉ុន្តែពួកគេមិនអាចមានជីវិតរស់មកវិញនោះទេដោយសារតែនៅទីកន្លែងមួយនោះវាពិតជាមានបិសាចជាច្រើនដែលសត្វបិសាចគ្រប់ប្រភេទពិតជាបាននៅទីកន្លែងមួយនោះអ្នកចម្បាំងនៃគ្រួសារឈីនរបស់ពួកយើងក៏បានស្លាប់អស់រាប់រយអ្នកផងដែររឿងនេះវាពិតជាបានកើតឡើងនៅពេលនេះខ្ញុំនឹងមិនឲ្យលោកម្ចាស់ទៅកាន់ទីកន្លែងនោះទេរួចពេលនេះសានឈីវក៏បានយកខ្សែទៅចងឈៀនហ្វឹងទៅរួចក៏បានកាន់មកខាងពេលយកវិញដែលឈៀនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាខ្ញុំដឹងថាកន្លែងមួយនោះវាពិតជាមានគ្រោះថ្នាក់ប៉ុន្តែខ្ញុំពិតជាបានដឹងអំពីអនាគតទុកជាមុនទៅហើយបន្ទាប់ពីគាត់កំពុងតែនិយាយសោកពេលនោះក៏បានលើសំឡេងមនុស្សដែលបានចូលមកកាន់គ្រួសារឈិនបន្ទាប់មកគាត់ក៏បានបើកកែភ្នែកញៀនទី6របស់គាត់ដែលមានឃាតករ2នាក់ដែលបានចូលមកទីកន្លែងមួយនេះហើយក៏បានសម្លាប់ទៅកាន់តាហ៊ានម្នាក់ផងដែររួចឈៀនហ្វឹងក៏មិនដាច់ចំណងមួយនេះទៅគាត់ក៏បាននិយាយថាឃាតករដែលមានកម្រិតទី2មែនទេតើអ្នកណាជាអ្នកបញ្ជូនគេដើម្បីមកធ្វើឃាតខ្ញុំទៅវាអាចតែលើកនេះគឺជាស្នាដៃរបស់លៀនស៊ូវ៉ាំងឬមួយក៏ជាប់តែតងជាមួយនឹងគ្រួសាររាជវង្សរួចក៏បានកាន់មកខាងពេលនេះវិញតែឈៀនហ្វឹងគាត់ពិតជាបានចេញក្រៅបន្ទប់របស់គាត់ហើយពេលនោះក៏បានទៅកាន់កលិជជាងមួយហើយឃាតករទាំងពីរនាក់នេះពួកគេបាននិយាយថាមិននឹកស្មានថាគេពិតជាបានជិះមកកណាត្រេសោះបន្តមកពួកគេក៏ចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈៀនហ្វឹងដែលនៅពេលនេះក៏បានធ្វើឲ្យរូបក្បាលផងដែរពួកគេក៏បាននិយាយទៀតថាមិននឹកស្មានថាការសម្លាប់អ្នកប្រគ្រួសារឈៀនពិតជាស្រួលបែបនេះសោះបន្ទាប់ពីគេបានលើកក្បាលមួយនេះឡើងគេក៏បាននិយាយថានេះវាគ្រាន់តែជាអាយ៉ងនោះទេពួកយើងនៅពេលនេះហាក់បីដូចជាបានចាញ់មកទៅកាន់គេឯឈៀនហ្វឹងនៅពេលនេះវិញដែលគាត់កំពុងតែបេះផ្លែឈើធានល័គាត់ក៏បាននិយាយទៅកាន់ពួកគេថាតើអ្នកទាំងអស់គ្នានៅពេលនេះពិតជាចង់ធ្វើឃាតមកកាន់ខ្ញុំមែនទេបានចឹងឆាប់ដេញតាមខ្ញុំនៅពេលនេះមករួចនៅពេលនេះឈៀនហ្វឹងគាត់ក៏បានទៅយកសេះរបស់គាត់ដើម្បីរត់ចាក់ចេញអំពីទីកន្លែងមួយនេះឃាតករទាំងពីរនាក់ក៏បាននិយាយថាតើគេពិតជាចង់រត់ចាក់ចេញអំពីយើងមែនទេដែលឈៀនហ្វឹងនៅពេលនេះគាត់បាននិយាយថាខ្ញុំត្រូវតែបញ្ឆោតគេចេញអំពីគ្រួសារបើមិនចង់ឲ្យមនុស្សស្លាប់នៅក្នុងគ្រួសាររបស់ខ្ញុំនៅពេលនេះបន្តមកឃាតករទាំងពីរនាក់ក៏បានចាប់ផ្ដើមដេញតាមឈៀនហ្វឹងនៅពេលនេះដែលពួកគេបាននិយាយថាឈៀនហ្វឹងតើអាចងាយស្រួលរត់គេអំពីយើងមែនទេឈៀនហ្វឹងពេលនេះគាត់ក៏បានគិតថាជាមួយនឹងល្បឿនរបស់ពួកគេវាពិតជាលឿនមែនទែនវាពិតជាបានលឿនជាងខ្សែរបស់ខ្ញុំទៅទៀតបន្ទាប់មកនៅពេលនេះគាត់ក៏បានប្រើនៅបច្ចេកទេសមួយដើម្បីធ្វើឲ្យសេះរបស់គាត់ពិតជាមានល្បឿនលឿនជាងមុនដើម្បីរត់គេអំពីពួកគេបន្តទៀតហើយគាត់ក៏បានប្រើនៅបច្ចេកទេសញៀនទី6របស់គាត់ម្ដងទៀតដើម្បីឆ្លោះមើលទៅកាន់ទីកន្លែងមួយនេះដែលនៅក្នុងទីងងឹតទោះជាយ៉ាងណាក៏ដោយឃាតករទាំងពីរនាក់នេះពួកគេពិតជាបានចាំឈិនហ្វឹងនៅលើដើមឈើរួចទៅហើយបន្ទាប់មកក៏បានចាប់ផ្ដើមហក់ទៅវាយប្រហារទៅកាន់ឈិនហ្វឹងទៅទោះជាយ៉ាងណាក៏ដោយឈិនហ្វឹងក៏បានហក់កិច្ចអំពីទីកន្លែងមួយនេះដែលគាត់បាននិយាយថាមិននឹកស្មានថាល្បឿនរបស់ពួកគេពិតជាបានលឿនបែបនេះសោះទោះជាយ៉ាងណាក៏ដោយឃាតករទាំងពីរនាក់នេះពួកគេហាក់បីដូចជាមិនបានឃើញនៅដានរបស់ឈិនហ្វឹងនោះទេដែលនៅពេលនេះពួកគេពិតជាបានប្រើច្រមុះដើម្បីហិតក្លិនប៉ុន្តែពួកគេបាននិយាយថានេះវាគ្រាន់តែជាសត្វសេះនោះទេមិនមែនជាឈិនហ្វឹងនោះឡើយដែលបានធ្វើឲ្យឈិនហ្វឹងនៅពេលនេះគាត់ក៏បាននិយាយថាតើពួកគេគឺជាមនុស្សខ្វះមែនទេនៅពេលដែលពួកគេបានដេញតាមសម្លាប់ខ្ញុំកន្លងមកពួកគេពិតជាបានដេញតាមក្លិនរបស់ខ្ញុំនៅពេលនេះហើយនៅពេលនោះឃាតករទាំងពីរនាក់ក៏បានដឹងនៅក្លិនពិតប្រាកដរបស់ឈិនហ្វឹងពួកគេបាននិយាយថាពួកយើងពិតជាបានដឹងអំពីទីតាំងរបស់គេហើយដែលគេពិតជានៅជិតពួកយើងហើយឈិនហ្វឹងរួចបន្តមកពួកគេទាំងពីរនាក់ក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈិនហ្វឹងបន្តទៀតដែលឈិនហ្វឹងនៅពេលនេះគាត់បាននិយាយថាខ្ញុំនៅពេលនេះត្រូវតែមកវាយដានរបស់ពួកគេរួចក៏បានហែកនៅដៃអារបស់គាត់បន្តិចបោះទៅម្ខាងបន្តមកពេលនោះឃាតករពួកគេបាននិយាយថាអ្នកមិនចាប់បាច់វាយដាននោះទេពួកយើងពិតជាមានបទពិសោធន៍ក្នុងការសម្លាប់មនុស្សជាច្រើនហើយនៅពេលនេះពួកគេក៏បានដេញតាមឈិនហ្វឹងទៅដល់ច្រាំម្ខាងទៀតដែលគឺជាចំណោទដែលពេលនោះឈិនហ្វឹងក៏បាននិយាយទៅកាន់ខ្លួនឯងថាមិននឹកស្មានថាខ្ញុំពិតជាបានរត់មកកាន់ព្រៃអាប់នៅពេលនេះសោះដែលឃាតករទាំងពីរនាក់នេះពួកគេបាននិយាយថាឈិនហ្វឹងអ្នកនៅពេលនេះគួរតែប្រកល់ខ្លួនឲ្យខ្ញុំសម្លាប់ដោយតាមសម្រួលទៅខ្ញុំនឹងមិនធ្វើឲ្យសាសសពរបស់អ្នកបានខូចខាតនោះឡើយគឺខ្ញុំគ្រាន់តែយកក្បាលនោះទេឈិនហ្វឹងក៏បានឆ្លើយតបទៅវិញថាពួកឯងនៅពេលនេះគួរតែឈប់កឹះស្រមៃទៅយើងនៅមិនងាយស្លាប់ស្រួលនោះឡើយបន្ទាប់មកគាត់ក៏បានហក់ចូលទៅកាន់ព្រៃអាមួយនេះហើយគាត់ក៏បានហូបទៅកាន់ផ្លែឈើធានលផងដែរបន្ទាប់ពីគាត់បានធ្លាក់ចុះនៅពេលនេះឃាតករទាំងពីរនាក់ពួកគេបាននិយាយថាជាមួយនឹងព្រៃអាមួយនេះវាពិតជាមានសារជាតិពុលជាច្រើនបើសិនជាមនុស្សដែលបានធ្លាក់ចូលទៅកាន់ទីកន្លែងមួយនោះទៅវាប្រកាសជានៅមិនងាយស្រួលក្នុងការមានជីវិតនោះទេ
mà nó mang tha trên phần kế bạch chế ban chơi rồi thì slap đói miên phi là mà sân chi kế bạc câu khôn nói bùi dân sầm lạp bùi dân còn tại các bạn từ can kê nô tế đại vi hạ bơi đây chia chơi chắp tay bản tịnh tu chia jana cả đòi mà này nô tế nằm bơi đại mấy bạc ngày bơi núp sai bồ vi bạc câu chế ban hồi trên khla bùi dân nô bơi nô nâng cho tao sa sập rồi bỏ kế bản tao máu bơi này có ban cát mà khăn trên phần rồi bỏ dân vĩnh đại có nơi bên nàyปัจจุบันการสบายใจครั้งก็ขบานใจถากชมปัจจุบันจุบสดจิตรันประเภทนตีกลายมือนี้หายวิปัจจุบันจรันจิครั้งบาตามการจ้องจำระบบชมสดแต่งนี้วิปัจจุบันเป็นไว้แต่หายอันจังวิกูแต่ดอกไปหลักชมประโมทพอลเวียเมื่อแต่เคตกอตั้งปีนี้หนูปูเกประกอบจิบันกระถากชมnơi bênนี้ปัจจุบันสลับหายตัวเชียนากระดอยชมปัจจุบันเล็บพลายเชิดเทียนหลัวหายเชียดโปลนตีกลายมือนี้วิหาใบได้เชื่อมันให้ทั่วไว้แต่การชมมันจรันนูตีปันตาชิมันเชียดโปแต่งนี้เวกาจิเล็บโชตการเรื่องการระบบชมันคลางพอไหนรอยซาตายนี้เวกเชียประหยัดเวปัจจิมีสันเชียดโปเชจรันปันตาเวมันเอนุเตรอยซาตายเนตีกลายมือนี้เวปัจจิมีเครื่องผสมสดเชจรันอันเจ้าชมนั้นจำแรงกรอบน้ำดำไม่บรรทัดเชียดปืนมือจำนวนสราบตายเนื้อไปหนูกระบ้าเคยในซับไพรมือกบาได้กอดบ้านในใจถาตานี้เมนเตกจีกันจรองเฉียมเจียมวยนักสันมวยนี้เวจะทวดดำนาเจียกรมหาไว้บ้านเชียเวบ้านมาได้สำหรับเนื้อตีกลายในวิ่งสราบตายไปหนูกระบ้าเงียตะกันมาค้างได้บ้านในใจถาเวมานักสมาร์ทเนื้อไปนี้ชมปัจจุบันชุบดำเชิญในเจ็ดปลจับตั้งปิกชมมันช่วยเวเนื้อไปนี้หายอันจังชมเกิดมือวิธีสร้างมวยดำไว้ดาวสลายเชื่อมันเคตะกอตั้งปีได้ในขนมกับปฏิปีหนูบรรทอมาสร้างเรื่องระบายเชิงกับบ้านการมาค้างไงสายเนเปนี่ไว้ได้ไม่ปัจจุบันบางไงเคตะกอตั้งปีเนี่ยกับบ้านเชนตามสวายโรซาสับระบายเชิงฝังบรรทอปีปูเกบ้านตามเรามือสันตุปูเกกับบ้านเจถาปลายเชเกปัจจุบันสลับเนื้อมันดมนี่หายไปหนูปูเกกับบ้านฮัดดังในคลังระบายเชิงฝังได้มาเคยซาสับระบายเกเนเปนี่ปูเกบ้านเจถาปูยังปัจจุบันสอนทานเต้าหายได้เชิงฝังเกปัจจุบันสลับบ้านเจ้ามันไอเตะช้ำกัดกับบ้านตะการเกตอร์บรรทอมาเป็นหนูเชินฝังกับบ้านนังคลูนหายกับบ้านกอบสงานปีดำไม่สำนักตรอปูเกปันใต้หาบ้านได้ชื่อมันเตอร์ลอยปันใต้กับบ้านเตอร์ตะการน้ำเชอร์โปลเนอร์เปนี่เชินฝังกับบ้านเยธามันนักสมาทานในต่างปีปัจจุบันมาตั้งสวายโรคชมดอตีกับลายมือที่สองตามมนุษย์ได้มามันเชียเนี่ยปูเกปัจจุบันเนี่ยปันมาเตอร์หาไว้บ้านเชียเนี่ยคอมปรังแบบนี้ได้เชินฝังเนอร์เปนี่ก็กับบ้านเยขนมเชาธาหรือยาเป็ดดอกไว้ในตีเด็ดดามเชอร์โปลเวประกอบจิบวางประตูอัปโปลเชงมอหอยเคตะกอตั้งปีเนี่ยก็บ้านในใจตะการเชินฟังทางตาเนี่ยในปีนี้ก็จ้องทัวร์เข็นมาการเชื่อมเมตปันใต้หาใบได้เจตักได้ระบอบเนี่ยปัจจิสเตอร์เจคลังบันต่อปีปูเกตั้งปีเนี่ยกองป้องตาในใจเชินฟังในปีนี้ก็กับบ้านกระถาพันการระบอบชมเวปัจจิบันสำรักหอยสราบตายเนื้อไปหนูก็บ้านมันเชงเนื้ออัปโปลเจจรันดามันลองปอดตะการเคตะกอตั้งปีเนี่ยนี่ได้เนื้อไปหนูปูเกกับบ้านเตอร์ในเชียดโปพอไหนปูเกกับบ้านเจถาหาไว้เนื้อไปในเวียปัจจุบันมีเชียดโปได้มาเล็กหลังเช่นฝังก็กับบ้านเจถาชมปัจจุบันโยเฉียมในสักจรองเฉียมดำไว้จะโจตะการนาวสงัดดักชมมาการวิประหารตะการในตั้งปีใหม่ใหม่ปัตตาชมมันจ้องมาการวิประหารตะการในตั้งปีนูเตก็ได้ระบอกชมคือเจดำเชออัปโปลเคตะกอตั้งปีเนี่ยปูเกบ้านเจถาเช่นฝังไอ้ปัจจุบันบอกปลาเยิงบันต่อมาปูเกเนื้อปีนี้ก็บ้านจับดำบ้านการวิประหารตะการเช่นฝังได้เช่นฝังกอดบ้านเจถาวิปัจจุบันไปสำหรับผู้ไอ้หอยได้เชียดโปลเนื้อปีนี้ปัจจุบันเชฟโจตะการเรื่องการระบอกเกกรบสอบได้ทวายปูเกเนื้อปีนี้มันได้กำลังขลุ่นบ้านมันเต้าเตี้ยเตะรู้เช่นฝังก็กับบ้านเจเตถาวิหารใบได้เชียป่วยมาสำหรับอย่างปัจจุบันงงปัดเหม็นบันต่อไปก่อนก็ป้องกันในใจเนื้อไปหนูสรับแต่มีการพนันจีจานได้มาสำลังเมื่อมาการเช่นฝังบันต่อไปเช่นฝังก้อนบ้านเงี้ยเมื่อตะการแก้พนันหนูเตอสรับแต่มีสัตว์กันจะต้องเชี่ยมจีจานได้บ้านเลยเช็คหมอกเวกระบ้านกระหำตะการเช่นฝังพอไหนเช่นฝังก็กับบ้านในใจถากันจะต้องตัวอย่างใบเหมือนเยื้องปัจจุบันเช่นในเชี่ยมระบายโดยซาตานจะหายนี่ก็จะจำในระบบผู้ไอ้หายหายก่อนเนื้อโฟกันจะต้องแต่งนี้กับบ้านซีซ่าสับตะการเคตะกอแต่งนี้ตื่บันต่อมาสร้างเรื่องระบายเชิงกับบ้านการมาค้างเนื้อเป็นนิวิได้ลีลางเนื้อเยกงพวกเอกับบ้านมาโกรซาเช่นพอไหนพวกเกบ้านเยถาเช่นฟังเนื้อเป็นนี่เกปัจจุบันสลับตะหายซานเชียวกับบ้านเยถาตั้งผู้ไอ้กับมองตาในเยไว้ตื่บันต่อมาไปหนูปูเกกับบ้านดอกเนื้อประดับจีแสระบายเช่นฝังได้บ้านทวายซานเชียวเนื้อกอนสระบายเช่นฝังปูเกบ้านเยถาตั้งไว้ไอตื่ได้ระเบียบนาตื่
លេងឡើងនឹងយាយកងពួកគេបាននិយាយថាតើពួកអញទាំងពីរនាក់នៅពេលនេះជឿហើយឬនៅបន្តមកពួកគេក៏បានឆ្លើយតបថាពួកយើងមិនតមកឃើញសារសរបស់គាត់នោះទេពួកយើងនៅមិនជឿវានោះឡើយលេងឡើងគេបាននិយាយថាបើសិនជាពួកអញមិនជឿក៏មិនអ្វីផងដែរចាប់តាំងពីពេលនេះទៅអនុរ៉ែដែកគឺជារបស់យើងវិញហើយសូណាសុតក៏ជារបស់យើងផងដែរពួកអញគឺគ្មានសិទ្ធិលូកដែរនោះទេបន្តពីឈិនហ្វឹងគេបានស្លាប់សានឈីវក៏បាននិយាយថាតើពួកអញមានសិទ្ធិអ្វីទៅអណ្ដងរ៉ែនិងសូណាសុតគឺជារបស់គ្រួសារឈិនហើយប៉ុន្តែនៅពេលនោះកងទ័ពរបស់ពួកគេក៏បានផ្ចង់នៅទៅកាន់សានឈីវហើយនឹងកូនសិស្សរបស់ឈិនហ្វឹងបន្តមកនៅពេលនោះក៏បានលើសម្លេងបរិសម្នាក់បាននិយាយថាតើពួកអញគិតថាយើងបានស្លាប់មែនទេបន្តពីលេងឡានឹងយាយកងពួកគេក៏បានងាកមើលទៅហើយបាននិយាយថាតើឯងគឺជាឈិនហ្វឹងមែនទេហេតុអ្វីបានជាគេនៅពេលនេះពិតជាមិនទាន់បានស្លាប់ឈិនហ្វឹងក៏បាននិយាយទៅកាន់ពួកគេថាតើពួកឯងពិតជាចង់បានដងរ៉ែដៃនិងសួនអសររបស់យើងមែនទេរួចនៅពេលនោះអានហៅឆិនដែលត្រូវជាកូនសិស្សរបស់ឈិនហ្វឹងនាងក៏បាននិយាយថាលោកគ្រូពិតជានៅមានជីវិតអញ្ចឹងការនិយាយរបស់ពួកគេវាពិតជាការបោកប្រាស់ដែលលេងឡើងនៅពេលនេះគេបាននិយាយថាឈិនហ្វឹងឯងពិតជាបានចូលទៅកាន់ព្រៃអាប់ហើយប៉ុន្តែហេតុអ្វីបានជាឯងមានជីវិតរស់មកវិញឈិនហ្វឹងក៏បានឆ្លើយតបថាយើងចូលទៅកាន់ទីកន្លែងមនុស្សដើម្បីដើរលេងនោះទេតើហេតុអ្វីបានជាពួកអញនៅពេលនេះពិតជាបានសន្និដ្ឋានថាយើងពិតជាបានស្លាប់បន្តមកនៅពេលនោះយាយកងគេក៏បាននិយាយថាបើសិនជាអ្នកនៅពេលនេះមិនចង់មានបញ្ហានោះទេគួរតែឆាប់ប្រកនដងរ៉ែចេញមកឈិនហ្វឹងនៅពេលនោះក៏បានឆ្លើយតបទៅកាន់ពួកគេថាតើពួកឯងពិតជាចង់បានដងរ៉ែមែនទេវាហាក់បីដូចជាពួកឯងនៅពេលនេះកំពុងតែដេកស្រមៃហើយតើអ្នកណាគេទៅដែលបាននៅពីក្រោយខ្នងរបស់ពួកឯងយើងប្រកាសជាបានដឹងថាអ្នកនៅក្រោយខ្នងរបស់ពួកឯងប្រកាសជាខ្សែធំហើយប៉ុន្តែនៅពេលនេះយើងសូមប្រាប់ទៅកាន់ពួកឯងចោះមនុស្សដែលបានដេញតាមសម្លាប់យើងនៅក្នុងព្រៃអាប់នៅពេលនោះពួកគេពិតជាបានស្លាប់ដោយមានភាពខុសខើដែលយើងគ្រាន់តែប្រាក្រិតនៃការសម្លាប់គ្រួសារឈិនរបស់ពួកយើងកងតបសម្ងាត់នៃគ្រួសារឈិននៅសម្លាប់ពួកគេត្រឹមតែមួយរំពេចបន្តពីលេងឡាននិងយាយកងបានស្ដាប់នៅពាក្យសម្ដីរបស់ឈិនហ្វឹងហើយពួកគេនៅពេលនេះក៏មានការភ័យខ្លាចផងដែរពួកគេក៏បានគិតថាឃាតករទាំងពីរនាក់គឺជាអ្នកវឹកហាត់កម្រិតទី2ហេតុអ្វីក៏បានស្លាប់ដោយងាយស្រួលបែបនេះឈិនហ្វឹងក៏បានដើរទៅជិតយាយកងហើយបាននិយាយថាតើឯងស្គាល់វត្ថុនេះទេពួកឯងទាំងពីរនាក់នៅពេលនេះគួរតែមើលវាឲ្យបានច្បាស់នោះទៅលេងឡើងគេពិតជាបានស្គាល់រសជាតិហើយទោះបីជាមនុស្សដែលនៅក្រៅខ្នងរបស់ពួកឯងចង់បង្កបញ្ហាពួកគេយ៉ាងហោចណាស់ក៏គិតពីរដងផងដែររួចបន្តមកនៅពេលនេះយាយកងនិងលីនឡានពួកគេក៏បានខាំមាត់ហើយក៏បាននិយាយថានៅពេលនេះលោកម្ចាស់ឈិនហ្វឹងពិតជាមានការយកច្រឡំមកកាន់ពួកយើងហើយពួកយើងមកគ្រួសារឈិននៅថ្ងៃនេះដើម្បីមកអបអរសាទរទៅកាន់អ្នកប្រុសឈិនដែលវានៅក្នុងពេលឆ្នាំថ្មីនេះបន្តមកឈិនហ្វឹងក៏បាននិយាយថាចាប់តាំងពីអ្នកទាំងអស់គ្នាបានមកអបអរសាទរខ្ញុំនៅពេលឆ្នាំថ្មីហើយអញ្ចឹងអញ្ជើញចូលមកកាន់ផ្ទះរបស់ខ្ញុំបន្តិចសិនមកលេនឡាងនិងយាយកងពួកគេបាននិយាយថាពួកយើងពិតជាអរគុណទៅកាន់អ្នកប្រុសឈិនហើយប៉ុន្តែពួកយើងហាក់បីដូចជាមិនចាំបាច់ចូលនោះទេបន្ទាប់ពីសានឈីវគេបានឃើញបែបនេះហើយក៏បាននិយាយទៅកាន់ឈិនហ្វឹងថាហេតុអ្វីបានជាលោកម្ចាស់អាចប្រើនៅគ្រឿងសម្រាប់គ្រួសារឈិនបានម្ដងទៀតឈិនហ្វឹងក៏បានឆ្លើយតបថានេះវាគ្រាន់តែជាសម្បកនៃគ្រឿងនោះទេខ្ញុំគ្រាន់តែបានបោកបញ្ឆោតទៅកាន់ពួកគេនោះទេសានឈីវគេបាននិយាយថាបានចេញនៅពេលនេះពួកគេពិតជាបានចេញមកទៅកាន់អ្នកប្រុសឈិនហ្វឹងនៅពេលនេះក៏បាននិយាយថានៅថ្ងៃនេះវាពិតជាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អពិតមែនដែលខ្ញុំពិតជាបានប្រមូលផលជាច្រើនអំពីប្រៃអាប់ជាមួយឱសថគ្រប់ប្រភេទដែលជាអ្នកដឹកឱសថមួយនេះគឺជាសេះរបស់គាត់បន្ទាប់ពីពួកគេបានបើកថងមកនៅពេលនោះពិតជាមានឱសថគ្រប់ប្រភេទហើយវាក៏មានច្រើនមុខផងដែរដែលបានធ្វើឲ្យកូនចៅរបស់គាត់ក៏មានការភ្ញាក់ផ្អើលផងដែរឈិនហ្វឹងក៏បាននិយាយថាអ្នកទាំងអស់គ្នាឆាប់ចាត់ចែងវាទៅខ្ញុំនៅពេលនេះពិតជាបានខានដេកអស់រយៈពេល1ថ្ងៃហើយអញ្ចឹងនៅពេលនេះខ្ញុំសូមទៅដេកមុនហើយមកខាងពេលនេះវិញដែលឈិនហ្វឹងក៏បានគិតក្នុងចិត្តថាជាមួយនឹងប្រៃអាប់នៅពេលនេះវាពិតជាបានចិត្តវិវត្តទៅជាកន្លែងមួយទៀតហើយដែលអាចឲ្យមនុស្សរស់នៅបានទោះជាយ៉ាងណាក៏ដោយនៅពេលនេះគ្រួសាររាជវង្សនិងគ្រួសារលីនពួកគេពិតជាបានចង់សម្លាប់មកខាងខ្ញុំដោយសម័យកាលថ្មីវាពិតជាបានផ្លាស់ប្ដូរហើយខ្ញុំត្រូវតែបង្កើតកងទ័ពដើម្បីត្រួតត្រាទៅលើប្រៃអាប់មុនពេលដែលកងទ័ពផ្សេងទៀតពួកគេពិតជាបានមកត្រួតត្រានៅទីកន្លែងមួយនេះជាមួយនឹងគ្រួសារឈិនរបស់ខ្ញុំនៅពេលដែលបានគ្រប់គ្រងទៅលើប្រៃអាប់វាប្រកាសជាមានអំណាចជាខ្លាំងដែលបានកើនឡើងហើយយ៉ាងហោចណាស់ខ្ញុំត្រូវជាអ្នកត្រួតត្រាទៅលើប្រៃអាប់មួយនេះដោយធំជាងគេហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងបានប្រាប់ទៅកាន់កងកម្លាំងរបស់គាត់ថាអ្នកទាំងអស់គ្នានៅពេលនេះខ
ខ្ញុំនឹងជ្រើសរើសកងទ័ពណាដែលមានសមត្ថភាពដើម្បីចូលរួមចូលទៅកាន់ប្រៃអាប់ជាមួយនឹងខ្ញុំជាមួយនឹងប្រាក់ខែអ្នកដែលបានចូលរួមនឹងការឡើង3ដងហើយនឹងរង្វាន់ផ្សេងទៀតផងដែរពួកទាហាននៅពេលនេះពួកគេក៏បាននិយាយថាតើព្រះអង្គម្ចាស់របស់ពួកយើងនៅពេលនេះក៏កំពុងតែនិយាយលេងមែនទេឈិនហ្វឹងក៏បាននិយាយទៅកាន់ពួកគេបន្តទៀតថាខ្ញុំមិនបាននិយាយលេងនោះទេគឺខ្ញុំនិយាយជាការពិតដែលពួកទាហាននៅពេលនេះពួកគេក៏បាននិយាយទៀតថាការចូលរួមទៅកាន់ប្រៃអាប់វាពិតជាមានគ្រោះថ្នាក់ជាខ្លាំងនៅពេលដែលពួកយើងបានចូលហើយពិតជាកម្រអ្នកដែលមានជីវិតចាក់ចេញមកជាខ្លាំងហើយពួកគេបាននិយាយទៀតថាមើលទៅព្រះអង្គម្ចាស់ក៏កំពុងតែនិយាយលេងសើចហើយពួកយើងមិនបាច់ចាប់អារម្មណ៍នោះទេពួកយើងនៅពេលនេះគួរតែទៅញ៉ាំអាហារពេលព្រឹកតែម្ដងទៅដែលឈិនហ្វឹងបាននិយាយទៅប្រាប់ពួកគេទៅថាអ្នកទាំងអស់គ្នាគឺខ្ញុំនិយាយការពិតមិនបាននិយាយលេងសើចនោះទេបន្តមកសាច់រឿងរបស់យើងក៏បានកាត់មកខាងពេលនេះវិញដែលយាយកុងគេបាននិយាយទៅកាន់បរិសម្នាក់ថានៅពេលនេះផែនការរបស់ពួកយើងគួរតែរៀបចំឲ្យហើយទៅចាប់តាំងពីពេលនេះអ្នកបច្ចុប្បន្នសហការជាមួយនឹងខ្ញុំហើយគ្រូសារាជវង្សយេនៅមិនធ្វើសកម្មភាពនោះទេពួកយើងមិនចង់ឲ្យមានចំនួនសង្គ្រាមជាមួយនឹងគ្រូសាយេនិងគ្រូសាឈិនហើយបរិសម្នាក់នេះគេគឺមានឈ្មោះថាឈិនលូឡាំងគេបាននិយាយថាបានចឹងវាមិនអីនោះទេខ្ញុំនឹងរៀបចំផែនការមួយនេះយេកុងគេបាននិយាយថាជាមួយនឹងក្របថ្នាំឈាមវាពិតជាមានតម្លៃជាខ្លាំងប៉ុន្តែយើងនឹងប្រើប្រាស់វាដើម្បីបញ្ឆោតសត្វសាហាវចេញអំពីព្រៃដើម្បីទៅបំផ្លាញសួនឱសថនៅពេលនេះឈិនលូឡាំងគេបាននិយាយថាសត្វដែលយើងតាក់ទីនៅពេលនេះវាគឺជាសត្វដែលបានចំណាស់ស្រុកដែលនោះគឺជាគោដៃវាពិតជាមានការប្រតិកម្មជាមួយនឹងក្របថ្នាំឈាមនៅពេលដែលពួកវាបានធំក្លិនវាច្បាស់ណាស់ពួកវាប្រកាសជាសម្ដៅមកកាន់ទីកន្លែងមួយនោះខ្ញុំនឹងប្រើប្រាស់វាដើម្បីដាក់ចូលសួនឱសថនៅពេលនោះសួនឱសថវាប្រកាសជាត្រូវបានបំផ្លាញហើយយេកុងគេបាននិយាយថាវាមិនអីនោះទេផែនការមួយនេះវាពិតជាបានល្អពួកយើងពិតជាសម្រេចបែបនេះតែម្ដងទៅហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់បាននិយាយថាខ្ញុំនៅពេលនេះនឹងត្រូវចម្រាញ់គ្រាប់ថ្នាំក្លិនចំនួន20គ្រាប់ប៉ុន្តែគុណភាពរបស់វាបានតែ 90% នោះទេដែលសមត្ថភាពរបស់ខ្ញុំនៅពេលនេះវាមិនទាន់បានឈានទៅដល់ចំណុចកំពូលនោះឡើយដែលនៅក្នុងអតីតកាលខ្ញុំបានចម្រាញ់គ្រាប់ថ្នាំមួយនេះគុណភាពរបស់វាគឺបានចំនួន 120% ទោះជាយ៉ាងណាក៏ដោយវាមិនអីនោះទេ 90% ខ្ញុំគិតថាវាសមរម្យហើយបើសិនជាគ្រាប់ថ្នាំក្លិនមួយនេះពិតជាបានដាក់លក់នៅលើទីផ្សារគុណភាពរបស់វាយ៉ាងហោចណាស់បានមកដល់ 90% នោះទេខ្ញុំនៅពេលនេះមានតែប្រើប្រាស់វាដើម្បីជួយបំពេញកម្លាំងរបស់ខ្ញុំទេទោះបីជាវាមិនអាចជួយបានច្រើនក៏ដោយបន្តមកឈិនហ្វឹងក៏បានលេវាមួយគ្រាប់ហើយគាត់ក៏បាននិយាយទៀតថាខ្ញុំនឹងកែប្រែគុណភាពរបស់វានៅក្នុងខ្លួនរបស់ខ្ញុំមួយតង់ទៀតពេលនោះគុណភាពគ្រាប់ថ្នាំមួយនេះវាក៏បានកើនឡើងបន្ថែមទៀតផងដែរបន្តមកនៅពេលនោះក៏បានធ្វើឲ្យគាត់បានឈានទៅកាន់កម្រិតទី1ដំណាក់កាលទី6ឈិនហ្វឹងគាត់ក៏បាននិយាយថាទោះបីជាខ្ញុំលេមួយគ្រាប់ដំបូងក៏ដោយកម្លាំងរបស់ខ្ញុំវាពិតជាបានកើនឡើងប៉ុន្តែនៅពេលដែលខ្ញុំលេបលើកទី2វាគឺលែងមានប្រសិទ្ធភាពចំពោះខ្ញុំទៀតហើយទោះជាយ៉ាងណាក៏ដោយវាមិនអីនោះទេនេះសម្រាប់តែមនុស្សផ្សេងហើយសម្រាប់ខ្ញុំវិញវាគឺខុសគ្នាខ្ញុំនឹងប្រើជំនាញនៃការចម្រាញ់រាងកាយរបស់ខ្ញុំដើម្បីធ្វើឲ្យគ្រាប់ថ្នាំមួយនេះវាមានប្រសិទ្ធភាពកាន់តែកើនឡើងបន្តទៀតវាប្រកាសជាអាចជួយខ្ញុំឲ្យឈានទៅកាន់ដំណាក់កាលមួយទៀតផងដែរបើតាមមើលទៅហើយសាច់រឿងក៏បានកាន់មកខាងពេលនេះវិញដែលហៅឆិនបាននិយាយថាតើលោកគ្រូនៅពេលនេះគាត់ពិតជាបានវឹកហាត់មែនទេហាក់បីដូចជាកម្លាំងរបស់គាត់ពិតជាបានកើនឡើងបន្តមកនៅពេលនោះស្រាប់តែមានសត្វមួយក្បាលក៏បានចូលមកទីកន្លែងមួយនេះផងដែរដែលនោះវាគឺជាសត្វកោដៃដែលនៅពេលនេះវាក៏បានបើកការវាយប្រហារដើម្បីចូលមកគ្រួសារឈិនកងទ័ពនៃគ្រួសារឈិនពួកគេក៏បានចេញទៅតជាមួយនឹងសត្វមួយក្បាលនេះផងដែរប៉ុន្តែហាក់បីដូចជាមិនអាចធ្វើអ្វីទៅកាន់វាបានឡើយស្រាប់តែនៅពេលនោះក៏មានក្របព្រួយមួយទៀតដែលបានបើកការវាយប្រហារទៅកាន់វាប៉ុន្តែហាក់បីដូចជាមិនអាចធ្វើឲ្យវាឈឺចាប់នៅទេដែលនោះគឺជាការវាយប្រហាររបស់ហៅឆិននាងក៏បាននិយាយថាលោកគ្រូនៅពេលនេះគាត់កំពុងតែវឹកហាត់មិនត្រូវឲ្យមានអ្នកណាដែលមករំខានគាត់នោះទេខ្ញុំនៅពេលនេះត្រូវតែការពារសត្វកោដៃបន្តវាបានត្រូវការវាយប្រហាររបស់ហៅឆិននៅពេលនេះហើយវាក៏ចាប់ផ្ដើមបើកការវាយប្រហារខ្លាំងជាងមុនទៅទៀតដែលបានធ្វើឲ្យលូឡានិងយេកុងនៅពេលនេះពួកគេបាននិយាយថាវាពិតជាបានសម្រេចតាមផែនការរបស់ពួកយើងនៅពេលនេះមែនបន្តមកសត្វគោដៃមួយនេះវាក៏ចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ហៅឆិនដែលពេលនេះហៅឆិនក៏បានទាញព្រួញបាញ់ទៅកាន់វាផងដែរប៉ុន្តែហាក់បីដូចជានៅតែមិនអាចធ្វើអ្វីបានហៅឆិនក៏បាននិយាយទៀតថាបានចឹងវាមិនអីនោះទេខ្ញុំនឹងដកដាវដើម្បីបើកការវាយប្រហារទៅកាន់វាប៉ុន្តែដាវមួយនេះក៏ត្រូវបានបាក់នៅពេលដែលបើកការវាយប្រហារដែលបានធ្វើឲ្យហៅឆិននៅពេលនេះក៏បានខ្ទាតថយក្រោយគោមួយនេះវាក៏ចាប់ផ្ដើមសំដៅទៅកាន់នាងបន្តទៀតទោះជាយ៉ាងណាក៏ដោយពេលនៅឈិនហ្វឹងគាត់ក៏បានចេញមកតាន់ពេលហើយក៏បានជួយសង្គ្រោះទៅកាន់ហៅឆិនទៅគាត់ក៏បាននិយាយទៅថាតើសត្វគោមួយក្បាលនេះហេតុអ្វីក៏វាបានសំដៅមកគ្រួសារឈិន
ដែលនៅពេលនេះលូឡានិងជេកុងពួកគេបាននិយាយទៀតថាហាក់បីដូចជាពួកយើងនៅពេលនេះពិតជាបានចំណេញជាខ្លាំងសាច់គោមួយក្បាលនេះប្រកាសជាបានសម្លាប់ទៅកាន់ឈិនហ្វឹងហើយនឹងបំផ្លាញទៅកាន់សួនឱសថផងដែរដែលពេលនេះឈិនហ្វឹងក៏បានហោះចុះទៅដើម្បីទៅតបតជាមួយនឹងវាដែលបានធ្វើឲ្យពួកគេទាំងពីរនាក់បាននិយាយថាមើលទៅឈិនហ្វឹងគេពិតជាប្រញាប់ទៅស្លាប់ហើយទោះជាយ៉ាងណាក៏ដោយពេលនេះឈិនហ្វឹងក៏បានបើកការវាយប្រហារទៅកាន់សាច់គោមួយនេះដែលបានធ្វើឲ្យវាមានរបួសផងដែរដែលបានធ្វើឲ្យមនុស្សគ្រប់គ្នានៅពេលដែលពួកគេបានមើលបាននិយាយថាសូម្បីតែមនុស្សនៅក្នុងកម្រិតទី2ក៏មិនអាចធ្វើឲ្យសាច់គោមួយក្បាលនេះមានរបួសផងដែរនៅពេលនេះឈិនហ្វឹងក៏បាននិយាយថាបច្ចេកទេសដែលខ្ញុំប្រើប្រាស់ដើម្បីវាយប្រហារសាច់គោមួយនេះវាគឺជាបច្ចេកទេសកម្រិតទី3ដែលនៅក្នុងជីវិតមួយរបស់ខ្ញុំបច្ចេកទេសមួយនេះវាពិតជាគ្មានប្រយោជន៍នោះទេព្រោះឲ្យខ្ញុំមិនអាចវឹកហាត់វាបានខ្ញុំគ្រាន់តែអាននិងស្វែងយល់អត្ថន័យប៉ុន្តែមិនអាចអនុវត្តបានឡើយទោះជាយ៉ាងណាក៏ដោយនៅពេលនេះនៅពេលបច្ចុប្បន្នវាពិតជាមានប្រយោជន៍សម្រាប់ខ្ញុំដែលនេះគេឲ្យឈ្មោះថាបច្ចេកទេសពន្លឺព្រះច័ន្ទដែលការវាយប្រហារមួយនេះក៏បានធ្វើឲ្យសាច់គោមួយនេះវាក៏បានត្រូវរបួសបន្ថែមទៀតដែលបានធ្វើឲ្យវានៅពេលនេះពិតជាមានការឈឺចាប់ទោះជាយ៉ាងណាក៏ដោយនៅពេលនេះឈិនហ្វឹងគាត់បាននិយាយថាទោះបីជាបច្ចេកទេសនេះខ្លាំងវាក៏មិនអាចសម្លាប់ទៅកាន់សាច់គោមួយក្បាលនេះបានផងដែរបាទចឹងមិនឯនោះទេខ្ញុំនឹងប្រើតម្រងទី2ដើម្បីចាក់ទៅលើចំណុចខ្សែរបស់វារួចគាត់ក៏បាននិយាយថាបច្ចេកទេសប្រចាំតម្រងទី2បន្តមកក៏បានចាក់ទៅលើសាច់គោមួយក្បាលនេះដែលបានធ្វើឲ្យវាបានដេកបាត់ទៅមនុស្សគ្រប់គ្នាបន្ទាប់ពីពួកគេបានឃើញហើយពួកគេបាននិយាយថាតើនេះវាអាចទៅរួចដល់របៀបណាទៅនេះគ្រាន់តែជាអ្នកវឹកហាត់កម្រិតទី1នោះទេបន្តមកឈិនហ្វឹងក៏បានឡើងទៅជាន់ទៅលើសាច់គោមួយនេះគាត់ក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាតើខ្ញុំនៅពេលនេះលយទេតើអ្នកទាំងអស់គ្នានៅពេលនេះជឿហើយឬនៅថាខ្ញុំអាចដោះស្រាយវាបានបន្តមកកងទ័ពទាហាននៃគ្រួសារឈិនពួកគេបាននិយាយថាព្រះអង្គម្ចាស់ពិតជាមានភាពអស្ចារ្យជាខ្លាំងហើយបន្តមកពួកគេក៏បានយកសាច់គោមួយនេះដើម្បីទៅឃុំឃាំងនិងដើម្បីទុកព្យួរដីនៅថ្ងៃក្រោយទៀតបន្តមកពេលនេះឈិនហ្វឹងក៏បាននិយាយថាមើលទៅក្លិននៅទីកន្លែងមួយនេះដែលនៅក្នុងសួនឱសថវាគឺមកពីក្របថ្នាំឈាមទើបបានជាធ្វើឲ្យសាច់គោណៃវាពិតជាបានសម្ដៅមកទីកន្លែងមួយនេះតើអ្នកណាដែលបានធ្វើវាទៅបន្តមកពេលនោះឈិនហ្វឹងក៏បានលើសំឡេងពីត្រយមកខាងបន្តមកក៏បានបើកនៅកែភ្នែកញៀនទី6របស់គាត់ក៏បានសម្លឹងមើលទៅកាន់ទីកន្លែងមួយនោះទៅដែលបានឃើញនៅមនុស្ស2នាក់ដែលបានឈរនៅទីកន្លែងមួយនោះពួកគេនៅពេលនេះហាក់បីដូចជាកំពុងតែឆ្លោះគ្នាដែលបាននិយាយថាលូឡាងផែនការរបស់ឯងនៅពេលនេះពិតជាបានធ្វើឲ្យយើងមានការខាតបង់ជាខ្លាំងលូឡាងក៏បានឆ្លើយតបទៅវិញយេកុងនេះជាយោបល់របស់ឯងនោះទេវាគឺជាកំណត់របស់ឯងអ្នកប្រាប់យើងឲ្យធ្វើបែបនេះតើជាអ្នកបន្ទោសយើងមែនទេបន្តពីពួកគេកំពុងតែឆ្លោះគ្នាសោកច្រាំងនៅទីកន្លែងមួយនេះវាក៏បានបាក់ដែលបានធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានធ្លាក់ចុះមកឈិនហ្វឹងបន្ទាប់ពីគាត់បានឃើញហើយគាត់ក៏បាននិយាយទៅកាន់ពួកគេថាតើរឿងទាំងអស់នេះពួកឯងទាំងពីរនាក់គឺជាអ្នកធ្វើមែនទេបានចឹងយើងពិតជាអរគុណទៅកាន់ពួកឯងទាំងពីរនាក់ហើយដែលបានធ្វើឲ្យយើងនៅពេលនេះពិតជាទទួលបាននូវគោដែកមួយក្បាលបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលឈិនហ្វឹងក៏បានប្រកាសទៅកាន់ទាហានទាំងអស់គ្នាថាអ្នកទាំងអស់គ្នាចាំពីពេលនេះតទៅប្រាក់ខែរបស់អ្នកទាំងអស់គ្នានឹងបានកើនឡើងខ្ញុំនឹងជ្រើសរើសទាហានចំនួន12នាក់ដើម្បីចូលទៅកាន់ប្រយ៉ាប់ដែលនៅទីកន្លែងមួយនោះវាពិតជាមានគ្រឿងផ្សំឱសថជាច្រើនដែលខ្ញុំពិតជាមិនទាន់អាចយកបានហើយខ្ញុំគឺជាអ្នកបង្វឹកទៅកាន់អ្នកទាំងអស់គ្នាដោយផ្ទាល់ដែលការបង្វឹកមួយនេះគឺមានរយៈពេលកន្លះខែនេះវាអាស្រ័យទៅលើសមត្ថភាពរបស់អ្នកទាំងអស់គ្នានោះទេនៅពេលដែលខ្ញុំបង្វឹកតើអ្នកណាគេទៅដែលមានភាពលេចធ្លោជាងគេខ្ញុំនឹងជ្រើសរើសបន្តមកនៅពេលនោះគាត់ក៏បានប្រកាសសម្លេងបំពាក់ទៅកាន់ហាឈិនផងដែរដែលត្រូវជាកូនសិស្សគាត់ក៏បាននិយាយទៀតថារង្វាន់ដែលខ្ញុំបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាលើកមុនដែលនោះវាគឺជាក្របថ្នាំឈាមដែលវាគឺមានចំនួន2គ្រាប់និងត្រូវប្រកាសទៅកាន់ឲ្យអ្នកទាំងអស់គ្នាចាប់តាំងពីអ្នកទាំងអស់គ្នាបានយកស្របហើយបានចឹងមិនឯនោះទេពួកយើងគួរតែចាប់ផ្ដើមតែម្ដងទៅហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលប្រជាជនដែលនៅក្នុងទីក្រុងពួកគេបាននិយាយថាតើអ្នកប្រុសវ័យក្មេងនៃគ្រួសារឈិនគាត់ពិតជាចង់នាំមនុស្សចូលទៅកាន់ព្រៃអាមែនទេមនុស្សដែលបានចូលទៅកាន់ទីកន្លែងមនុស្សវាពិតជាបានមានច្រើនអ្នកហើយដែលមិនអាចជិះមកវិញបានប៉ុន្តែវាមិនឯនោះទេខ្ញុំគិតថាពេលនេះពួកយើងគួរតែភ្នាល់តែម្ដងទៅខ្ញុំគិតថាមនុស្សដែលបានចូលទៅកាន់ទីកន្លែងមួយនោះពួកគេប្រកាសជាអាចចេញមកវិញបានរួចបន្តមកក៏បានលើសំឡេងរបស់ជេកុងគេបាននិយាយថាខ្ញុំសូមភ្នាល់មនុស្សដែលបានចូលទៅកាន់ព្រៃអាពួកគេពិតជាមិនអាចចេញបាននោះទេហើយគេពេលនោះក៏បានគម្រាមទៅកាន់ប្រជាជនបន្តទៀតថាចាប់តាំងពីអ្នកទាំងអស់គ្នាបានភ្នាល់ហើយគួរតែភ្នាល់ឲ្យអស់ពីខ្លួនតែម្ដងទៅ
มันจะไม่และตกประกาศរបស់អ្នកទាំងអស់គ្នានៅតែឆាប់យកវាចេញមកទាំងអស់មកដែលប្រជាជនដែលនៅទីកន្លែងមួយនេះពួកគេបាននិយាយថាតើពួកគេពិតជាចង់មកខំពួកយើងឲ្យអស់ពីខ្លួនមែនទេដែលនៅពេលនិយាយកងគេបានគិតថាខ្ញុំពិតជាបានចំណាយជាច្រើនដើម្បីសម្រាប់ទៅកាន់ឈិនហ្វិនប៉ុន្តែខ្ញុំពិតជាមិនអាចជោគជ័យបាននោះទេហើយខ្ញុំនៅពេលនេះក៏មានការខាតបង់ជាច្រើនផងដែរជាមួយនឹងការភ្នាល់មួយនេះខ្ញុំប្រហែលជាយកប្រាណរបស់ខ្ញុំមកវិញបានខ្លះហើយសាងរឿងរបស់យើងក៏បានកាន់មកខាងកន្លះខែក្រោយមកពេលនេះសានឈីវគេបាននិយាយថាទាហានដែលពួកយើងបានជ្រើសរើសមានសមត្ថភាពគឺមានចំនួន12នាក់ដែលត្រូវចូលរួមជាមួយនឹងពួកយើងចូលទៅកាន់ប្រៃអាប់ឈិនហ្វឹងក៏បាននិយាយទៅកាន់ពួកគេបន្តទៀតតើអ្នកទាំងអស់គ្នារៀបចំហើយនៅជាមួយនឹងគ្រឿងអាវុធហើយនៅអាវុធសម្ងាត់ផ្សេងទៀតបើសិនជាអ្នកទាំងអស់គ្នាពិតជាបានរៀបចំវារួចរាល់ហើយនៅពេលនេះពួកយើងគួរតែចេញដំណើរតែម្ដងទៅហើយសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលក្រុមរបស់ឈិនហ្វឹងពិតជាបានចូលមកកាន់ប្រៃអាប់រួចទៅហើយគាត់ក៏បាននិយាយទៅកាន់គ្នាថាជាតិពលនៅពេលនេះវាមិនតាន់បានចេញមកនោះទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែមានភាពប្រុងប្រយ័ត្ននៅទីកន្លែងមួយនេះហើយត្រូវតែស្ដាប់តាមបញ្ជារបស់ខ្ញុំនៅអ្វីដែលខ្ញុំឲ្យត្រូវធ្វើការធ្វើប្រហែលនៅទីកន្លែងមួយនេះវាប្រកាសជាបានធ្វើឲ្យក្រុមមានគ្រោះថ្នាក់នៅពេលនេះដើម្បីឲ្យមានភាពងាយស្រួលពួកយើងត្រូវតែបែងចែកជា3ក្រុមដែលនៅក្នុងមួយក្រុមគឺមានគ្នាចំនួន4នាក់បន្តមកគ្នារបស់ឈិនហ្វៅនៅពេលនេះពួកគេក៏បានចាប់ផ្ដើមមកបែកក្រុមដែលនៅពេលនោះគឺមានទាហានចំនួន2នាក់គេបាននិយាយថាពួកយើងពិតជាបានធ្លាប់ចូលមកកាន់ទីកន្លែងមួយនេះហើយពួកយើងមិនចង់ឲ្យលោកម្ចាស់របស់យើងមានគ្រោះថ្នាក់នោះទេពួកយើងនៅពេលនេះត្រូវតែបែងចែកគ្នាដើម្បីស្វែងរកតំបន់ណាដែលមានគ្រោះថ្នាក់ដែលពួកយើងត្រូវជៀសវាងហើយនៅពេលនោះពួកយើងប្រកាសជាទទួលបានរង្វាន់ពេញចិត្តអំពីលោកម្ចាស់ហើយដែលរង្វាន់វាប្រកាសជាបានច្រើនបន្តមកនៅពេលនេះពួកគេក៏បានចាប់ផ្ដើមបែកគ្នាម្នាក់មួយទៅបន្តមកក៏មានសត្វក្អែមួយក្បាលក៏បាននៅលើក្បាលរបស់ពួកគេផងដែរដែលវាកំពុងតែវាសំដៅទៅរកពួកគេហើយពេលនោះទាហានម្នាក់ក៏បានឃើញហើយវាក៏បានបើកការវាយប្រហារទៅទោះជាយ៉ាងណាក៏ដោយក៏មានទាហានម្នាក់ទៀតក៏បានបើកការវាយប្រហារសម្រាប់ទៅលើវាដែលទាហានម្នាក់ដែលបានបាញ់វាយប្រហារនោះគេបាននិយាយថាគ្រាន់តែសត្វក្អែមួយក្បាលនោះទេហេតុអ្វីបានជាអ្នកខ្លាចវាបន្តពីគេបាននិយាយរួចនៅពេលនោះស្រាប់តែមានសត្វក្អែបជាច្រើនក្បាលក៏បានសម្ដៅមកកាន់ក្រុមរបស់ពួកគេផងដែរបន្តពីឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់ក៏បាននិយាយថាអ្នកទាំងអស់គ្នានៅពេលនេះត្រូវតែប្រុងប្រយ័ត្នផងដែលវងសត្វក្អែបមួយនេះវាពិតជាបានសំដៅទៅលើក្រុមដែលបានបែកគ្នាបាញ់មិញពួកគេនៅពេលនេះពិតជាមានការភ័យស្លន់ស្លោជាខ្លាំងទាហានម្នាក់នេះក៏បាននិយាយទៅកាន់ទាហានម្នាក់នោះថាតើអ្វីមិញលោកបាននិយាយថាលោកមិនបានខ្លាចវាមែនទេហេតុអ្វីបានជានៅពេលនេះដែលទាហានម្នាក់នេះគាត់បាននិយាយកាត់ថាប៉ុន្តែលើកនេះវាពិតជាបានច្រើនជាខ្លាំងខ្ញុំពិតជាមិនអាចសម្លាប់វាអស់នោះទេបន្តពីគេបាននិយាយរួចសត្វក្អែបទាំងនេះក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ពួកគេតែម្ដងទៅឈិនហ្វឹងបន្តពីគាត់បានឃើញបែបនេះហើយគាត់បាននិយាយថានៅពេលនេះវាពិតជាពិបាកដោះស្រាយជាខ្លាំងបន្តមកគាត់ក៏បានចាប់ផ្ដើមបើកការវាយប្រហារតែម្ដងទៅនៅពេលនោះទោះជាយ៉ាងណាក៏ដោយគាត់ក៏បានត្រូវសត្វក្អែបទាំងនេះបានខាំផងដែរដែលបានធ្វើឲ្យគាត់នៅពេលនេះពិតជាបានត្រូវពឹសពេលនោះពួកទាហាននិងកូនសិស្សរបស់ឈិនហ្វឹងពួកគេបាននិយាយថាតើលោកម្ចាស់នៅពេលនេះអ្នកយ៉ាងម៉េចទៅហើយប៉ុន្តែឈិនហ្វឹងគាត់មិនបានឆ្លើយតបទៅកាន់ពួកគេនោះទេដែលគាត់ក៏បានបើកការវាយប្រហារបន្ថែមទៀតទៅកាន់សត្វក្អែបទាំងនេះហើយគាត់ក៏បានត្រូវសត្វក្អែបទាំងនេះបានខាំម្ដងទៀតផងដែរទោះជាយ៉ាងណាក៏ដោយសត្វក្អែបទាំងនេះវាពិតជាបានស្លាប់អស់ទៅហើយបន្តពីគាត់បានសម្លាប់ទៅលើវងសត្វក្អែបទាំងនេះហើយគាត់ក៏បានដើរសម្លៅទៅរកទាហានម្នាក់ដែលបានធ្វើឲ្យផែនការរបស់គាត់នៅពេលនេះពិតជាបានបែកបាក់គាត់ក៏បាននិយាយថាហេតុអ្វីបានជាអ្នកមិនព្រមស្ដាប់តាមបញ្ជារបស់ខ្ញុំដែលបានធ្វើតាមអំពើចិត្តដោយខ្លួនឯងបើសិនជាខ្ញុំនៅពេលនេះពិតជាបានជួយបន្តនោះទេនៅធ្វើឲ្យមនុស្សផ្សេងទៀតពួកគេក៏បានស្លាប់ផងដែរបន្ទាប់ពីគាត់បាននិយាយសុកសោនៅពេលនោះស្រាប់តែគាត់ក៏ត្រូវបានជាតិពឹសរើឡើងនៅពេលនេះបានធ្វើឲ្យរាងកាយរបស់គាត់ពិតជាមានការឈឺចាប់ដែលកងទ័ពទាហាននៅពេលនេះពួកគេបាននិយាយថាពួកយើងពិតជាបានធ្វើឲ្យលោកម្ចាស់នៅពេលនេះពិតជាមានរបួសហើយដែលពួកយើងពិតជាបានធ្វើខុសដែលឈិនហ្វឹងនៅពេលនេះគាត់បាននិយាយថាសំណាងហើយដែលខ្ញុំបានចម្រាញ់គ្រាប់ថ្នាំនៃការបន្សាបជាតិពុលដែលពេលនេះឈិនហ្វឹងគាត់បាននិយាយថាប៉ុន្តែពើរបស់សាច់ក្អែមួយនេះខ្ញុំពិតជាបានត្រូវវាជាច្រើនកន្លែងជាមួយនឹងគ្រាប់ថ្នាំដែលបានបន្សាបវាមិនអាចជួយបានច្រើននោះទេបន្តមកកងទ័ពទាហាននៅពេលនេះពួកគេក៏បានលើកចង្កូងហើយបាននិយាយថាពួកយើងពិតជាបានធ្វើខុសហើយពួកយើងនៅពេលនេះគឺត្រូវតែទទួលទោសដែលការទទួលទោសនោះគឺធ្វើអ្វីដែលពួកយើងបាននិយាយនៅពេលមុនពួកយើងនឹងចាកចេញអំពីប្រៃអាំមួយនេះដោយខ្លួនឯងបន្តពីពួកគេបាននិយាយរួចពួកគេក៏បានដើរចាកចេញទៅបន្តមកពេលនោះឈិនហ្វឹងក៏បានបោះនៅថងអ្វីម្យ៉ាងឈិនហ្វឹងក៏បាននិយាយទៅកាន់ពួកគេថាខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅពេលនេះពិតជាបានប្រព្រឹត្តកំហុសដោយសារតែនេះវាគឺជាលើកដំបូងខ្ញុំនឹងមិនថាអ្វីនោះឡើយដែលនេះវាគឺជាគ្រាប់ថ្នាំបំពន់កម្លាំងអ្នកទាំងអស់គ្នាគួរតែយកវាលែម្នាក់មួយទៅឈិនហ្វឹងក៏បាននិយាយបន្តទៀតខ្ញុំនឹងមិនថាអ្វីនោះទេបើសិនជាអ្នកទាំងអស់គ្នាព្រមការកំហុសទាំងនេះ
ពួកយើងនៅពេលនេះនៅតែអាចធ្វើដំណើរជាមួយនឹងគ្នាបានបន្តទៀតដើម្បីសម្រេចគោលដៅពួកតាហានពួកគេបាននិយាយថាតើលោកម្ចាស់នៅពេលនេះពិតជាមិនបានប្រកាន់មកកាន់ពួកយើងមែនទេដែលបានប្រព្រឹត្តកំហុសទាំងនេះឈិនហ្វឹងក៏បានឆ្លើយតបទៅវិញវាមិនអីនោះទេអ្នកណាគេក៏មានកំហុសផងដែរឲ្យតែអ្នកទាំងអស់គ្នាកែប្រែបានបន្ទាប់ពីគាត់បាននិយាយរួចពួកគេក៏បានចាប់ផ្ដើមធ្វើដំណើរជាមួយនឹងគ្នាបន្តទៀតរួចសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលយប់វិញដែលពួកគេពិតជាបានមកស្នាក់នៅកន្លែងរូងភ្នំមួយដែលពួកតាហានពិតជាបានយាមទៅកាន់ឈិនហ្វឹងពេលនេះឈិនហ្វឹងក៏បានគិតថាជាមួយនឹងពើទាំងនេះខ្ញុំពិតជាមិនអាចបន្សាបទៅកាន់វាបានឡើយខ្ញុំមានតែប្រើកម្លាំងធាតុដើម្បីបន្សាបទៅកាន់វាប៉ុន្តែនៅពេលដែលខ្ញុំប្រយុទ្ធទើបខ្ញុំអាចបញ្ចេញកម្លាំងធាតុបានប៉ុន្តែវាមិនអីនោះទេជាតិពើខ្ញុំបានបន្សាបវាជាច្រើនហើយបន្តមកពេលនោះក៏មកលើសំឡេងប្រកាសអសនថាលោកម្ចាស់នៅពេលនេះពិតជាមានសត្វពីងពីងពើពិតជាបានសម្ដៅមកកាន់កន្លែងពួកយើងហើយបន្តពីឈិនហ្វឹងគាត់បានចេញទៅពេលនោះក៏មានកោសត្វពីងពីងជាច្រើនដែលបានសម្ដៅមករកគាត់នៅពេលនេះដែលឈិនហ្វឹងគាត់បាននិយាយថាអ្នកទាំងអស់គ្នានៅពេលនេះគួរតែរៀបក្បួនរបស់ពួកយើងទៅប៉ុន្តែពួកយើងមិនអាចតបតជាមួយនឹងពួកវាបានយូរទេពួកយើងត្រូវតែស្វែងរកវិធីសាស្ត្រដើម្បីចាកចេញពេលនោះគាត់ក៏បានកើតក្នុងចិត្តថាហេតុអ្វីបានជាវងសត្វពីងពីងមួយនេះវាពិតជាបានសម្ដៅមកកាន់ពួកយើងវាហាក់បីដូចជាមានអ្វីដែលបានបញ្ជានៅពីក្រោយបន្តមកក៏មានតាហានម្នាក់ក៏បាននិយាយថាអ្នកទាំងអស់គ្នានៅពេលនេះឆាំងបាចម្សៅក្រអូបទៅហើយនៅពេលនោះក៏មានតាហានផ្សេងទៀតពួកគេក៏បានចាប់ផ្ដើមបាចម្សៅក្រអូបទៅដែលបានធ្វើឲ្យកូនសត្វពីងពីងទាំងនេះពួកវាហាក់បីដូចជាមិនអាចធ្វើដំណើរទៅមុខបានបន្តទៀតនោះទេទោះជាយ៉ាងណាក៏ដោយនៅពេលនោះវាចាប់ផ្ដើមធ្វើសមុខដើម្បីឡើងទៅលើរូបភ្នំដែលឈិនហ្វឹងបានស្នាក់នៅពេលនេះទេហ៊ានពួកគេបាននិយាយថាភ្លើងពិតជាអាចជួយយើងបាននៅពេលដែលលោកម្ចាស់ពិតជាបានវឹកហាត់ក៏បានប្រាប់មកកាន់ពួកយើងផងដែរមានតែប្រើប្រាស់អណ្ដាតភ្លើងនោះទេដើម្បីទប់ទល់ជាមួយនឹងកូនសត្វពីងពីងទាំងនេះរួចពេលនោះក៏បានអុយទៅកាន់សំណាញ់ដែលពីងពីងវាបានធ្វើឡើងបន្តមកក៏បានធ្វើឆេះសំណាញ់ទាំងនេះដែលបានធ្វើឲ្យវងសត្វពីងពីងក៏បានឆេះស្លាប់ផងដែរឈិនហ្វឹងក៏បាននិយាយថាពួកគេនៅពេលនេះពិតជាបានយល់ដឹងអំពីការរួមក្រុមបន្ទាប់ពីបាននិយាយរួចស្រាប់តែពេលនោះក៏មានដៃពីងពីងយ៉ាងធំក៏បានបើកការវាយប្រហារដែលនោះក៏ជាម្ចាស់ស្ត្រីពីងពីងឈិនហ្វឹងគាត់បានឃើញបែបនេះហើយគាត់បាននិយាយថាសូម្បីតែអណ្ដាតភ្លើងក៏មិនអាចធ្វើអ្វីទៅកាន់ម្ចាស់ស្ត្រីពីងពីងផងដែររួចនៅពេលនោះពួកតាហានរបស់គាត់ក៏បាននិយាយថាពួកយើងមិនត្រូវដកថយឡើយពួកយើងនៅពេលនេះត្រូវតែរួមកម្លាំងគ្នាដើម្បីដោះស្រាយជាមួយនឹងវានេះវាគ្រាន់តែជាម្ចាស់ស្ត្រីសត្វពីងពីងឡើយតើពួកយើងពិតជាមិនអាចដោះស្រាយបានមែនទេដែលនៅពេលនេះកងទ័ពតាហានរបស់ឈិងហ្វឹងពួកគេក៏បានសហការគ្នាជាខ្លាំងហើយក៏បានរៀបក្បួនដើម្បីសម្លាប់ទៅកាន់ម្ចាស់ស្ត្រីសត្វពីងពីងមួយនេះទៅដែលនៅពេលនេះពួកគេបានវាយប្រហារឆ្វេងស្ដាំពីខាងលើពីខាងក្រោមដែលបានធ្វើឲ្យម្ចាស់ស្ត្រីសត្វពីងពីងមួយនេះពិតជាមិនអាចទ្រាំទ្របានហើយពេលនោះក៏បានធ្លាក់ចូលទៅកាន់ភ្នក់ភ្លើងតែម្ដងទៅទាហានម្នាក់នេះបាននិយាយថាបន្ទាប់ពីពួកយើងបានសហការគ្នាហើយនៅពេលនេះពួកយើងពិតជាទទួលបានជោគជ័យពិតមែនឈិនហ្វឹងបន្ទាប់ពីគាត់បានឃើញបែបនេះហើយគាត់ក៏បាននិយាយថាមិននឹកស្មានសោះពួកគេនៅពេលនេះពិតជាបានសហការជាមួយនឹងគ្នាពិតជាបានល្អបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាចាប់តាំងពីអ្នកទាំងអស់គ្នាបានធ្វើវាជោគជ័យនៅពេលនេះហើយឆាប់ទៅបេះស្មៅនឹងអសត់សម្រាប់ខ្ញុំមកពួកយើងនឹងប្រមូលវាត្រឡប់ទៅកាន់ផ្ទះរបស់ពួកយើងវិញនៅពេលនេះហើយបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងនៅពេលនេះវិញដែលអ្នកភូមិក៏បានចូលចាំក្រុមរបស់ឈិនហ្វឹងផងដែរមូលហេតុដែលពួកគេបានចូលចាំនៅទីកន្លែងមួយនេះដោយសារតែនោះគឺជាការភ្នាល់របស់ពួកគេទាំងអស់គ្នាក៏បានបន់ស្រន់ថានៅពេលនេះសូមឲ្យមនុស្សដែលបានចូលទៅកាន់ប្រយ៉ាប់ឲ្យពួកគេមានជីវិតចាកចេញមកដែលយេកងនៅពេលនេះគេបាននិយាយថាបើតាមមើលទៅមនុស្សដែលបានចូលទៅកាន់ប្រយ៉ាប់នៅពេលនេះពួកគេប្រហែលជាបានស្លាប់អស់ទៅហើយព្រោះអីនៅពេលនេះមេឃពិតជាបានចិត្តយប់ហើយពេលនោះផ្សាយអាប៉ុលប្រកាសជាបានចេញមកហើយនៅពេលនោះបញ្ជាក់ថាឈិនហ្វឹងនៅគ្នាពួកគេពិតជាបានស្លាប់ហើយការភ្នាល់មួយនេះខ្ញុំក៏ជាអ្នកឈ្នះផងដែរបន្ទាប់ពីគេបានកើតរួចគេក៏បានជិះមកនិយាយថាមនុស្សដែលបានចូលទៅពួកគេពិតជាបានស្លាប់អស់ទៅហើយពេលនេះការភ្នាល់ខ្ញុំគឺជាអ្នកឈ្នះជនក៏បានឆ្លើយតបថានៅពេលនេះពួកយើងពិតជាមិនតាន់អស់ចិត្តនោះឡើយដោយសារតែមិនតាន់មានមនុស្សដែលបានចេញនោះទេយេកងនៅពេលនោះគេក៏បាននិយាយថាអ្នកទាំងអស់គ្នាគួរតែឈប់កាត់ស្រមៃទៀតទៅមនុស្សទាំងនោះពួកគេលែងត្រឡប់មកវិញហើយស្រាប់តែនៅពេលនោះក៏បានលើសំឡេងរបស់ឈិនហ្វឹងដែលបាននិយាយថាមិនក៏អញបានគិតថាយើងបានស្លាប់នៅពេលនេះយេកងនៅពេលនោះគេក៏បាននិយាយតើហេតុអ្វីទៅបានជាអ្នកនៅតែមិនតាន់បានស្លាប់ទៀតឈិនហ្វឹងនៅពេលនោះក៏បាននិយាយថាតើស្អីគេទៅឯងក៏ពោលតែបងស្រន់តែយើងបានស្លាប់មែនទេឯងគួរតែមើលមកកាន់យើងនៅពេលនេះទៅតើយើងអាចស្លាប់ដល់របៀបណាហើយនឹងកូនចាស់របស់យើងផងដែរដែលនៅពេលនេះបន្តពីគេបានងាកមើលទៅពេលនោះប្រជាជននឹងយេកងពួកគេក៏បាននិយាយព្រមគ្នាថាសូម្បីតែមនុស្សម្នាក់ក៏បានស្លាប់ផងដែរដែលបានធ្វើឲ្យប្រជាជននៅទីកន្លែងមួយនេះពួកគេក៏មានការសប្បាយចិត្តជាខ្លាំងហើយនៅពេលនេះយេកងគេហាក់បីដូចរៀបចាក់ចេញអំពីទីកន្លែងមួយនេះ
បន្ទាប់មកឈៀនហ្វឹងក៏បានចេញទៅកាក់មកគេនៅពេលនោះដែលគាត់បាននិយាយទៅកាន់យាយកងថាមិនក៏ឯងនៅពេលនេះហ៊ានចង់ចាក់ចេញឯងនៅពេលនេះមិនទាន់បានសងនៃការភ្នាល់ទៅកាន់ប្រជាជននោះទេយាយកងគេក៏បានឆ្លើយតបទៅវិញឈៀនហ្វឹងយើងគឺបានមកពីគ្រួសាររាជវង្សតែហ៊ានធ្វើអ្វីមកកាន់យើងទៅនៅពេលនេះឈៀនហ្វឹងក៏បានឆ្លើយតបថាតែគិតមែនទេថាយើងពិតជាមិនអាចធ្វើអ្វីបានយើងនឹងផ្សព្វផ្សាយព័ត៌មានដែលថារាជវង្សយាយរបស់ឯងពិតជាបានជំពាក់ទៅកាន់ប្រជាជននៅទីក្រុងយួនយីងពេលនោះគេឈ្មោះរបស់រាជវង្សយាយប្រកាសជាបានត្រូវស្អុយហើយបន្តមកគ្នារបស់ឈៀនហ្វឹងនិងឈៀនហ្វឹងក៏បានចាប់ដោះកៅអៅពួកគេចេញអស់ទៅដែលគ្នារបស់យាយកងនិងយាយកងពួកគេបាននិយាយថាហេតុអ្វីបានជាអ្នកចាំបាច់ដោះកៅអៅនៅសម្លៀកបំពាក់របស់ពួកយើងឈៀនហ្វឹងគាត់បានឆ្លើយតបថាទ្រព្យសម្បត្តិរបស់ពួកឯងដែលនៅក្នុងខ្លួនទាំងអស់នេះវាហាក់បីដូចជាមិនគ្រប់គ្រាន់ក្នុងការសងទៅកាន់ប្រជាជននោះទេចាប់តាំងពីពេលនេះហើយពួកឯងមិនចាំបាច់ពាក់កៅអៅនោះទេដើរស្រាតែម្ដងទៅដែលប្រជាជននៅពេលនេះពួកគេក៏បានអរគុណទៅកាន់ឈិនហ្វឹងផងដែរដែលបានដោះស្រាយនៅក្នុងរឿងមួយនេះឈិនហ្វឹងក៏បានឆ្លើយតបថាវាមិនអីនោះទេអ្នកទាំងអស់គ្នាប្រជាជនពួកគេបាននិយាយថាចាប់តាំងពីលោកម្ចាស់ឈិនហ្វឹងបានជួយសង្គ្រោះមកកាន់ពួកយើងនៅពេលនេះហើយពួកយើងនឹងសន្យាថានឹងធ្វើអ្វីមួយសម្រាប់អ្នកប្រើប្រាស់បន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងគ្នារបស់យាយកងនៅពេលនេះវិញដែលពួកគេបាននិយាយថាមិននឹកស្មានថាឈិនហ្វឹងពិតជាបានធ្វើឲ្យពួកយើងនៅពេលនេះពិតជាមានភាពអាម៉ាស់ជាខ្លាំងបន្តមកនៅពេលនោះក៏មានបរិសម្នាក់ក៏បានដើរសំដៅទៅរកពួកគេផងដែរយាយកងបន្តពីគេបានឃើញហើយក៏បាននិយាយថាគឺជាអ្នកណាគេទៅដែលបានមករកពួកយើងនៅពេលនេះបរិសម្នាក់នេះគេបានឆ្លើយតបថាខ្ញុំត្រូវបានបញ្ជូនមកព្រះអង្គម្ចាស់បរិសម្នាក់នេះគេបានឆ្លើយតបថាខ្ញុំត្រូវបានបញ្ជូនមកដោយព្រះនាងលីនសូវ៉ាងនិងព្រះអង្គម្ចាស់ទី3នៃរាជវង្សយាយហើយខ្ញុំក៏ជាគ្រូអសរម្នាក់ផងដែរដែលខ្ញុំមកពេលនេះដើម្បីដោះស្រាយជាមួយនឹងឈិនហ្វឹងបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលសានឈឺបាននិយាយថាលោកម្ចាស់នៅពេលនេះគឺជាវត្តដែលប្រជាជនពិតជាបានធ្វើឲ្យលោកម្ចាស់ក្នុងការប្រើប្រាស់ពេលនោះឈិនហ្វឹងបន្តពីគាត់បានឃើញហើយតើវាគឺជាញញួរដៃមែនទេខ្ញុំនៅពេលនេះគួររក្សារបស់វាបន្តិចបន្តពីពេលនោះគាត់បានចាប់លើកដែលបានធ្វើឲ្យគាត់នៅពេលនេះក៏បានក្រេកចង្កេះបាត់ទៅហើយពេលនោះហើយឈិននិងសានឈឺពួកគេបានសួរថាតើលោកម្ចាស់នៅពេលនេះយ៉ាងម៉េចហើយតើវាពិតជាមិនស័ក្តិសមជាមួយនឹងលោកម្ចាស់មែនទេឈិនហ្វឹងគាត់បានឆ្លើយតបថាវាមិនអីនោះទេវាពិតជាស័ក្តិសមជាមួយនឹងខ្ញុំជាខ្លាំងខ្ញុំនឹងប្រើប្រាស់ញញួរមួយនេះដើម្បីចូលទៅកាន់ប្រយាបជាលើកទី2នៅថ្ងៃស្អែកហើយបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងពិតជាបានចូលទៅកាន់ប្រយាបជាលើកទី2បន្តមកនៅពេលនោះពួកទាហានក៏បាននិយាយថាតើនោះមែនទេវាគឺជាក្តាមភក់បើសិនជាយើងចាប់វាយកទៅលក់ប្រកាសជាបានលុយជាច្រើនហើយឈិនហ្វឹងនៅពេលនេះគាត់ពិតជាបានដឹងនៃដានមនុស្សដែលបានចូលមកកាន់ទីកន្លែងមួយនេះផងដែរគាត់ក៏បាននិយាយថាអ្នកទាំងអស់គ្នាចាំនៅទីកន្លែងនេះបន្តិចហើយខ្ញុំនឹងទៅរស់រើនៅទីកន្លែងមួយនោះបន្តិចហើយនៅពេលនេះឈិនហ្វឹងគាត់ក៏បានធ្វើដំណើរចាកចេញអំពីក្រុមទៅដែលគាត់បានពួននៅកន្លែងមួយដែលពេលនោះគាត់បានឃើញក្រុមរបស់យាយកងដែលបានចូលមកកាន់ព្រៃអាប់ផងដែរគាត់ក៏បាននិយាយថាមើលទៅបរិសុទ្ធដែលបានជិះសេះនៅមុខគេនោះគេក៏ជាគ្រូចម្រាញ់អក្សរម្នាក់ផងដែរប្រហែលជាគេពិតជាបានប្រកាសថ្នាំអាសាជាតិពលទៅឲ្យពួកគេហើយទៅពួកគេអាចចូលមកកាន់ទីកន្លែងនេះបានបើតាមមើលទៅកម្លាំងក្រុមរបស់ពួកគេពិតជាបានខ្លាំងជាងទាហានរបស់ខ្ញុំទៀតបើសិនជាប៉ះទង្គិចគ្នាខ្ញុំប្រហែលជាមិនអាចយកឈ្នះទៅកាន់ពួកគេបានឡើយស្រាប់តែនៅពេលនោះក៏មានទាហានម្នាក់នៅក្នុងក្រុមរបស់គេបាននិយាយថាពេលនេះពួកយើងពិតជាបានរកឃើញដានក្រុមរបស់ឈិនហ្វឹងហើយយាយកងបន្តពីគេបានស្ដាប់នៅពាក្យសម្ដីទាំងនេះគេក៏បាននិយាយថាពួកយើងគួរតែឆាប់ធ្វើដំណើរដើម្បីទៅសម្លាប់គេតែម្ដងទៅដែលនៅពេលនេះពួកគេពិតជាបានធ្វើដំណើរលឿនជាខ្លាំងស្រាប់តែពេលនោះគ្នារបស់ពួកគេក៏បានធ្លាក់ចូលទៅកាន់ភក់មួយយាយកងក៏បាននិយាយថាហេតុអ្វីបានជានៅទីកន្លែងមួយនេះវាពិតជាមានភក់ហើយពេលនោះក្តាមភក់ក៏បានចេញមកខាងពួកគេផងដែរដែលយាយកងក៏បាននិយាយទៀតថាតើរឿងទាំងអស់នេះទោះជាយ៉ាងណាក៏ដោយស្រាប់តែពេលនោះក៏មានញញួរយ៉ាងធំមួយក៏បានធ្លាក់ចុះមកវាប្រហារទៅកាន់ទាហានម្នាក់យាយកងគេក៏បាននិយាយថាឈិនហ្វឹងតាមពិតគឺជាឯងឈិនហ្វឹងក៏បាននិយាយថាពួកឯងនៅពេលនេះពិតជាបានចាញ់ល្បីរបស់យើងហើយដែលពួកយើងបានមកសល់ទុកនៅពេលនោះវាគ្រាន់តែជាល្បីរបស់ពួកយើងនោះទេចាប់តាំងពីពួកឯងមានកំណត់ចង់សម្លាប់យើងបន្តទៀតហើយនៅពេលនេះពួកឯងក៏សង្ឃឹមថាអាចចាកចេញបន្តមកក៏បានចាប់ផ្ដើមបាក់ការវាប្រហារទៅកាន់ទាហានផ្សេងទៀតទៅដែលបានធ្វើឲ្យយាយកងនៅពេលនេះគេពិតជាមានការភ័យខ្លាចជាខ្លាំងដែលនៅពេលនេះឈិនហ្វឹងក៏បានបាក់ការវាប្រហារទៅកាន់យាយកងដែលយាយកងគេក៏បានព្យាយាមកិច្ចផងដែរប៉ុន្តែនៅពេលនោះក៏បានមានបរិសម្នាក់ដែលបានចេញមកជួយយាយកងដែលបានបើកការវាយប្រហារទៅកាន់ឈិនហ្វឹងដែលបានធ្វើឲ្យគាត់ខ្ទាតថយក្រោយបរិសម្នាក់នេះគេបាននិយាយថាយើងមកថ្ងៃ
ថ្ងៃនេះដើម្បីបំពេញបេសកកម្មរបស់យើងគឺជាការសម្លាប់ឯនឹងហើយឈៀនហ្វឹងបន្តមកនៅពេលនេះឈៀនហ្វឹងក៏ក្បែរក៏ថាតើបរិសម្នាក់នេះកម្លាំងរបស់គេនៅក្នុងកម្រិតណាទៅវាហាក់បីដូចជាមានអ្វីចម្លែកអំពីរាងកាយរបស់គេបន្តមកនៅពេលនេះគេក៏បានចាប់ផ្ដើមបើកការវាយប្រហារបន្តទៀតដែលការវាយប្រហាររបស់គេនៅពេលនេះវាពិតជាមានល្បឿនលឿនជាខ្លាំងដែលបានធ្វើឲ្យឈៀនហ្វឹងគាត់ពិបាកប៉ាន់ស្មានជាមួយនឹងទីតាំងរបស់គេផងដែរពេលនោះគេក៏បានរត់ទៅទាត់ញញួររបស់ឈៀនហ្វឹងដែលបានធ្វើឲ្យវាខ្ទាតពីដៃហើយគេក៏បានហក់ទៅទាត់ឈៀនហ្វឹងនៅចំកណ្ដាលមុខប៉ុន្តែត្រូវបានឈៀនហ្វឹងយកដៃទៅរងបរិសម្នាក់នេះគេបាននិយាយទៀតថាឈៀនហ្វឹងវាហាក់បីដូចជាអ្នកមិនអាចប្រៀបធៀបល្បឿនជាមួយនឹងខ្ញុំបានទេអ្នកពិតជាមិនអាចប៉ាន់ស្មានវាបានឡើយឈៀនហ្វឹងក៏បានឆ្លើយតបទៅកាន់គេវិញថាបានចឹងមិនអីទេនៅពេលនេះលោកគួរតែសាកមើលវាម្ដងទៀតទៅបរិសម្នាក់នេះក៏បាននិយាយថាអ្នកពិតជាចង់សាកវាម្ដងទៀតមែនទេបានចឹងមិនអីទេរួចគេនៅពេលនេះក៏បានលេបថ្នាំមួយគ្រាប់ក៏ចាប់ផ្ដើមបើកការវាយប្រហារបន្តទៀតដែលល្បឿនរបស់គេនៅពេលនេះក៏បានកើនឡើងផងដែរទោះជាយ៉ាងណាក៏ដោយឈៀនហ្វឹងក៏បានមកគេមួយដៃចំកណ្ដាលមុខដែលបានធ្វើឲ្យគេរស់ថ្មីជាងអំពីមាត់នៅពេលនេះគេក៏បាននិយាយទៅកាន់ឈៀនហ្វឹងថាតើអ្នកអាចតាមទាន់ចលនារបស់ខ្ញុំដល់របៀបណាទៅឈៀនហ្វឹងក៏បាននិយាយថាចលនារបស់អ្នកនៅពេលនេះខ្ញុំពិតជាបានដឹងអំពីវាហើយវាពិតជាស្រដៀងទៅនឹងចលនារបស់ខ្ញុំផងដែរដែលនៅពេលនេះឈៀនហ្វឹងក៏បាននិយាយថាជាមួយនឹងចលនាដែលខ្ញុំបានមកជែកបែងវិញវាគឺជាជំហានខ្មោចដែលចលនាមួយនេះវាគឺជាការចងចាំរបស់ខ្ញុំកាលពីជីវិតមុនទោះបីជាខ្ញុំពេលនោះមិនអាចវឹកហាត់វាបានក៏ដោយបន្តមកនៅពេលនេះឈៀនហ្វឹងក៏បានមកជឿនឹងចលនារបស់គាត់វិញដើម្បីបើកការវាយប្រហារទៅកាន់ពួកគេឈៀនហ្វឹងក៏បាននិយាយថាបានចឹងមិនអីទេនៅពេលនេះលោកគួរតែសាកចលនារបស់ខ្ញុំវិញមកតើមួយណាលឿនជាងដែលពួកគេទាំងពីរនាក់នៅពេលនេះក៏បាននិយាយថាតើចលនារបស់គេពិតជាអាចបំបែកភាពបានចំនួន3មែនទេដែលឈៀនហ្វឹងនៅពេលនេះក៏បានវាយប្រហារទៅកាន់គេដែលបានធ្វើឲ្យគេនៅពេលនេះពិតជាបានរត់របួសជាខ្លាំងបន្ទាប់ពីយាយកុងគេបានឃើញបែបនេះហើយគេក៏បាននិយាយថាតើនេះគេពិតជាអាចស្លាប់ដល់របៀបណាទៅរួចបន្តមកគេក៏បានប្រញាប់ប្រញាល់ដើម្បីសុំវល់ទៅកាន់ឈៀនហ្វឹងឲ្យទុកជីវិតឲ្យផងឈៀនហ្វឹងក៏បានឆ្លើយតបថាវាហាក់បីដូចជាអ្នកទាំងអស់គ្នាពិតជាចង់ធ្វើឃាតខ្ញុំជាច្រើនដងហើយនៅពេលនេះវាគ្មានឱកាសទេរួចក៏បានធាក់គេបត់កកបានទៅដែលបានធ្វើឲ្យគេដេកស្លាប់នៅពេលនេះឈៀនហ្វឹងក៏បាននិយាយទៀតការសម្លាប់គេនៅក្នុងព្រៃមួយនេះវាពិតជាល្អគ្មានអ្នកណាដែលបានដឹងអំពីរឿងមួយនេះទេបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈៀនហ្វឹងក៏កំពុងតែចម្រាញ់នៅក្របថ្នាំគាត់ក៏បានគិតទៀតថារាជវង្សយេនៅពេលនេះពួកគេពិតជាបានចំណាយជាច្រើនដើម្បីធ្វើឃាតមកកាន់ខ្ញុំរឿងទាំងនេះវាពិតជាបានតាក់ទងជាមួយនឹងលឿនស៊ូវ៉ាងនិងព្រះអម្ចាស់ទី3ទោះជាយ៉ាងណាក៏ដោយវាមិនឯនោះទេខ្ញុំនឹងធ្វើឲ្យកម្លាំងរបស់ខ្ញុំវាមានការប្រសើរឡើងជាងមុនដែលឈៀនហ្វឹងនៅពេលនេះគាត់បាននិយាយថាជាមួយនឹងក្របថ្នាំដែលខ្ញុំបានចម្រាញ់មួយនេះវាគឺជាក្របថ្នាំនៃការចម្រាញ់រាងកាយក្របថ្នាំដែលខ្ញុំបានចម្រាញ់នៅពេលនេះវាគឺជាកម្រិតទី3ជាមួយនឹងបេះដូងគោដៃដែលបានដាក់ចម្រាញ់ជាមួយនឹងក្របថ្នាំមួយនេះវាពិតជាបានបញ្ចេញនូវចំហាយពិតនៃសត្វវាហាក់បីដូចជាសត្វប្រឡងនៅពេលនេះជាបានរស់ឡើងវិញបន្តមកឈៀនហ្វឹងក៏បានស្រោបប្រឡងក្របថ្នាំដើម្បីដាក់ចូលទៅក្នុងចង្ក្រានវិញហើយគាត់ក៏បានធ្វើការចម្រាញ់វាបង្ហើយតាមម្ដងទៅដែលនៅពេលនេះគាត់ក៏បានទទួលបានក្របថ្នាំមួយគាត់ក៏បាននិយាយទៀតថាបើតាមមើលទៅវាគួរតែអាចជួយខ្ញុំឲ្យបំបែកដំណើរការនៃការវ៉ាហារបស់ខ្ញុំជាច្រើនហើយរួចនៅពេលនេះឈៀនហ្វឹងក៏បានធ្វើការលេបក្របថ្នាំមួយនេះទៅហើយគាត់ក៏បានធ្វើការចម្រាញ់វានៅក្នុងខ្លួនរបស់គាត់មួយដងទៀតទៅដែលបានធ្វើឲ្យគុណភាពក្របថ្នាំនៅពេលនេះវាក៏បានកើនឡើងហើយគាត់ក៏បានចាប់ផ្ដើមស្រូបថាមពលចេញអំពីក្របថ្នាំមួយនេះបន្តពីគាត់កំពុងតែស្រូបនៅពេលនោះក៏បានធ្វើឲ្យបញ្ចេញថាមពលជាច្រើនដែលបានធ្វើឲ្យខោអាវរបស់គាត់នៅពេលនេះក៏ចាប់ផ្ដើមប្រែរហែកជាមួយនឹងថាមពលដែលកំពុងតែបញ្ចេញនៅពេលនេះដែលឈៀនហ្វឹងនៅពេលនេះក៏កំពុងតែទ្រាំទ្របន្តមកនៅពេលនោះគាត់ក៏បានស្រែកមួយវ៉ាហើយក៏បានធ្វើឲ្យបញ្ចេញថាមពលរត់តែខ្លាំងជាងមុនទៅទៀតដែលនៅពេលនោះក៏មានពលិដែលបានចែកចាំងផងដែរឈៀនហ្វឹងបន្តពីគាត់បំបែករួចហើយគាត់ក៏បាននិយាយថាតើក្របថ្នាំមួយនេះវាពិតជាអាចជួយខ្ញុំបំបែកតែមួយដំណាក់កាលមែនទេខ្ញុំនៅពេលនេះគួរតែបញ្ចេញឥទ្ធិពលវាបន្ថែមទៀតរួចគាត់ក៏បានធ្វើការម្ដងទៀតទៅគាត់ក៏បានព្យាយាមម្ដងទៀតបន្តមកនៅពេលនេះក៏បានធ្វើឲ្យគាត់បានឈានទៅកាន់កម្រិតទី1ដំណាក់កាលទី9ផងដែរឈៀនហ្វឹងគាត់ក៏បាននិយាយថាខ្ញុំនៅពេលនេះគួរតែកម្លាំងរបស់ខ្ញុំបន្តិចអ្វីដែលខ្ញុំប៉ាន់ស្មានជាមួយនឹង1500ផោនកម្លាំងរបស់ខ្ញុំនៅពេលនេះហើយគាត់ក៏បានចាប់ផ្ដើមវាយជញ្ជាំងផ្ទះរបស់គាត់កំទេចចោលទៅ
ជាមួយនឹងការតែកម្លាំងមួយនេះស្រាប់តែពេលនោះអានហៅឈិនក៏បានចេញមកនាងក៏បាននិយាយថាតើលោកគ្រូនៅពេលនេះកំពុងតែចម្រាញ់គ្រាប់ថ្នាំកម្រិតទី3មែនទេដែលនៅពេលនោះឈេតហ្វឹងក៏បានយកដៃទៅខ្ទប់មាត់របស់នាងហើយក៏បាននិយាយថាអ្នកកុំប្រាប់រឿងមួយនេះទៅកាន់អ្នកណាឲ្យសោះជាមួយនឹងខ្ញុំដែលបានចម្រាញ់គ្រាប់ថ្នាំកម្រិតទី3អានហៅឈិនក៏បានឆ្លើយតបថាវាមិនអីនោះទេខ្ញុំនឹងមិនប្រាប់វាទៅកាន់អ្នកណាឡើយដែលនៅពេលនេះឈេនហ្វឹងក៏បានកើតក្នុងចិត្តថាជាមួយនឹងការផ្ចង់ពីរបស់លីនសូវ៉ាងវាពិតជាមានរយៈពេល1ខែទៀតមើលទៅនៅពេលនេះខ្ញុំគួរតែរកវិធីសាស្ត្រអ្វីម្យ៉ាងហើយដើម្បីសងសឹកទៅកាន់នាងវិញបន្តមកនៅពេលនេះឪពុករបស់ឈេនហ្វឹងក៏បានត្រឡប់មកកាន់ផ្ទះវិញហើយក៏បាននិយាយទៅសារទៅកាន់ឈេនហ្វឹងផងដែរដែលក៏បាននិយាយសួនអសតនៅពេលនេះវាពិតជាមានការរីកចម្រើនហើយផលរបស់វាក៏ពិតជាមានតម្លៃផងដែរជាមួយនឹងគុណភាពពេលនោះឈេនហ្វឹងក៏បាននិយាយប្រាប់ទៅកាន់ឪពុករបស់គាត់ថាខ្ញុំនៅពេលនេះគឺចង់ចាកចេញអំពីទីក្រុងយៀនយីងឪពុករបស់ឈេនហ្វឹងក៏បានឆ្លើយតបថាវាពិតជាមានគ្រោះថ្នាក់ជាខ្លាំងនៅពេលដែលអ្នកបានចេញទៅខាងក្រៅកូនប្រុសនៅពេលនេះអ្នកគួរតែរស់នៅទីកន្លែងមួយនេះទៅវាពិតជាមានសុវត្ថិភាពឈេនហ្វឹងក៏បានឆ្លើយតបថាខ្ញុំហាក់បីដូចជាអាចការពារទៅកាន់ខ្លួនឯងបានហើយនៅពេលនេះព្រោះឯកម្លាំងរបស់ខ្ញុំនៅពេលនេះវាពិតជាបានត្រឡប់ដោយការពីមុនទៀតហើយដែលមិនដូចជាលើកមុននៅពេលដែលខ្ញុំមានរបួសនោះទេបន្តមកនៅពេលនេះក៏បានធ្វើការបញ្ចេញកម្លាំងឲ្យឪពុករបស់គាត់បានឃើញបន្តពីឪពុករបស់គាត់បានឃើញក៏បាននិយាយថាឈេនហ្វឹងក៏នៅពេលនេះពិតជាទទួលបានកម្លាំងត្រឡប់មកវិញហើយមែនទេឈេនហ្វឹងក៏បានឆ្លើយតបទៅវិញមែនហើយឪពុករបស់ឈេនហ្វឹងក៏បាននិយាយទៀតថាបានចឹងមិនអីទេអ្នកអាចចាកចេញទៅពិធីខិលកំណើតរបស់យាយរបស់អ្នកបានជាមួយនឹងទីស្នាក់ការកណ្ដាលនៃគ្រួសារឈិនរបស់ពួកយើងដែលវាដល់ពេលគម្រប់ខួបទី90របស់លោកយាយហើយរួចឈិនហ្វឹងក៏បានធ្វើការអរគុណទៅកាន់ឪពុករបស់គាត់ហើយគាត់ក៏បានសូមឪពុករបស់គាត់ចាកចេញនៅពេលនេះតែម្ដងទៅបន្តពីឈិនហ្វឹងគាត់បានចេញដំណើរនៅពេលនេះហើយវាពិតជាមានរយៈពេលកន្លះខែនៅពេលដែលគាត់បានធ្វើដំណើរនៅពេលនេះដែលបានឆ្លងកាត់វាលខ្សាច់ឈិនហ្វឹងក៏បាននិយាយថាស្បៀងអាហាររបស់យើងនៅពេលនេះវាពិតជាបានចិត្តអស់ទៅហើយតើពួកយើងនៅពេលនេះនៅតែមិនទាន់ដល់គោលដៅទៀតមែនទេទោះជាយ៉ាងណាក៏ដោយនៅពេលនោះគាត់ក៏បានធ្វើដំណើរមកកាន់ទីក្រុងមួយដែលមើលទៅវាហាក់បីដូចជាទីក្រុងដែលបានបំផ្លិចបំផ្លាញនៅពេលនេះសានឈីវក៏បាននិយាយថាតើនេះមែនទេគឺជាគោលដៅរបស់យើងអ្វីបានជាពួកយើងពិតជាបានមកទីកន្លែងមួយនេះរួចពួកគេក៏បានធ្វើដំណើរដើរចូលតាមម្ដងទៅនៅពេលនេះឈិនហ្វឹងក៏បាននិយាយថាបើតាអ្វីដែលខ្ញុំចង់ចាំទីក្រុងមួយនេះវាពិតជាត្រូវបើកការវាយប្រហារអំពីសត្វបិសាចទោះជាយ៉ាងណាក៏ដោយសត្វបិសាចមួយនោះវាពិតជាត្រូវបានស្លាប់ភាគច្រើនមនុស្សដែលបានរស់នៅទីកន្លែងមួយនេះពួកគេសុទ្ធតែជាជនដែលបានភៀសខ្លួនហើយឈិនហ្វឹងក៏បានធ្វើដំណើរទៅមុខបន្តទៀតរួចក៏បានមកកាន់ទីកន្លែងមួយដែលវាមានឈ្មោះថាសាដូនតានៃគ្រួសារឈិនបន្តពីឈិនហ្វឹងគាត់បានឃើញទៅលើអក្សរមួយនេះដែលដាក់នៅលើប៉ាយហើយក៏បានដើរចូលទៅកាន់ទីកន្លែងមួយនេះតែម្ដងទៅសានឈើនៅពេលនោះគេក៏បាននិយាយថាតើនេះមែនទេគឺជាទិសដៅដែលពួកយើងបានធ្វើដំណើរមកកាន់បន្តពីគេបាននិយាយរួចស្រាប់តែមានដាវវេម្យ៉ាងក៏បានចាប់ជើងទៅលើសានឈើដែលបានធ្វើឲ្យសានឈើនៅពេលនេះគេក៏បានមានការភ័យខ្លាចជាខ្លាំងឈិនហ្វឹងក៏បានហៅទៅជួយផងដែរក៏បានយកដាវទៅកាត់ដៃមួយនេះប៉ុន្តែហាក់បីដូចជាមិនអាចធ្វើអ្វីទៅកាន់វាបានឡើយសានឈីវនៅពេលនេះគេក៏មានការភ័យខ្លាចផងដែរនៅពេលនោះក៏មានមនុស្សមួយក្រុមដែលបានដើរចេញមកដែលពួកគេបាននិយាយថាតើអ្នកណាគេទៅដែលបានចូលមកកាន់សាដូនតានៃគ្រួសារឈិនរបស់ពួកយើងបន្តពីឈិនហ្វឹងគាត់បានឃើញបែបនេះហើយក៏បាននិយាយថាអ្នកទាំងអស់គ្នានៅពេលនេះពិតជាបានយកច្រឡំហើយដែលនៅពេលនេះខ្ញុំគឺបានមកពីគ្រួសារឈិននោះទេបន្តពីមនុស្សមួយក្រុមនេះពួកគេបានលើកហើយពួកគេក៏បាននិយាយថាតើអ្នកមែនទេដែលបានមកពីគ្រួសារត្រកូលឈិនមនុស្សដែលបានរស់នៅក្នុងគ្រួសារត្រកូលឈិនពួកគេពិតជាបានមិនឲ្យតម្លៃមកកាន់ពួកយើងនោះទេនៅពេលនេះដោយសារតែអ្នកពិតជាបានមកពីគ្រួសារត្រកូលឈិនអញ្ចឹងនៅពេលនេះខ្ញុំនឹងត្រូវចាប់ការអ្នកជាមុនសិនរួចនៅពេលនេះឈិនហ្វឹងក៏បានគិតក្នុងចិត្តថាជាមួយនឹងមនុស្សទាំងនេះពួកគេពិតជាបានត្រូវបណ្ដេញចេញអំពីគ្រួសាររយៈពេល30ឆ្នាំមុនឈិនហ្វឹងក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាតើគ្រួសារឈិនបានធ្វើអ្វីខុសទៅកាន់អ្នកទាំងអស់គ្នាទៅហេតុអ្វីបានជាអ្នកទាំងអស់គ្នាពិតជាបានធ្វើបែបនេះបរិសុទ្ធចំណាស់ពេលរបាំងមកម្នាក់នេះគេក៏បាននិយាយថាគ្រួសារឈិននិងគ្រួសារយាយកាលពីមុនពិតជាបានធ្លាក់ចុះប៉ុន្តែ
គ្រួសារឈិនពិតជាមានភាពកំសាន្តជាខ្លាំងដែលនៅពេលនោះពួកយើងពិតជាបានខំប្រឹងប្រយុទ្ធដើម្បីគ្រួសារឈិនជាចុងក្រោយវាហាក់បីដូចជាពួកយើងពិតជាទទួលបានកំហុសដែលគ្រួសារជេពិតជាបានធ្វើរឿងខុសឆ្គងជាច្រើនចំពោះគ្រួសារឈិនប៉ុន្តែនៅពេលដែលពួកយើងតវ៉ានៅពេលនោះមនុស្សដែលនៅក្នុងគ្រួសារឈិនពួកគេពិតជាមានភាពកំសាន្តជាខ្លាំងហើយក៏បានបណ្ដេញពួកយើងចេញផងដែរបន្ទាប់ពីឈិនហ្វឹងគាត់បានលើកបែបនេះហើយបានចឹងវាមិនអីនោះទេតើអ្នកណាគេទៅដែលចង់មកប្រយុទ្ធជាមួយនឹងខ្ញុំនៅពេលនេះបើសិនជាខ្ញុំបានប្រយុទ្ធឈ្នះពិតមែនអ្នកទាំងអស់គ្នាឆាប់ដោះលែងកូនចៅរបស់ខ្ញុំទៅប៉ុន្តែបើសិនជាខ្ញុំពិតជាបានចាញ់ទៅកាន់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាអាចធ្វើអ្វីមកកាន់ខ្ញុំក៏បានផងដែរបើតើមើលទៅសមត្ថភាពរបស់អ្នកទាំងអស់គ្នានៅពេលនេះនៅក្នុងក្រុមគ្មានអ្នកណាដែលយកឈ្នះខ្ញុំបានទេបន្ទាប់ពីឈិនហ្វឹងគាត់កំពុងតែនិយាយនៅពេលនោះស្រាប់តែមានការវាយប្រហារមួយដែលបានធ្វើឲ្យគាត់ខ្ទាតថយក្រោយបាត់ទៅហើយដែលមានបារម្ភម្នាក់គេក៏បានចេញមកហើយបាននិយាយថាតើអ្នកពិតជាមានភាពអូតអាងដល់របៀបណាទៅសានឈឺបន្ទាប់ពីគេបានឃើញបែបនេះហើយគេក៏បានសួរថាលោកម្ចាស់តើអ្នកនៅពេលនេះមិនអីមែនទេឈិនហ្វឹងក៏បានឆ្លើយតបថាខ្ញុំនៅពេលនេះមិនអីនោះទេមើលទៅកណាប់ដៃរបស់បរិសម្នាក់នេះវាពិតជាមានភាពធ្ងន់ជាខ្លាំងដែលបរិសម្នាក់នេះគេក៏បាននិយាយថាតើមនុស្សដែលបានមកពីគ្រួសារត្រកូលឈិនពិតជាចង់សាកល្បងជាមួយនឹងខ្ញុំមែនទេរួចបន្តមកគេក៏បានធ្វើការចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈិនហ្វឹងម្ដងទៀតទោះជាយ៉ាងណាក៏ដោយឈិនហ្វឹងក៏បានគេចផុតហើយក៏បានយកដុំថ្មដើម្បីបើកការវាយប្រហារទៅកាន់រាងកាយរបស់គេនៅពេលនេះបន្ទាប់ពីបរិសម្នាក់នេះគេគឺមានឈ្មោះថាឈិនហ្វានចាងគេបាននិយាយថាតើអ្នកចង់យកថ្មទាំងនេះដើម្បីវាយប្រហារមកកាន់ខ្ញុំមែនទេវាហាក់ដូចជាមិនបានស្គៀបសាច់របស់ខ្ញុំឡើយបន្ទាប់ពីគេបាននិយាយរួចគេក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈិនហ្វឹងបន្តទៀតប៉ុន្តែមិនអាចធ្វើអ្វីទៅកាន់ឈិនហ្វឹងបានឡើយឈិនហ្វឹងក៏បានយកដុំថ្មគប់ទៅកាន់គេបន្ថែមទៀតដែលនៅពេលនេះហ្វានចាងគេបាននិយាយថាតើអ្នកមានតែវិធីសាស្ត្រនេះមែនទេនៅក្នុងការប្រយុទ្ធជាមួយនឹងខ្ញុំវាហាក់បីដូចជាអ្នកគឺជាមនុស្សដែលកំសាន្តនៅពេលនេះដែលមិនហ៊ានតតាំងទល់នឹងមុខឈិនហ្វឹងក៏បានឆ្លើយតបទៅកាន់ហ្វាងចាងវិញថាតើអ្នកគិតថាដុំថ្មរបស់ខ្ញុំពិតជាមិនអាចធ្វើអ្វីទៅការរាងកាយរបស់អ្នកមែនទេបន្ទាប់ពីគាត់បាននិយាយរួចស្រាប់តែពេលនោះហ្វាងចាងនៅពេលនេះគេក៏មានការឈឺចាប់នៅក្នុងរាងកាយផងដែររួចគេក៏បានទន់ជង្គង់តែម្ដងទៅដែលហ្វាងចាងនៅពេលនេះគេក៏បាននិយាយថាតើខ្ញុំអាចចាញ់មនុស្សដែលបានមកពីគ្រួសារឈិនដល់របៀបណាទៅរួចគេក៏បានចាប់ផ្ដើមវាយប្រហារម្ដងទៀតឈិនហ្វឹងក៏បាននិយាយថាអ្នកនៅពេលនេះគួរតែឈប់ព្យាយាមទៅអ្នកមិនស័ក្តិសមជាដៃគូរបស់ខ្ញុំនោះទេទោះជាយ៉ាងណាក៏ដោយការវាយប្រហារមួយនេះក៏បានធ្លាក់ចូលទៅការរាងកាយរបស់ឈិនហ្វឹងផងដែរមូលហេតុដែលឈិនហ្វឹងត្រូវការវាយប្រហារមួយនេះដោយសារតែមានដៃអ្វីមួយយ៉ាងដែលបានចាប់មកកាន់ជើងរបស់គាត់បន្ទាប់ពីហ្វានចាងគេបានឃើញបែបនេះហើយគេបាននិយាយថានេះគឺជាការប្រកួតមួយស្មើពួកយើងពិតជាមិនអាចធ្វើបែបនេះបានឡើយបរិសុទ្ធចំណាស់ដែលបានពាក់របស់មកនៅពេលនេះគេក៏បាននិយាយថាដោយសារតែឈិនហ្វឹងគេពិតជាបានប្រើល្បិចទៅលើអ្នកនៅពេលនេះពួកយើងគួរតែប្រើវិធីសាស្ត្រនេះទៅកាន់គេវិញទៅឈិនហ្វឹងក៏បាននិយាយថាតើអ្នកទាំងអស់គ្នាប្រើវិធីសាស្ត្រមួយនេះតើគិតថាអាចយកឈ្នះខ្ញុំមែនទេបន្ទាប់មកហ្វានចានក៏បានបើកការវាយប្រហារទៅកាន់ឈិនហ្វឹងប៉ុន្តែហាក់បីដូចជាមិនអាចត្រូវទៅកាន់ឈិនហ្វឹងបានឡើយឈិនហ្វឹងក៏បានគេចផុតហើយឈិនហ្វឹងនៅពេលនេះគាត់ក៏បានប្រើក្បាច់កីឡាកាសរបស់គាត់ដើម្បីបោកទៅកាន់ហ្វានចាននៅពេលនេះតែម្ដងទៅបន្ទាប់ពីឈិនហ្វឹងគាត់បានចាប់បោកទៅកាន់ហ្វានចាននៅពេលនេះហើយដែលបានធ្វើឲ្យទីកន្លែងមួយនេះវាពិតជាមានភាពរង្គោះរង្គើជាខ្លាំងដែលនៅទីកន្លែងមួយនេះវាពិតជាបានបាក់បែកឈិនហ្វឹងក៏បាននិយាយទៀតថាអ្នកនៅពេលនេះគួរតែទទួលស្គាល់ការបរាជ័យទៅហ្វានចាននៅពេលនេះគេរៀបតែនិយាយតវ៉ាហើយស្រាប់តែពេលនោះរាងកាយរបស់គេហាក់បីដូចជាមានការផ្លាស់ប្ដូរដែលហ្វានចានគេបានគិតថាតើរាងកាយរបស់ខ្ញុំនៅពេលនេះវាពិតជាបានជាសះស្បើយមែនទេរបស់ខ្ញុំដែលបានក្រោមតុកអររយៈពេលយូរហើយនៅពេលនេះវាពិតជាបានជារឿងទាំងអស់នេះវាបានកើតឡើងដោយសារតែឈិនហ្វឹងហ្វានចានបន្ទាប់ពីគេបានដឹងនៅរឿងមួយនេះហើយគេក៏បានសួរទៅកាន់ឈិនហ្វឹងថាតើអ្នកធ្វើរឿងទាំងអស់នេះវាមានគោលបំណងអ្វីទៅឈិនហ្វឹងក៏បានឆ្លើយតបថាយើងទាំងអស់គ្នានៅពេលនេះសុទ្ធតែជាគ្រួសារតែមួយនោះទេខ្ញុំមិនចង់ធ្វើបាបទៅកាន់អ្នកឡើយបន្តមកឈិនហ្វឹងក៏បានដើរទៅមុខហើយក៏បាននៅពេលនេះក៏បានលើកជង្គង់ហើយក៏បានគោរពទៅកាន់ធាតុដូនតាឈិនហ្វឹងក៏បាននិយាយទៀតថាក្នុងនាមខ្ញុំគឺជាក្មេងចំនួនក្រោយខ្ញុំនឹងធ្វើឲ្យគ្រួសារនៅពេលនេះមានការរីកចម្រើនដែលគ្រួសាររបស់យើងនឹងមិនបែកបាក់គ្នាទៀតនោះទេបន្ទាប់ពីហ្វានចានគេបានស្ដាប់ពីសម្ដីរបស់ឈិនហ្វឹងហើយនៅពេលនេះគេក៏បានកើតក្នុងចិត្តថានៅពេលដែលខ្ញុំបានកើតមកនៅក្នុងគ្រួសារឈិនមនុស្សគ្រប់គ្នាពួកគេមិនបានចាប់ទុកខ្ញុំគឺជាសមាជិកនៃគ្រួសារនោះទេពួកគេគ្រាន់តែបានចាប់ទុកខ្ញុំនៅក្នុងគ្រួសារគឺជាអ្នកបម្រើនោះទេដែលហាក់បីដូចជាមិនឲ្យតម្លៃមកកាន់ខ្ញុំសោះ
ប៉ុន្តែមនុស្សម្នាក់នេះបច្ចុប្បន្នចាប់ទុកខ្ញុំគឺជាសមាជិកនៃគ្រួសារឈិនផងដែរបន្ទាប់ពីហ្វានចានគេបានកើតរួចហើយគេក៏បាននិយាយថាមិនអីនោះទេនៅពេលនេះខ្ញុំសុខចិត្តទទួលស្គាល់ការបរាជ័យរបស់ខ្ញុំដែលបានធ្វើឲ្យបរិយាចំណាស់ដែលបានពាក់របាំងមកមួយនេះគេក៏បាននិយាយថាហេតុអ្វីបានជាអ្នកពិតជាទទួលស្គាល់ការបរាជ័យរួចក៏បានវាយទៅកាន់ហ្វានចានគេក៏បាននិយាយទៀតថាអ្នកមិនត្រូវអោនលំទោនចំពោះមនុស្សដែលបានមកពីគ្រួសារឈិននោះទេពួកគេពិតជាមិនបានឲ្យតម្លៃមកកាន់ពួកយើងឡើយហ្វានចានក៏បានឆ្លើយតបថាខ្ញុំមិនបានអោនលំទោនចំពោះពួកគេនោះទេនេះដោយសារតែខ្ញុំពិតជាបានចាញ់ពិតមែនរួចបរិសដែលបានពាក់របាំងមកមួយនេះគេក៏បានរៀបវាយបន្តទៀតហើយនៅពេលនោះឈិនហ្វឹងក៏បានមកចាប់នៅមករបស់គេហើយបាននិយាយថាអ្នកកុំធ្វើរឿងបែបនេះបន្តទៀតរួចក៏បានទៅចិត្តបរិសចំណាស់ម្នាក់នេះដែលគាត់បាននិយាយថាបើតាមមើលទៅអ្នកគឺជាមនុស្សដែលបានក្បត់មកកាន់គ្រួសារពិតប្រាកដហើយបរិសចំណាស់ពាក់របាំងមកមួយនេះគេក៏បាននិយាយទៀតថាតើអ្នកកំពុងតែនិយាយអ្វីទៅនៅពេលនេះឈិនហ្វឹងក៏បានឆ្លើយតបថាជាមួយនឹងខ្សែតៃដែលអ្នកបានប្រើប្រាស់នេះវាគឺជាខ្សែតៃដៃខ្មៅដែលមានតែមនុស្សដែលបានមកពីគ្រួសារយេនោះទេដែលបានប្រើប្រាស់វាតើរឿងទាំងអស់នេះវាកើតឡើងដោយសារអ្វីទៅឬមួយក៏អ្នកគឺជាជនក្បត់ពិតប្រាកដពិតមែនដែលគ្រួសារបានបណ្ដេញចេញបើសិនជាអ្នកពិតជាមិនបានដករបាំងមកចេញនៅពេលនេះទេកុំគិតថាខ្ញុំគ្មានធម៌មេត្តាចំពោះរឿងមួយនេះបន្តមកបរិសចំណាស់ម្នាក់នេះក៏បានចាប់ផ្ដើមដករបាំងមកចេញបន្ទាប់ពីគេបានដកនៅរបាំងមកចេញហើយក៏បាននិយាយទៅកាន់ឈិនហ្វឹងថាមែនហើយអ្នកបច្ចុប្បន្នទីអំពីវាត្រូវខ្ញុំក៏ជាសមាជិកនៃគ្រួសារឈិនផងដែរប៉ុន្តែឥឡូវនៅពេលនេះខ្ញុំគឺធ្វើការឲ្យគ្រួសារយេបើតាមបញ្ជារបស់គ្រួសារយេនៅពេលនេះគឺជាការកាត់ក្បាលទៅលើអ្នកនឹងហើយឈិនហ្វឹងបើសិនជាខ្ញុំពិតជាអាចសម្លាប់អ្នកនៅពេលនេះបានពិតមែនខ្ញុំនឹងក្លាយទៅជាសមាជិកនៃគ្រួសារយេជាមួយនឹងមនុស្សទាំងនេះពួកគេរស់នៅមកដល់សពថ្ងៃគឺដោយសារតែធនធាននៃគ្រួសារយេអញ្ចឹងនៅពេលនេះពួកយើងមានតែធ្វើការឲ្យគ្រួសារយេនោះទេទើបពួកយើងអាចរស់ទៅមុខបានបន្តទៀតបន្តមកក៏បានប្រាប់ទៅកាន់កូនចៅថាអ្នកទាំងអស់គ្នាពួកយើងបច្ចុប្បន្នរស់នៅដោយធនធាននៃគ្រួសារយេបើសិនជាអ្នកទាំងអស់គ្នាបច្ចុប្បន្នសម្លាប់ទៅកាន់ឈិនហ្វឹងពិតមែនជីវិតរបស់អ្នកទាំងអស់គ្នានៅពេលនេះនឹងមករស់នៅដោយភ័យលំបាកវេទនាបន្តទៀតទេហើយមនុស្សទាំងនេះពួកគេក៏បាននិយាយថាដោយសារតែរឿងនេះវាបច្ចុប្បន្នកើតឡើងទៅហើយអញ្ចឹងនៅពេលនេះពួកយើងមិនចង់មានភ័យលំបាកនោះទេបន្តមកពួកគេក៏បានចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ឈិនហ្វឹងសានឈឺនៅពេលនេះគេក៏បាននិយាយថាតើពួកយើងត្រូវធ្វើយ៉ាងណាទៅឈិនហ្វឹងក៏បានឆ្លើយតបអ្នកនៅពេលនេះមិនចាំបាច់ភ័យនោះទេបន្តមកពេលនោះហ្វានចានក៏បានចេញមករារាំងទៅកាន់មនុស្សទាំងនេះផងដែរដែលបាននិយាយថាខ្ញុំមិនសុខចិត្តធ្វើជាអ្នកបម្រើនៃគ្រួសារយេនោះទេការពីដើមមកគ្រួសារយេហាក់បីដូចជាបានចាប់ទៅគ្រួសារឈិនគឺជាសត្រូវហើយពួកគេបច្ចុប្បន្នធ្វើរឿងដែលមិនបានគប្បីចំពោះគ្រួសារឈិនជាច្រើនដងហើយដែលបរិសចំណាស់ម្នាក់នេះក៏បាននិយាយទៅកាន់ហ្វានចានថាហេតុអ្វីបានជាអ្នកធ្វើរឿងទាំងអស់នេះទៅបន្តមកនៅពេលនោះគេក៏បានស៊ីមានដៃបាត់ទៅហើយហ្វានចានក៏បាននិយាយទៀតថាលោកគឺជាមនុស្សដែលបានក្បត់មកកាន់គ្រួសារពិតប្រាកដពិតមែនដែលបានធ្វើឲ្យខ្ញុំមានការយល់ច្រឡំអំពីគ្រួសារអស់ជាច្រើនឆ្នាំឈិនហ្វឹងនៅពេលនេះក៏បានកើតក្នុងចិត្តថាហ្វានចានបើសិនជាគេពិតជាមានការដាំដុះត្រឹមត្រូវកម្លាំងរបស់គេនៅពេលបច្ចុប្បន្ននេះពិតជាមិននឹកស្មានដល់ជាមួយនឹងគេដែលមានរាងកាយកម្រិតទី4តាំងពីកំណើតមកបន្តមកនៅពេលនោះហ្វានចានក៏បានដើរមករកស្បៀងរបស់ឈិនហ្វឹងហើយគេក៏បានចាប់កាន់ទៅសានឈីវក៏បាននិយាយថានេះគឺជាស្បៀងអាហាររបស់ពួកយើងទេតើអ្នកចង់យកវាទៅណាទៅហ្វានចានក៏បានឆ្លើយតបថាវាមិនអីនោះទេចាប់ពីពេលនេះតទៅខ្ញុំជាអ្នកកាន់វាខ្ញុំនឹងធ្វើដំណើរជាមួយនឹងអ្នកទាំងអស់គ្នាផងដែរឈិនហ្វឹងក៏បានឆ្លើយតបថាចាប់តាំងពីអ្នកបានសម្រេចចិត្តបែបនេះហើយវាគ្មានបញ្ហាអ្វីនោះទេចាប់តាំងពីពេលនេះតទៅពួកយើងនឹងធ្វើដំណើរជាមួយគ្នាបន្តពីពួកគេកំពុងតែចាប់ដៃគ្នាស្រាប់តែមានកងទ័ពផ្សេងមួយក្រុមដែលបានធ្វើដំណើរមកកាន់ទីកន្លែងមួយនេះដែលបានធ្វើឲ្យឈិនហ្វឹងគាត់បានគិតថាជាមួយនឹងកងទ័ពផ្សេងមួយនេះបើតាមមើលទៅពួកគេគឺមកពីគ្រួសាររាជវង្សយេបន្ទាប់ពីកងទ័ពផ្សេងទាំងអស់នេះបានឈប់ពេលនោះក៏បានលេចចេញនៅលឿនឡានចេញមកដែលគេបាននិយាយទៅកាន់ឈិនហ្វឹងថាឈិនហ្វឹងទីបំផុតយើងបានរកឃើញអំពីទីតាំងពិតប្រាកដហើយចាប់តាំងពីឯងបានចាកចេញអំពីគ្រួសារនៅពេលនេះឈិនហ្វឹងក៏បានឆ្លើយតបថាលឿនឡានបើតាមមើលទៅគ្រួសារយេពិតជាបានជួយអញជាច្រើនហើយបន្តមកនៅពេលនោះហ្វានចានគេបាននិយាយថាមនុស្សដែលបានបញ្ជូនមកអំពីគ្រួសារយេនៅពេលនេះពួកគេសុទ្ធតែជាអ្នកវឹកហាត់កម្រិតទី2បើសិនជាពួកយើងប្រយុទ្ធជាមួយនឹងពួកគេនៅពេលនេះខ្ញុំអាចតបតជាមួយនឹងពួកគេម្នាក់ឬក៏ពីរនាក់នោះទេបន្តមកនៅពេលនោះឈិន
ហ្វឹងក៏បាននិយាយថានៅពេលនេះពួកយើងមិនអាចជាបានទេពួកយើងនៅពេលនេះត្រូវតែប្រយុទ្ធជាមួយនឹងពួកគេហ្វានចានបាននិយាយថាមែនហើយនេះវាគឺជាសមរភូមិយើងមិនត្រូវខ្លាចស្លាប់នោះឡើយបន្តមកពួកគេក៏បានត្រៀមខ្លួននៅក្នុងការប្រយុទ្ធមួយនេះស្រាប់តែពេលនោះក៏មានបរិយាចំណាំម្នាក់ទៀតដែលបានទះដៃផងដែរដែលគាត់បាននិយាយថាយុវជនជំនាន់ក្រោយនៃគ្រួសារឈាននៅពេលនេះពិតជាមិនបានខ្លាចស្លាប់នៅក្នុងសមរភូមិដែលនៅពេលនោះលឿនឡើងគេបាននិយាយថាតើអ្នកសុំទេម្នាក់នេះមកពីណាទៅឆាប់ការទៅកាន់គេទៅបន្តមកពួកទាហានក៏បានបើកការវាយប្រហារទៅកាន់បរិយាចំណាស់អាកបាំងម្នាក់នេះទោះជាយ៉ាងណាក៏ដោយត្រឹមតែការផ្ទាត់ដៃមួយដែលបានធ្វើឲ្យមនុស្សម្នាក់នេះក៏បានខ្ទាតចេញទៅហើយក៏មានទាហានផ្សេងទៀតក៏បានចាប់ផ្ដើមបើកការវាយប្រហារផងដែរប៉ុន្តែត្រឹមតែការក្រវះដៃរបស់បរិយាអាកបាំងម្នាក់នេះដែលបានធ្វើឲ្យពួកគេខ្ទាតចេញទាំងអស់ទៅដែលនៅពេលនេះលឿនឡើងគេបាននិយាយថាតើបរិយាចំណាស់ម្នាក់នេះគេឈានណាគេទៅឈិនហ្វឹងក៏បានគិតថាត្រឹមតែការក្រវះដៃមួយដែលបានធ្វើឲ្យអ្នកវឹកហាត់កម្រិតទី2ពិតជាបានខ្ទាតថយក្រោយទាំងអស់បន្តមកបរិយាចំណាស់ម្នាក់នេះក៏បាននិយាយថាតើមនុស្សដែលបានមកពីគ្រួសារឈានរបស់ខ្ញុំត្រូវបានគេធ្វើបាបដោយរបៀបណាទៅបន្តមកក៏បាននិយាយទៀតថាថ្ងៃនេះខ្ញុំនឹងប្រើប្រាស់តង់សមរភូមិនៃគ្រួសារឈាននៅពេលនេះដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយនឹងគូសត្រូវបន្តមកឈានហ្វឹងក៏បានឃើញហើយគាត់ក៏បាននិយាយថានេះវាមិនមែនជាក្រិតសមរភូមិនោះទេគឺជាតង់សមរភូមិឈានហ្វឹងក៏បានគិតថាមនុស្សដែលអាចប្រើប្រាស់ជាមួយនឹងវត្ថុទាំងនេះភាគច្រើនគឺជាមនុស្សដែលបានជួយទៅការគ្រួសារច្រើនបំផុតហើយនឹងកសាងកេរ្តិ៍ឈ្មោះសម្រាប់គ្រួសារផងដែរទើបអាចទទួលបានវត្ថុទាំងនេះដែលនៅពេលនេះកងទ័ពនៃគ្រួសារឈិនបច្ចុប្បន្នមកជាច្រើនលឿនឡើងបន្ទាប់ពីគេបានឃើញហើយគេក៏បាននិយាយថាតើហេតុអ្វីបានជាតង់សមរភូមិមួយនេះវាបច្ចុប្បន្នលេចឡើងនៅទីកន្លែងនេះទៅវិញបន្ទាប់ពីឈិនហ្វឹងគាត់បានឃើញទៅកាន់ទាហានទាំងនេះហើយគាត់ក៏បាននិយាយថានេះវាមិនមែនជាទាហានដែលខ្ញុំបានប្រើប្រាស់នៃក្រិតសមរភូមិនោះទេដែលនេះវាគឺជាទាហានពាសដៃនៃតង់សមរភូមិហើយទាហានទាំងអស់នេះក៏បានគោរពទៅកាន់បរិយាចំណាស់ម្នាក់នេះដែលពួកគេបាននិយាយថាមេតបពួកយើងបច្ចុប្បន្នខានជួបគ្នាយូរហើយបន្តពេលឈិនហ្វឹងគាត់បានឃើញបែបនេះគាត់ក៏បាននិយាយថាតើគាត់ក៏ជាមេតបមែនទេនេះវាពិតជាមិនឆ្ងល់នោះទេហេតុអ្វីបានជាគាត់គ្រាន់តែកវាដៃអ្នកវឹកហាត់កម្រិតទី2ពិតជាមិនអាចធ្វើអ្វីទៅកាន់គាត់បានឡើយរួចបរិយាចំណាស់ម្នាក់នេះគាត់ក៏បាននិយាយថាទីបំផុតខ្ញុំបច្ចុប្បន្នជួបក្មេងដែលបានធ្វើឲ្យគ្រួសារនៅពេលអនាគតមានការរីកចម្រើនជាខ្លាំងដែលខ្ញុំនៅពេលនេះបច្ចុប្បន្នចាចេញអំពីគ្រួសារអស់រយៈពេល30ឆ្នាំទៅហើយខ្ញុំបច្ចុប្បន្នប្រយោជន៍គ្រប់អវស័ក្តិដើម្បីជួយទៅកាន់គ្រួសារជាចុងក្រោយគ្រួសារពួកគេបច្ចុប្បន្នបណ្ដេញខ្ញុំចេញអំពីគ្រួសារនៅពេលដែលខ្ញុំតវ៉ាអំពីរឿងច្បាប់រួចគាត់ក៏បានចូលទៅកាន់ឈិនហ្វឹងថាក្មេងប្រុសបើតាមមើលទៅអ្នកគឺជាមនុស្សដែលអាចជួយទៅកាន់គ្រួសារឲ្យមានការរីកចម្រើនចាប់តាំងពីខ្ញុំបានជួបអ្នកនៅពេលនេះហើយអាចចាប់ទុកថាគឺជាសំណាងអញ្ចឹងវត្ថុមួយនេះវាគឺជារបស់អ្នកខ្ញុំប្រកាសចំពោះអ្នកនឹងក្លាយទៅជាអ្នកដឹកនាំនៃគ្រួសារឈិននៅពេលអនាគតបន្តពីឈិនហ្វឹងគាត់បច្ចុប្បន្នទទួលនៅតង់សមរភូមិហើយនៅពេលនេះកងទ័ពពួកគេក៏បាននិយាយថាលោកម្ចាស់ពួកយើងនៅពេលនេះគ្រាន់តែរងចាំនៅការបញ្ជានោះទេដែលលឿនឡើងនៅពេលនេះគេក៏មានការភ័យផងដែរបន្តមកឈិនហ្វឹងក៏បាននិយាយថាបើសិនជាខ្ញុំធ្វើរឿងទាំងអស់នេះវាប្រកាសជាមានបញ្ហាទៅដល់គ្រួសារមេតបនៃគ្រួសារឈិនក៏បាននិយាយថាបើជឿនៅពេលនេះអ្នកចង់ដោះលែងគេមែនទេដែលគេពិតជាចង់សម្លាប់ទៅកាន់អ្នកឈិនហ្វឹងក៏បានឆ្លើយតបថាមិនមែនមានន័យថាខ្ញុំបានដោះលែងគេនៅពេលនេះទេគឺខ្ញុំនឹងធ្វើឲ្យគេរស់ពិបាកជាងស្លាប់ទៅទៀតបន្តមកសាច់រឿងក៏បានកាន់មកខាងពេលនេះវិញក៏មានទាហានម្នាក់ក៏បានមករាយការណ៍ទៅកាន់ព្រះម្ចាស់ទី3ថានៅពេលនេះអ្នកប្រុសលឿនឡើងពិតជាត្រូវបានចាប់ខ្លួនហើយជាមួយនឹងកងទ័ពនៃគ្រួសារឈិនបន្តពីព្រះម្ចាស់ទី3គេបានឃើញហើយគេក៏បាននិយាយថាតើកងទ័ពនៃគ្រួសារឈិនគេមកត្រកូលរាជវង្សរបស់ខ្ញុំនៅពេលនេះគេចង់ធ្វើអ្វីទៅបន្តមកនៅពេលនោះក៏បានលើសម្លេងឈិនហ្វឹងដែលគាត់បាននិយាយថាថ្ងៃនេះវាគឺជាថ្ងៃភ្ជាប់ពាក្យរបស់ព្រះម្ចាស់ទី3ខ្ញុំក៏នឹងមកចូលរួមផងដែរបន្តពីពេលនោះលៀនសូវ៉ាងក៏បានឃើញទៅកាន់ឈិនហ្វឹងនាងក៏បានគិតថាហេតុអ្វីបានជាគេនៅថ្ងៃនេះបច្ចុប្បន្នមកការពិធីភ្ជាប់ពាក្យរបស់ខ្ញុំព្រះម្ចាស់ទី3ក៏បាននិយាយថាតើអ្នកមែនទេគឺជាឈិនហ្វឹងដែលត្រូវជាមិត្តភក្តិរបស់លៀនសូវ៉ាននៅពេលនេះយើងមិនអនុញ្ញាតឲ្យអ្នកចូលរួមជាមួយនឹងកម្មវិធីមួយនេះទេឈិនហ្វឹងក៏បានឆ្លើយតបថាតើអ្នកពិតជាមិនឲ្យខ្ញុំចូលរួមមែនទេប៉ុន្តែខ្ញុំមកគ្រួសាររបស់អ្នកនៅថ្ងៃនេះក៏មានរឿងមួយទៀតដែលត្រូវដោះស្រាយផងដែររួចបន្តមកក៏បានបោះលឿនឡើងចេញដែលបានធ្វើឲ្យពួកគេទាំងពីរនាក់ក៏មានការភ្ញាក់ផ្អើលឈិនហ្វឹងក៏បាននិយាយទៀតថាលឿនឡើងគេបច្ចុប្បន្នធ្វើបាបទៅកាន់ប្រជាជនដែលមានភាពស្លូតត្រង់ដែលគេបានដឹកនាំកងទ័ពនៃរាជវង្សយេមួយចំនួនដើម្បីទៅវាយប្រហារប្រជាជនបើសិនជាអ្នកពិតជាមិនបកស្រាយអំពីរឿងមួយនេះទេគ្រួស
សារយាយរបស់អ្នកប្រហែលជាមានកេរ្តិ៍ឈ្មោះស្អុយរលួយហើយដែលធ្វើបាបទៅកាន់មនុស្សតូចខ្សោយដោយគ្មានហេតុផលបន្តមកនៅពេលនោះមនុស្សគ្រប់គ្នាពួកគេក៏បាននិយាយថាតើគ្រួសារយាយពិតជាបានធ្វើបែបនេះមែនទេបើសិនជាដូច្នេះមែនកេរ្តិ៍ឈ្មោះពួកគេពិតជាមិនល្អនោះទេលៀនសូវ៉ាងក៏បាននិយាយថាតើអ្នកនៅពេលនេះកំពុងតែបង្កបង្ខូចមកកាន់ពួកយើងដែលឈិនហ្វឹងនៅពេលនេះគាត់ក៏បានឆ្លើយតបថានេះដោយសារតែបងប្រុសរបស់អ្នកហើយតើអ្នកអាចឲ្យខ្ញុំចូលរួមជាមួយនឹងកម្មវិធីមួយនេះបានទេបន្តមកលៀនសូវ៉ាងក៏បានខ្សឹបទៅកាន់ព្រះអម្ចាស់ទី3ថាពេលនេះពួកយើងគួរតែឲ្យគេចូលទៅបើមិនដូច្នេះទេគេប្រកាសជាបានបង្កបញ្ហានៅថ្ងៃនេះហើយព្រះអម្ចាស់ទី3គេក៏បាននិយាយថាចាប់តាំងពីសូវ៉ានបាននិយាយបែបនេះហើយអញ្ចឹងមិនអីទេអ្នកចូលរួមបានបន្តមកឈិនហ្វឹងក៏បាននាំគ្នាចូលទៅកាន់ទីកន្លែងមួយនេះទៅបន្ទាប់ពីពួកគេបានចូលក៏បានធ្វើឲ្យនៅទីកន្លែងមួយនេះក៏មានការប្រឡាក់ផងដែរដែលបានធ្វើឲ្យព្រះអម្ចាស់ទី3នៅពេលនេះគេក៏មានការខឹងផងដែរដែលឈិនហ្វឹងក៏បាននិយាយថាចាប់តាំងពីខ្ញុំបានចូលរួមជាមួយនឹងកម្មវិធីនេះហើយខ្ញុំនឹងធ្វើឲ្យពួកគេនៅពេលនេះនឹងមានអនុស្សាវរីយ៍មួយដ៏អស្ចារ្យរួចសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលត្រូវជាវិធីភ្ជាប់ពាក្យជាមួយនឹងព្រះអម្ចាស់ទី3និងលីនសូវ៉ាងព្រះអម្ចាស់ទី3ក៏បានណែនាំទៅកាន់ភ្ញៀវគ្រប់រូបថាដែលគេបាននិយាយនៅពេលនេះនេះគឺជាលីនសូវ៉ាងដែលត្រូវជាម្ចាស់ស្ត្រីរបស់ខ្ញុំហើយលីនសូវ៉ាងក៏ត្រូវបានជ្រើសរើសជាសិស្សស្នូលនៃវិមានទេវអប្សរផងដែរមនុស្សគ្រប់គ្នាបន្តពីពួកគេបានឃើញហើយក៏បាននិយាយថាពួកគេពិតជាស័ក្តិសមជាមួយនឹងគ្នាជាខ្លាំងរួចនៅពេលនេះឈិនហ្វឹងក៏បាននិយាយថាវាគួរតែដល់ពេលខ្ញុំធ្វើឲ្យកម្មវិធីមួយនេះរឹតតែសប្បាយជាងមុនទៅទៀតហើយបន្តមកនៅពេលនោះឈិនហ្វឹងក៏បានងើបឈរហើយក៏បាននិយាយថាក្នុងនាមខ្ញុំគឺជាមាត់របស់លៀនសូវ៉ាងតាំងពីក្មេងមកតើពេលនេះខ្ញុំបាននិយាយអំពីប្រវត្តិរបស់លៀនសូវ៉ាងបានទេព្រោះអីកាលនៅពីក្មេងនាងពិតជាមានភាពអស្ចារ្យជាខ្លាំងដែលបានធ្វើឲ្យលៀនសូវ៉ាងនៅពេលនេះនាងបាននិយាយថាតើវាមិនចាំបាច់មែនទេបន្តមកព្រះម្ចាស់ទី3ក៏បានហាមនាងក៏បាននិយាយទៅកាន់ឈិនហ្វឹងថាមែនហើយគូដំណឹងរបស់ខ្ញុំពិតជាមានភាពអស្ចារ្យអញ្ចឹងនៅពេលនេះខ្ញុំគិតថាវាមិនអីនោះទេអ្នកអាចនិយាយបានឈិនហ្វឹងក៏បាននិយាយថាកាលនៅពីក្មេងលីនសូវ៉ាងនិងត្រកូលរបស់ខ្ញុំដែលលីនសូវ៉ាងពិតជាបានពឹងពាក់ទៅលើគ្រួសារឈិនរបស់ខ្ញុំនាងគឺជាក្មេងស្រីម្នាក់ដែលមានភាពស្លូតបូតនិងភាពថ្លៃថ្នូរហើយក៏ចេះល្អផងដែរដែលធ្វើឲ្យខ្ញុំមិននឹកស្មានដល់ជាចុងក្រោយនាងពិតជាបានក្បត់ខ្ញុំដែលនៅពេលនោះគ្រួសារឈិនរបស់ខ្ញុំនិងគ្រួសារលីនឲ្យពួកខ្ញុំទាំងពីរនាក់ក៏បានរៀបការជាមួយនឹងគ្នាផងដែរទោះជាយ៉ាងណាក៏ដោយនាងពិតជាបានពឹងពាក់ទៅលើគ្រួសាររបស់ខ្ញុំជាច្រើនឆ្នាំជាចុងក្រោយនាងពិតជាបានដោះដៃចេញហើយក៏បានធ្វើឲ្យការវឹកហាត់របស់ខ្ញុំក៏ត្រូវបានបំផ្លាញដោយសារតែនាងផងដែរជាចុងក្រោយនាងក៏បាននិយាយថាខ្ញុំពិតជាមិនស័ក្តិសមជាមួយនឹងនាងឡើយរួចនាងក៏បានទៅរៀបការជាមួយនឹងព្រះអម្ចាស់ទី3ចាប់តាំងពីខ្ញុំបានស្គាល់នាងតាំងពីក្មេងមកនាងពិតជាមនុស្សល្អជាខ្លាំងដែលបានធ្វើឲ្យខ្ញុំមិននឹកស្មានដល់ភ្ញៀវគ្រប់រូបបន្ទាប់ពីពួកគេបានស្ដាប់អំពីរឿងមួយនេះហើយពួកគេក៏បាននិយាយថាហេតុអ្វីបានជាវាពិតជាបានខ្លាចទៅជាបែបនេះបើសិនជារឿងមួយនេះវាពិតជាការពិតមែនលីនសូវ៉ាងនាងមិនមែនជាមនុស្សល្អនោះទេដែលលីនសូវ៉ាងនៅពេលនេះនាងបានគិតថាឈិនហ្វឹងអ្នកពិតជាបានបង្កបញ្ហាឈិនហ្វឹងនៅពេលនេះក៏បានកើតក្នុងចិត្តនេះវាពិតជាត្រូវតាមផែនការរបស់ខ្ញុំពិតមែនមើលទៅកម្មវិធីមួយនេះវាពិតជាល្អមើលហើយដែលនៅពេលនោះព្រះអម្ចាស់ទី3ក៏បាននិយាយថាឈិនហ្វឹងតើអ្នកនៅពេលនេះកំពុងតែនិយាយអ្វីទៅឈិនហ្វឹងក៏បានឆ្លើយតបថាមែនហើយរឿងមួយនេះវាគឺជារឿងការពិតបន្តមកពួកគេទាំងពីរនាក់ក៏បានបញ្ជាទាហានទៅចាប់ឈិនហ្វឹងប៉ុន្តែនៅពេលនោះឈិនហ្វឹងក៏បាននិយាយថាតើពួកឯងនៅពេលនេះពិតជាហ៊ានធ្វើអ្វីមកកាន់យើងមែនទេបើសិនជាមិនចង់ឲ្យនៅទីកន្លែងមួយនេះត្រូវបានបំផ្លាញបន្តពីឈិនហ្វឹងគាត់បាននិយាយបែបនេះហើយក៏បានដកជើងនៅតុងសង្គ្រាមចេញមកដែលនៅពេលនោះក៏បានធ្វើឲ្យពួកទាហានពួកគេមិនហ៊ានវាយប្រហារទេក៏មានទាហានម្នាក់ទៀតក៏បានមកនិយាយប្រាប់ទៅកាន់ព្រះម្ចាស់ទី3ថាបរិសុទ្ធចំណាស់ម្នាក់នោះបើតាមពួកយើងសង្កេតមើលក៏ជាមេតបជើងចាស់នៃគ្រួសារឈិនជាមួយនឹងកំណើតរបស់គាត់ពិតជាមិនអាចប៉ាន់ស្មានបានទេគាត់ពិតជាមានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំងនៅក្នុងសង្គ្រាមដែលមានសត្រូវជាច្រើនពិតជាបានស្លាប់នៅក្រោមដៃរបស់គាត់បន្ទាប់ពីព្រះអម្ចាស់ទី3គេបានលើកហើយគេក៏មានការភ្ញាក់ផ្អើលផងដែរគេក៏បាននិយាយថាត
តែគឺជាមេតបជើងចាស់ម្នាក់នោះមែនទេបន្តមកព្រះម្ចាស់ទី3ក៏បាននិយាយទៅកាន់មេតបនៃគ្រួសារឈានថាមិននឹកស្មានថាលោកម្ចាស់នៅពេលនេះពិតជាបានចូលរួមសោះខ្ញុំនៅពេលនេះសូមអធិស្ឋានផងដែលបានធ្វើរឿងមួយចំនួនដែលបានខុសឆ្គងរួចនៅពេលនេះព្រះម្ចាស់ទី3គេក៏បានគិតក្នុងចិត្តថាដោយសារតែមេគ្រួសាររបស់ខ្ញុំនៅពេលនេះគាត់ពិតជាមិនបាននៅក្នុងគ្រួសារនៅពេលនេះខ្ញុំមិនអាចបង្កបញ្ហាបាននោះទេឈិនហ្វឹងនៅពេលនេះក៏បាននិយាយទៅកាន់សានឈឺថាចាប់តាំងពីខ្ញុំមានតង់មួយនេះហើយអ្នកមិនចាំបាច់ខ្លាចនោះទេបន្ទាប់ពីគាត់កំពុងតែនិយាយនៅពេលនោះស្រាប់តែមានមនុស្សអាកំបាំងពីរនាក់ក៏បានមកចាប់ទៅលើឈិនហ្វឹងគ្នារបស់ឈិនហ្វឹងបាននិយាយថាតើអ្នកណាគេទៅដែលហ៊ានធ្វើបាបទៅកាន់លោកម្ចាស់របស់ពួកយើងទោះជាយ៉ាងណាក៏ដោយនៅពេលនោះក៏មានបរិសម្នាក់ក៏បានដើរមករកឈិនហ្វឹងក៏បាននិយាយថាខ្ញុំគឺមានឈ្មោះថាឈិនចានដែលត្រូវជាអ្នកដឹកនាំនៃគ្រួសារឈិនអ្នកនៅពេលនេះគឺមានទោសដោយសារតែអ្នកបច្ចុប្បន្នបង្កបញ្ហាមួយចំនួនដែលនឹងធ្វើឲ្យមានផលប៉ះពាល់នៃគ្រួសារបើមិនដូច្នេះទេវាប្រកាសជាមានសង្គ្រាមដែលបានកើតឡើងហើយពេលនេះអ្នកនឹងទៅសារដាក់ទោសដើម្បីការក្តាមពីទោសដែលអ្នកបានប្រព្រឹត្តបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់បច្ចុប្បន្នត្រូវជាប់ច្រវាក់បាត់ទៅហើយដែលអ្នកកាត់ក្តីគេបាននិយាយទៅកាន់ឈិនហ្វឹងថាឈិនហ្វឹងអ្នកបច្ចុប្បន្នប្រព្រឹត្តនៅកំហុសដែលធ្វើឲ្យមានចំនួនរវាងគ្រួសារទាំងពីរជាមួយនឹងទោសកំហុសទាំងនេះវានឹងធ្វើឲ្យមានផលប៉ះពាល់ជាមួយនឹងគ្រួសារទាំងពីររួចឈិនហ្វឹងក៏បានឆ្លើយតបទៅវិញថារឿងដែលខ្ញុំធ្វើទាំងអស់នេះវាគ្មានអ្វីដែលជាប់ទាក់ទងជាមួយនឹងគ្រួសារនោះទេតើខ្ញុំបានធ្វើអ្វីខុសទៅបន្តមកនៅពេលនោះក៏បានលើសំឡេងលោកយាយម្នាក់ដែលគាត់បាននិយាយថាឈិនហ្វឹងអ្នកពិតជាបានប្រព្រឹត្តនៅកំហុសទាំងអស់នេះតើអ្នកពិតជាមិនទទួលស្គាល់វាមែនទេឈិនហ្វឹងក៏បានឆ្លើយតបទៀតថាប៉ុន្តែគ្រួសារយាយគេក៏បានចង់ធ្វើឃាតមកកាន់ខ្ញុំជាច្រើនដងហើយតើពិតជាមិនចង់ឲ្យខ្ញុំតដៃជាមួយនឹងពួកគេមែនទេជាមួយនឹងច្បាប់គ្រួសារឈិននៅពេលនេះវាគួរតែផ្លាស់ប្ដូរជាងទៅបើតាមមើលទៅគ្រួសារឈិនពិតជាមានភាពកំសាជាខ្លាំងបន្តមកនៅពេលនោះអ្នកដែលបានកាន់ច្បាប់គេក៏បាននិយាយថាឈិនហ្វឹងហេតុអ្វីបានជាអ្នកពិតជានិយាយពាក្យបែបនេះដែលលោកយាយហ្វានហួរគាត់ក៏បាននិយាយថាឈិនហ្វឹងអ្នកពិតជាមានភាពក្លាហានពិតមែនបន្តមកនៅពេលនោះលូឡាងគេក៏បាននិយាយថាឈិនហ្វឹងនៅពេលនេះឯងប្រកាសជាបានចាប់ហើយស្រាប់តែនៅពេលនោះលោកយាយហ្វានហួរក៏បានវាយបំបែកច្រវាក់ដែលបានចងភ្ជាប់ទៅកាន់ឈិនហ្វឹងគាត់ក៏បាននិយាយថាឯងពិតជាបាននិយាយត្រូវពិតមែនគ្រួសារឈិនរបស់ពួកយើងនឹងត្រូវផ្លាស់ប្ដូរច្បាប់មួយចំនួននៅក្នុងគ្រួសារដែលបានធ្វើឲ្យមនុស្សគ្រប់គ្នាដែលនៅទីកន្លែងមួយនេះពួកគេក៏មានការភ្ញាក់ផ្អើលផងដែរលូឡាងគេក៏បាននិយាយទៀតថាប៉ុន្តែឈិនហ្វឹងគេពិតជាបានបង្កបញ្ហាជាច្រើនលោកយាយហ្វានហួរក៏បានឆ្លើយតបទៅកាន់មនុស្សគ្រប់គ្នាថាទោះជាយ៉ាងណាក៏ដោយគ្រួសារឈិនរបស់ពួកយើងនៅពេលនេះពិតជាត្រូវការអ្នកក្លាហាននៅក្នុងគ្រួសារឈិននឹងលុបបំបាត់អំពើពុករលួយដែលនៅក្នុងគ្រួសារចេងអែលរួចលោកយាយហ្វានហួរក៏បានមកនិយាយជាមួយនឹងឈិនហ្វឹងថាបើតាមមើលទៅអ្នកពិតជាមានភាពក្លាហានពិតមែនគ្រួសារទាំង5វាពិតជាដល់ពេលដែលត្រូវប្រារព្ធពិធីមួយហើយដែលនោះគឺជាពិធីដណ្ដើមយកទឹកដីមានតែក្មេងចំនួនក្រោយនោះទេដែលចូលរួមជាមួយនឹងការប្រកួតនេះបានដែលបានពឹងផ្អែកទៅលើអ្នកចំនួនក្រោយនៃគ្រួសារហើយនៅពេលនេះខ្ញុំនឹងជ្រើសរើសយកអ្នកដើម្បីចូលរួមជាមួយនឹងការប្រកួតមួយនេះហើយអ្នកក៏ត្រូវជាអ្នកដឹកនាំក្រុមផងដែរបន្តមកឈិនហ្វឹងក៏បានអរគុណទៅកាន់លោកយាយហ្វានហួរដែលគាត់បាននិយាយថាខ្ញុំនឹងខិតខំព្យាយាមអំពីរឿងមួយនេះដែលនៅពេលនេះឈិនហ្វឹងក៏បានកើតក្នុងចិត្តថាបើតាមអ្វីដែលខ្ញុំចាំសន្យាពេលប៉ុន្មានថ្ងៃទៀតវាគឺជាការដេញថ្លៃនៃគ្រួសារទាំង5ហើយខ្ញុំនៅពេលនេះប្រហែលជាត្រូវចម្រាញ់ថ្នាំដាក់នៅក្នុងការដេញថ្លៃនៅក្នុងកម្មវិធីមួយនេះរួចសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងគាត់បច្ចុប្បន្នមកកាន់ទីកន្លែងមួយនៃការចម្រាញ់ឱសថនៃគ្រួសារឈិនប៉ុន្តែបើតាមមើលទៅវាហាក់បីដូចជាបានបាក់បែកអស់ទៅហើយបន្តពីឈិនហ្វឹងគាត់បានឃើញក៏បាននិយាយថាតើអ្នកណាគេទៅដែលបានរៀបចំរឿងទាំងនេះដែលបានឲ្យខ្ញុំមកទីកន្លែងមួយនេះសូម្បីតែចង្ក្រាននៃការចម្រាញ់គ្រាប់ថ្នាំក៏មិនមានផងដែរដែលនៅពេលនោះគឺមានក្មេងស្រីម្នាក់បាននិយាយទៅកាន់ឈិនហ្វឹងថាខ្ញុំជាអ្នកមើលថែនៅទីកន្លែងមួយនេះរួចឈិនហ្វឹងក៏បានសួរស្ដីទៅកាន់នាងទៅបន្តមកគាត់ក៏បានដើរទៅមើលឱសថដែលគាត់នឹងត្រូវយកវាមកចម្រាញ់គ្រាប់ថ្នាំបន្ទាប់ពីគាត់បានពិនិត្យមើលហើយគាត់ក៏បាននិយាយថាឱសថដែលក្មេងស្រីមួយនេះត្រូវបានរៀបចំមើលទៅវាពិតជាមានភាពរៀបរយហេតុអ្វីបានជាគ្រួសាររបស់ខ្ញុំឲ្យនាងធ្វើការនៅកន្លែងអាក្រក់មួយនេះបន្តមកឈិនហ្វឹងក៏បានសួរឈ្មោះទៅកាន់កូនស្រីគេថាតើអ្នកគឺមានឈ្មោះអ្វីទៅ
ក្មេងស្រីម្នាក់នេះក៏បានឆ្លើយតបថាខ្ញុំគឺមានឈ្មោះថាហွာគូពេលនោះឈិនហ្វឹងក៏បានទៅសួរនាងម្ដងទៀតអ្នកគឺមានឈ្មោះហွာនៅពីមុខតើអ្នកមានជាប់តាក់ទងអ្វីជាមួយនឹងជីតាហွာទៅបន្ទាប់មកក្មេងស្រីក៏បានឆ្លើយតបថាខ្ញុំពិតជាជាប់តាក់ទងជាមួយនឹងជីតាហွာដែលខ្ញុំត្រូវជាចៅស្រីរបស់គាត់ឈិនហ្វឹងគាត់ក៏បាននិយាយទៀតថាជីតាហွာគាត់ពិតជាបានបម្រើមកកាន់គ្រួសាររបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំហើយជាមួយនឹងជំនាញនៃការមើលឱសថនិងការរើសថ្នាំរបស់គាត់វាពិតជាមានភាពល្អជាខ្លាំងក្មេងស្រីម្នាក់នេះក៏បានឆ្លើយតបទៅកាន់ឈិនហ្វឹងអញ្ចឹងនៅពេលនេះលោកក៏ជាអ្នកប្រុសវ័យក្មេងដែលមានឈ្មោះថាឈិនហ្វឹងដែលជាតារបស់ខ្ញុំពិតជាបានលើកឡើងឲ្យខ្ញុំបានស្ដាប់តាំងពីក្មេងមកបន្តមកក្មេងស្រីម្នាក់នេះក៏បាននាំឈិនហ្វឹងទៅជួបជីតាហွာដែលគាត់បានស្គាល់តាំងពីក្មេងមកដែលនៅពេលនេះឈិនហ្វឹងក៏បាននិយាយទៅកាន់ជីតាហွာថាខ្ញុំពិតជាបានត្រឡប់មកវិញហើយជីតាហွာគាត់ក៏បានឆ្លើយតបថាតើនេះគឺជាអ្នកប្រុសវ័យក្មេងឈិនហ្វឹងមែនទេឈិនហ្វឹងគាត់ក៏បានសួរថាហេតុអ្វីបានជាជីតាហွာពិតជាបានខ្លាចទៅជាបែបនេះរួចនៅពេលនេះឈិនហ្វឹងគាត់ក៏បានកើតក្នុងចិត្តជាមួយនឹងជំនាញនៃការមើលឱសថនិងការចម្រាញ់ថ្នាំភាគច្រើននិងលក្ខណៈឱសថហើយនឹងឈ្មោះឱសថភាគច្រើនខ្ញុំពិតជាបានរៀនអំពីជីតាហွာប៉ុន្តែនៅពេលនេះហាក់បីដូចជាគាត់ពិតជាមានជំងឺប្រចាំកាយរួចពេលនោះហွာគូក៏បាននិយាយទៅកាន់ឈិនហ្វឹងថាអ្នកប្រុសវ័យក្មេងរឿងទាំងអស់នេះជីតាគាត់ពិតជាបានកើតឡើងដោយសារតែឈិនលូឡាងនិងបងប្រុសរបស់គេពិតជាបានធ្វើឲ្យជីតាហွာគាត់ពិតជាបានខ្លាចទៅជាបែបនេះហើយពួកគេហាក់បីដូចជាមិនចង់ឲ្យខ្ញុំធ្វើការងារជាអ្នកបេះឱសថនៅក្នុងគ្រួសារឈិនបន្តទៀតទេបើសិនជាខ្ញុំគ្មានការងារធ្វើខ្ញុំប្រកាសជាគ្មានប្រាក់ដើម្បីទៅព្យាបាលជំងឺជីតាហွာនោះទេបន្តមកនៅពេលនោះជីតាហွာក៏បាននិយាយទៅកាន់នាងថាអ្នកពេលនេះកុំរកបញ្ហាទៅឲ្យអ្នកប្រុសវ័យក្មេងឈិនហ្វឹងនោះអីបន្តមកឈិនហ្វឹងរួចឈិនហ្វឹងក៏បាននិយាយថាបើតាមមើលទៅរឿងទាំងអស់នេះប្រកាសជាបានជាប់តាក់ទងជាមួយនឹងខ្ញុំមិនឯនោះទេលូឡាងខ្ញុំនឹងត្រូវដោះស្រាយជាមួយនឹងគេនៅពេលនេះហើយរួមទាំងបងប្រុសរបស់គេផងដែរដែលបានធ្វើឲ្យអ្នកទាំងពីរនៅពេលនេះពិតជាមានភាពលំបាកបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលលូឡាងពិតជាបានត្រូវឈិនហ្វឹងគាត់បានវាយបន្តមកគេក៏បានប្រាប់ទៅបងប្រុសរបស់គេថាឲ្យជួយដោះស្រាយជាមួយនឹងឈិនហ្វឹងផងទោះជាយ៉ាងណាក៏ដោយនៅពេលនោះឈិនហ្វឹងក៏បានមកកាន់ទីកន្លែងមួយនេះក៏បាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាប៉ុន្តែនៅពេលនោះលូឡាងគេក៏បាននិយាយកាត់បន្ទាប់ពីគេបាននិយាយរួចពេលនោះក៏បានស៊ីមួយដៃបាត់ទៅហើយឈិនហ្វឹងក៏បាននិយាយបន្តទៀតនៅពេលនេះយើងមិនចង់មកកបញ្ហាច្រើននោះទេឯងគួរតែឆាប់ប្រកបផ្ទៃឱសថមួយដែលបានគ្រប់គ្រងនៅពេលនេះមកយើងមកបងប្រុសរបស់លូឡាងគេក៏បាននិយាយថាតើឈិនហ្វឹងនៅពេលនេះឯងកំពុងតែស្រមៃមែនទេបន្តមកឈិនហ្វឹងក៏បាននិយាយថាបានចាំមិនអីនោះទេនៅពេលនេះពួកយើងគួរតែភ្នាល់គ្នាមួយទៅបងប្រុសរបស់លូឡាងគេក៏បាននិយាយថាតើនៅពេលនេះឯងចង់ភ្នាល់អ្វីទៅឈិនហ្វឹងក៏បាននិយាយថាការភ្នាល់មួយនេះវាគឺជាការភ្នាល់នៃការបេះឱសថអ្នកណាដែលបេះឱសថកម្រិតខ្ពស់ជាងគេអ្នកនោះនឹងឈ្នះបើសិនជាយើងឈ្នះនៅការភ្នាល់មួយនេះឯងឆាប់ប្រកបផ្ទៃឱសថមួយមកយើងបើសិនជាយើងចាញ់ឯងអាចធ្វើអ្វីមកកាន់យើងក៏បានផងដែរបន្ទាប់ពីបងប្អូនទាំងពីរនាក់ពួកគេបានលើហើយក៏បាននិយាយថាវាមិនអីនោះទេយើងនឹងយកប្រងពីការភ្នាល់មួយនេះហងគូបាននិយាយទៅកាន់ឈិនហ្វឹងថាហេតុអ្វីបានជាលោកម្ចាស់ឈិនហ្វឹងពិតជាបានជឿជាក់មកលើខ្ញុំហាក់បីដូចជាមិនអាចយកឈ្នះនៅក្នុងការភ្នាល់មួយនេះបានទេបើតាមមើលទៅឈិនហ្វឹងក៏បាននិយាយថាដោយសារតែអ្នកគឺជាចៅស្រីរបស់ជីតាហွာហើយជីតាហွာគាត់ពិតជាបានបង្រៀនទៅកាន់ចៅស្រីរបស់គាត់ប្រហែលជាច្រើនហើយបើតាមមើលទៅជាមួយនឹងសមត្ថភាពរបស់អ្នកខ្ញុំជឿជាក់ថាអ្នកនឹងអាចយកឈ្នះការភ្នាល់មួយនេះបន្តមកសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលហွာគូកំពុងតែរៀបនឹងបេះថ្នាំហើយនៅពេលនោះក៏មានបរិសម្នាក់ក៏បានឆក់យកថ្នាំអំពីនាងដែលនាងបាននិយាយថាហេតុអ្វីបានជាអ្នកពិតជាយករបស់ខ្ញុំអញ្ចឹងទោះជាយ៉ាងណាក៏ដោយក៏មានមនុស្សផ្សេងទៀតដែលបានបេះថ្នាំផងដែរហွာគូក៏បាននិយាយថាហេតុអ្វីបានជាមនុស្សទាំងនេះឱសថខ្លះពិតជាមិនអាចប្រើប្រាស់បានទេហេតុអ្វីបានជាពួកគេពិតជាបានបេះវាយកទៅដែលនៅពេលនេះឈិនលូឡាងនៅបងប្រុសរបស់គេបាននិយាយថាតាមមើលទៅឈិនហ្វឹងប្រហែលជាចាញ់ការភ្នាល់របស់ពួកយើងហើយជាមួយនឹងអ្នកបេះឱសថរបស់ពួកយើងពួកគេពិតជាបានប្រមូលផលបានច្រើននៅពេលនេះបន្តមកនៅពេលនេះហွာគូហាក់បីដូចជាអស់សង្ឃឹមនៅក្នុងការបេះឱសថមួយនេះហើយនៅពេលនោះឈិនហ្វឹងក៏បាននិយាយថាអ្នកគឺជាចៅស្រីរបស់ជីតាហွာអ្នកប្រកាសចាយធ្វើបានរួចហွာគូក៏បានងើបមកវិញនាងបាននិយាយថាមិនអីនោះទេខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរួចហွာគូក៏បានសម្លឹងមើលជុំវិញទីកន្លែងមួយនេះពេលនោះក៏មានពលឺអ្វីមួយដែលបានជាប់នៅភ្នំបន្តមកក៏បានកាន់មកខាងពេលនេះវិញដែលនាងក៏បានឡើងទៅលើភ្នំពេលនោះក៏បានឃើញនៅរុក្ខជាតិមួយនៅពេលដែលហွာគូបានឃើញវាហើយហាក់បីដូចជានាងបាននិយាយថាបើតាមមើលទៅរុក្ខជាតិមួយនេះហាក់បីដូចជាធម្មតានោះទេទោះជាយ៉ាងណាក៏
ក៏ដោយរុក្ខជាតិមួយនេះខ្ញុំបានរកឃើញវាជាលើកចុងក្រោយហើយក៏បានកាត់មកខាងពេលនេះវិញដែលហោះគូក៏បានបេះវារួចមកហើយបន្តមកនៅពេលនេះក៏ដល់ពេលពិនិត្យមើលឱសថដែលពួកគេបាននិយាយថាអ្នកណាដែលមានកម្រិតខ្ពស់ជាងគេអ្នកនោះនឹងឈ្នះពេលនេះបងប្រុសរបស់លូឡាងគេក៏បានពិនិត្យហើយបាននិយាយថាបើតាមមើលទៅឱសថមានតែកម្រិតទី2នោះទេហើយវាគ្រាន់តែជាកម្រិតទី2ធម្មតាបើប្រៀបធៀបជាមួយនឹងពួកយើងវាគឺជាកម្រិតទី2ថ្នាក់ខ្ពស់ពេលនោះលូឡាងក៏បាននិយាយទៅកាន់ឈិនហ្វឹងថាតើអ្នកនៅពេលនេះព្រមទទួលស្គាល់នៅការបរាជ័យហើយឬនៅឈិនហ្វឹងក៏បាននិយាយថាវាមិនតដល់ពេលដែលយើងទទួលស្គាល់នៅការចាញ់នោះទេបន្តមកឈិនហ្វឹងក៏បានយកភ្លើងហើយក៏បានដុតទៅលើតុមួយនេះដែលបានធ្វើឲ្យឆេះឱសថបន្តពីពួកគេទាំងពីរនាក់ក៏បានឃើញហើយក៏បាននិយាយទៅកាន់ឈិនហ្វឹងថាតើអ្នកចង់បំបត្តិផតាំងមែនទេហើយអ្វីបានជាអ្នកបច្ចុប្បន្នដុតទៅលើឱសថទាំងនេះឈិនហ្វឹងក៏បានឆ្លើយតបថានៅពេលនេះពួកអញគួរតែបើកភ្នែកមើលម្ដងទៀតទៅវាមិនមែនជាគ្រឿងផ្សំឱសថដែលពួកអញបានពិនិត្យមើលបាញ់មិញទេដែលវាគឺជាកម្រិតទី2ហើយនៅពេលនេះវាគឺជាកម្រិតទី4បន្ទាប់ពីពួកគេបានពិនិត្យមើលទៅកាន់វាម្ដងទៀតដែលនៅពេលនេះពួកគេក៏បាននិយាយថាតើនេះមែនទេគឺជាផ្កាប្រឡឹងដែលវាគឺជាគ្រឿងផ្សំឱសថកម្រិតទី4លូឡាងនៅគ្នារបស់ពួកគេបាននិយាយថាហេតុអ្វីបានជាវាបច្ចុប្បន្នខ្លាចទៅជាបែបនេះគេគ្រាន់តែយកភ្លើងដុតទៅកាន់ឱសថហេតុអ្វីបានជាវាបច្ចុប្បន្នលេចជានៅគ្រឿងផ្សំកម្រិតទី4ឈិនហ្វឹងក៏បាននិយាយថាជាមួយនឹងផ្កាប្រឡឹងមួយនេះវាពិតជាពិបាករកជាខ្លាំងហើយវាពិតជាបានលាក់ពួនដែលបានធ្វើឲ្យមនុស្សគ្រប់គ្នាពិតជាពិបាកមើលទៅកាន់វាខ្លាំងប៉ុន្តែនៅពេលនេះទោះជាយ៉ាងណាក៏ដោយយើងពិតជាបានឈ្នះនៅការភ្នាល់មួយនេះហើយចាប់តាំងពីពេលនេះទៅផ្ទះចម្រាញ់ឱសថវានឹងខ្លាចទៅជារបស់ហងគូហើយរួចឈិនហ្វឹងក៏បាននិយាយទៅកាន់ហងគូថាអ្នកនៅពេលនេះអញនឹងជួយតាហួនទៅកាន់ផ្ទះឱសថថ្មីហើយផ្កាវិញ្ញាណកម្រិតទី4មួយនេះខ្ញុំនឹងតែងវាអំពីអ្នកដោយតម្លៃដ៏សាងខ្ពស់រួចសាច់រឿងរបស់យើងក៏បានកាន់មកខាងពេលនេះវិញដែលឈិនហ្វឹងក៏បានគិតថាបើសិនជាខ្ញុំលេបនៅផ្កាឱសថមួយនេះវិញ្ញាណរបស់ខ្ញុំប្រហែលជាបានកើនឡើងបន្ទាប់ពីឈិនហ្វឹងគាត់បានកើតវារួចហើយគាត់ក៏បានចាប់ផ្ដើមចម្រាញ់វានៅក្នុងខ្លួនរបស់គាត់តែម្ដងទៅបន្ទាប់ពីគាត់កំពុងតែចម្រាញ់ផ្កាមួយនេះដែលបានធ្វើឲ្យវិញ្ញាណរបស់គាត់ពិតជាមានការឈឺចាប់ជាខ្លាំងហើយឥទ្ធិពលនៃផ្កាវិញ្ញាណមួយនេះវាក៏បានលេចចេញមកដែលនោះគឺជាប្រឡងអាក្រក់របស់ឈិនហ្វឹងវាក៏បាននិយាយទៅកាន់ឈិនហ្វឹងថាឈិនហ្វឹងឯនៅពេលនេះពិតជាមិនស័ក្តិសមរស់នៅក្នុងពិភពលោកមួយនេះទេជាមួយនឹងគ្រួសារមិត្តភ័ក្តិបងប្អូនពួកគេពិតជាត្រូវបានស្លាប់ដោយសារតែឯងរួចវិញ្ញាណអាក្រក់មួយនេះវាក៏ចាប់ផ្ដើមច្បាច់កទៅកាន់ឈិនហ្វឹងទោះជាយ៉ាងណាក៏ដោយឈិនហ្វឹងក៏កាយរើបំរាស់មកវិញបានហើយក៏ចាប់ផ្ដើមបើកការវាយប្រហារទៅកាន់វាវិញប៉ុន្តែហាក់បីដូចជាមិនអាចធ្វើអ្វីទៅកាន់វិញ្ញាណអាក្រក់មួយនេះបានទេវាក៏បាននិយាយទៅកាន់ឈិនហ្វឹងទៀតថាអ្វីដែលបានកើតឡើងទៅអស់ដោយសារតែឯងឈិនហ្វឹងឯងមិនគួរស័ក្តិសមរស់បន្តទៀតទេរួចក៏បានធ្វើឲ្យឈិនហ្វឹងនៅពេលនេះក៏មានការឈឺចាប់ម្ដងទៀតហើយបើតាមមើលទៅឈិនហ្វឹងនៅពេលនេះហាក់បីដូចជាគាត់ពិតជាមានភាពអស់សង្ឃឹមជាខ្លាំងបន្ទាប់ពីគាត់បាននឹកស្រមៃទៅកាន់មិត្តភ័ក្តិបងប្អូនរបស់គាត់នៅឪពុកម្ដាយរបស់គាត់ថាតើខ្ញុំពិតជាបានធ្វើឲ្យពួកគេបានស្លាប់មែនទេប៉ុន្តែនៅពេលនេះខ្ញុំពិតជាមានឱកាសលើកទី2ដែលខ្ញុំអាចជួយសង្គ្រោះទៅកាន់ពួកគេបានបន្តមកឈិនហ្វឹងក៏បានចាប់ផ្ដើមរើបំរាស់ម្ដងទៀតហើយក៏បានបើកការវាយប្រហារទៅកាន់វិញ្ញាណអាក្រក់ដែលគាត់បាននិយាយថាឲ្យតែខ្ញុំមានឱកាសជាលើកទី2ខ្ញុំប្រកាសជាមិនឲ្យរឿងមួយនេះវាបានកើតឡើងម្ដងទៀតនោះទេហើយគាត់ក៏បានសម្លាប់ទៅកាន់វិញ្ញាណអាក្រក់មួយនេះទៅឬគាត់ក៏បានចាប់ផ្ដើមរួមបញ្ចូលគ្នាជាមួយនឹងវាផងដែរបន្ទាប់ពីគាត់ពិតជាបានរួមបញ្ចូលគ្នារួចហើយគាត់ក៏បាននិយាយថានៅពេលនេះវិញ្ញាណរបស់ខ្ញុំពិតជាមានភាពល្អប្រសើរជាងមុនដែលនៅពេលនេះខ្ញុំពិតជាចម្រាញ់ក្របថ្នាំកម្រិតទី3ថ្នាក់ខ្ពស់បានហើយទោះជាយ៉ាងណាក៏ដោយភាររបស់យើងនៅពេលនេះគឺមានតែប៉ុណ្ណឹងអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនា